Hello ក៏ដូចជាសួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីតោះថ្ងៃនេះយើងនឹងមកសម្រាយរឿងតទីដែរគឺជារឿងបុព្វបុរសមួយសែនឆ្នាំយើងកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅវីដេអូយើងទាំងអស់គ្នាតាមខ្សែរឿងរបស់យើងនឹងយើងបានឃើញមេអារ៉ាដែលគាត់កំពុងតែស្រូបរាងកាយប្រយុទ្ធចេញពីប្រយ៉ាហើយក៏បានរួមបញ្ចូលរាងកាយប្រយុទ្ធរបស់ប្រយ៉ាងដោយបានជោគជ័យយើងក៏បានឃើញថាមេអារ៉ាមួយនោះក៏បានក្លាយទៅជាព្រះប្រយុទ្ធពិតប្រាកដក៏បានធ្វើឲ្យមនុស្សគ្រប់គ្នានឹងមានការព្យាបាលជាខ្លាំងពួកគេក៏បានលន់មាត់ទៀតថាហាថាម៉េចរាងកាយប្រយុទ្ធនោះពេលដែលបានរួមបញ្ចូលធ្វើឲ្យឡើងដល់អាណាចក្រដាវ Emperor មេបិសាចរបស់យើងនឹងក៏បានមាត់ទៀតថាអូខេមនុស្សលោកទាំងអស់គ្នាឥឡូវនេះដល់ពេលហើយដល់ពេលដែលត្រូវស្លាប់ហើយលោកមេតបរបស់យើងបានឃើញបែបនេះហើយក៏បានលន់មាត់ទៀតថាភ្នែកវេទមន្តកម្រិតនេះប្រសិនបើប្រលេខអំណាចចេញមកខាងក្រៅខ្ញុំខ្លាចថាការវាយប្រហារតែមួយប៉ុណ្ណោះវានឹងអាចបំផ្លាញតំបន់នៅទិសខាងលិចទាំងមូលក៏បានប្រាប់ឲ្យមនុស្សទាំងអស់នឹងធ្វើការរត់ចេញជាបន្ទាន់តែមេបិសាចនឹងក៏បានថាវាគ្មានប្រយោជន៍នោះទេហើយភ្នែកបិសាចនឹងក៏បានវាយប្រហារចុះមកខាងក្រៅធ្វើឲ្យមានខ្យល់សម្ពាធយ៉ាងខ្លាំងរងតែសម្លាប់អ្នកទាំងអស់គ្នាហើយប៉ុន្តែភ្លាមនោះស្រាប់តែមានការវាយប្រហាររៀងជាមួយនឹងអត្តពលបិសាចមួយនោះធ្វើឲ្យយុទ្ធសាស្ត្រទាំងនោះឡងត្រូវម្ចាស់ខ្លួនឯងវិញហើយមេបិសាចក៏បាននិយាយទៀតថាអ្នកណាហ៊ានរៀងការវាយប្រហាររបស់យើងតែភ្លាមនឹងស្រាប់តែបុព្វបុរសយើងនឹងក៏បានលេចមុខឡើងហើយបុព្វបុរសក៏បាននិយាយទៀតថាខ្ញុំបានឮថាអ្នកមកពីមួយសែនឆ្នាំមុនដែរមែនទេប្រហែលជាអ្នកនៅតែចាំឈ្មោះរបស់ខ្ញុំហើយខ្ញុំគឺជាអត្តរាជិនមេបិសាចនឹងក៏បាននិយាយតិចថាមិនគួរឲ្យជឿកាលពី1100ឆ្នាំមុនហើយមើលទៅប្រហែលជាគាត់នឹងអាចធ្វើការវាយប្រហារមកខ្ញុំបានប៉ុន្តែអត្តរាជិនមិនបានសោយទីមង្គលតែមែនទេហើយបុព្វបុរសរបស់យើងនឹងក៏បាននិយាយទៀតថាខ្ញុំមកលើកនេះមិនមែនមកជួយក្មេងជំនាន់ក្រោយរបស់ខ្ញុំនោះទេខ្ញុំមកលើកនេះខ្ញុំគ្រាន់តែចង់ដឹងថាអ្នកគឺជាមនុស្សមែនដែរឬទេអ្វីបានជាអ្នកដឹកនាំពពួកបិសាចមកវាយជនជាតិខ្លួនឯងបែបនេះតែប្រសិនបើអ្នកមិនប្រាប់ខ្ញុំនឹងបន្តធ្វើវាយ៉ាងណាក៏ដោយខ្ញុំមិននិយាយច្រើនជាមួយនឹងឯងទេនិយាយចប់បុព្វបុរសរបស់យើងនឹងក៏បានបញ្ចេញយុទ្ធសាស្ត្របន្តិចក៏បានធ្វើឲ្យមុខមេបិសាចនឹងមានការឈាមបន្តិចដែរមេបិសាចនឹងក៏មានការភ័យខ្លាចនៅក្នុងចិត្តដែរហើយក៏បានគិតនៅក្នុងចិត្តទៀតថាមិនសំខាន់ទេគាត់គឺជាអត្តរាជឬក៏មិនជាអត្តរាជអ្វីដែលជាសំខាន់នោះគុំធ្វើឲ្យគាត់ខឹងឲ្យសោះបើមិនយ៉ាងទេខ្ញុំគិតថាខ្ញុំនឹងពិបាកមេបិសាចនឹងក៏បានប្រមនិយាយហើយដោយសារតែមនុស្សនឹងសំទៅនឹងស្លាប់ខ្សែរឿងរបស់យើងនឹងក៏បានសម័យថយក្រោយហើយដោយសារតែមេបិសាចនឹងគាត់កាលជានៅមនុស្សកាលនោះមេបិសាចរបស់យើងនឹងគ្មានការដាំដុះនោះទេនៅពេលដែលពពួកបិសាចចាប់ដើមលុកលុយសង្គ្រាមរបស់មនុស្សនិងបិសាចនឹងមានការវឹកវរជាខ្លាំងហើយនៅពេលដែលពួកមនុស្សឃើញមេបិសាចរបស់យើងនឹងគ្មានការដាំដុះពួកគេនឹងបានសើចចំអកទៅកាន់មេបិសាចរបស់យើងហើយពួកគេនឹងបានថែមទាំងបោះបង់ចោលក្មេងដោយមិនអើតពើហើយព្រមទាំងរត់យករួចខ្លួនតែម្នាក់ឯងដូច្នេះហើយមេបិសាចយើងចាប់តាំងពីពេលនោះមកមានគំនុំជាមួយនឹងពួកមនុស្សរបស់យើងមិនថាតែពួកគេទេសូម្បីតែម្ដាយបង្កើតរបស់គេនឹងក៏បោះបង់ចោលគេដែរនៅពេលដែលមេបិសាចយើងនឹងកំពុងតែមានការអោនសង្ឃឹមជាខ្លាំងព្រាមនឹងស្រាប់តែឃើញមានពលឺមួយគាត់គឺជាព្រះនៃសង្គ្រាមដែលបានផ្ដល់អំណាចទៅមេបិសាចរបស់យើងចាប់តាំងពីពេលនោះមកមេបិសាចរបស់យើងឲ្យតែពីណាគាត់ស្អប់គាត់ដឹងតែសម្លាប់ហើយតែរឿងរបស់យើងនឹងក៏កាត់មកដល់កន្លែងបច្ចុប្បន្នវិញហើយបិសាចនោះក៏បានបន្តទៀតថាដោយសារតែរឿងនេះហើយទើបធ្វើឲ្យខ្ញុំរស់នៅមកដល់សប្តាហ៍នេះចេញពីឆន្ទៈរបស់ព្រះនៃសង្គ្រាមដូច្នេះហើយខ្ញុំត្រូវតែសម្លាប់មនុស្សជាតិទាំងអស់បុព្វបុរសរបស់យើងនឹងបានស្ដាប់រឿងនឹងហើយក៏បានសើចហើយក៏បាននិយាយថាអូខ្ញុំចាំបានហើយឥឡូវនេះតាមកាពិតរឿងនេះមិនមែនជាអ្វីដែលឯងកំពុងតែគិតនោះទេដោយសារតែពេលនោះខ្ញុំក៏នៅទីនោះដែរមេបិសាចរបស់យើងនឹងឮហើយក៏បានហូរចិត្តវាមិនពិតទេហើយបុព្វបុរសក៏បានបន្តទៀតថាត្រឹមត្រូវខ្ញុំនឹងប្រាប់អ្នកហើយអ្នកត្រូវតែយកចិត្តទុកដាក់កាលពី100,000ឆ្នាំមុនខ្ញុំចង់បានអ្វីដែលគេហៅថាឆ្នាំងភ្លើងប៉ុន្តែដោយសារតែគ្មានស្ថានភាពមូលដ្ឋានឆ្នាំងភ្លើងដូច្នេះហើយខ្ញុំក៏បានទៅទីនោះហើយនៅទីនោះមានកុលសម្ព័ន្ធវិញ្ញាណមួយដោយសម្បូរដោយឱសថវិញ្ញាណដូច្នេះហើយខ្ញុំទៅទីនោះដើម្បីខ្ចីឱសថវិញ្ញាណរបស់ពួកគេប៉ុន្តែមិនទៅខ្ចីឯណាគ្នាយើងគឺទៅលួចប៉ុន្តែទៅដល់ទីនោះក៏មិនស្រួលដែរដោយសារតែគេបានដឹងថាទូឯប្រុសរបស់យើងនឹងបានមកលួចឱសថវិញ្ញាណរបស់គេនៅពេលដែលកុលសម្ព័ន្ធនឹងដឹងថាទូឯប្រុសរបស់យើងបានលួចឱសថវិញ្ញាណណាក៏បានដេញទូឯប្រុសរបស់យើងរហូតដល់3យប់3ថ្ងៃដោយមិនឈប់រួចហើយបុព្វបុរសនៅពេលដែលឃើញកុលសម្ព័ន្ធនឹងដេញមិនឈប់ក៏បុព្វបុរសរបស់យើងនឹងបិទការហោះហើរនិយាយទៅនៅក្នុងតំបន់នឹងអត់មានការហោះហើរទេដើម្បីឲ្យកុលសម្ព័ន្ធដែលបានដេញតាមទូឯប្រុសរបស់យើងនឹងមិនអាចហោះហើរតាមទូប្រុសយើងរួចដូច្នេះហើយនៅពេលការបិទហោះហើរនឹងសម្បីទៅទូឯប្រុសរបស់យើងនឹងក៏ធ្លាក់ចុះមកខាងក្រោមដែរដូច្នេះហើយបំណែកនៃព្រះសង្គ្រាមរបស់ទូឯប្រុសរបស់យើងនឹងក៏ធ្លាក់ចុះមកដីហើយក៏ត្រូវបានមេបិសាចរបស់យើងនឹងរើបានហើយមេបិសាចរបស់យើងនឹងក៏បានយល់ច្រឡំតាំងពីពេលនោះមកមេបិសាចរបស់យើងនឹងគ្រាន់តែបានលើប្រពន្ធនឹងភ្លាមក៏អត់មានការជឿដែរពិតជាគួរឲ្យអស់សំណើចណាស់អញ្ចឹងអ្នកមានន័យថាព្រះជាម្ចាស់នៃសង្គ្រាមអ្នកបានលះបង់វាដោយខ្លួនឯងមែនទេអញ្ចឹងបានន័យថាបំណែកនៃព្រះនៃសង្គ្រាមនេះគឺជារបស់អ្នកមែនទេប៉ុន្តែនៅពេលនោះខ្ញុំបានលើព្រះនៃសង្គ្រាមនិយាយថាបើអ្នកមិនប្រយុទ្ធទេអ្នកនឹងស្លាប់តើរឿងនេះវាទៅជាអ្វីទៅបុព្វបុរសរបស់យើងឮហើយក៏បានគិតអូតាមពិតឯងគឺបានយល់ច្រឡំតាំងពីដើមមកនៅពេលនោះខ្ញុំមិនបាននិយាយអំពីរឿងនេះទេខ្ញុំថាពេលនេះខ្ញុំមានមូលដ្ឋានទឹកក្តៅហើយប៉ុន្តែខ្ញុំនៅខ្វះទឹកជ្រលក់ដូច្នេះហើយបើខ្ញុំមិនប្រយុទ្ធទេខ្ញុំមិនបានទឹកជ្រលក់ដើម្បីធ្វើមូលដ្ឋានឆ្នាំងភ្លើងរបស់ខ្ញុំឡើយហើយបើខ្ញុំមិនបានទឹកជ្រលក់ទេខ្ញុំនឹងមានអារម្មណ៍ថាខ្ញុំស្លាប់បុព្វបុរសនឹងក៏បាននិយាយទៀតថាដូច្នេះហើយវាគ្មានការណែនាំអំពី
ព្រានៃសង្គ្រាមទល់តែសោះគឺឯងយល់ច្រឡំតាំងពីដើមមកហើយបុព្វបុរសរបស់យើងក៏បានកើតនៅក្នុងចិត្តថាទីបំផុតខ្ញុំយល់ហើយអ្វីបានជាបេសកកម្មមួយនេះចាប់ដើមតាំងពី1100ឆ្នាំមុនមកហើយមេបិសាចរបស់យើងគ្រាន់តែបានលើប៉ុណ្ណឹងភ្លាមក៏មានការខឹងសម្បាដែរនេះក្រអូលក្រតមណាខ្ញុំបានរស់នៅឲ្យពឹងផ្អែកទៅលើជំនឿរបស់ខ្ញុំទៅធ្វើឲ្យខ្ញុំរស់រៀនមានជីវិតរហូតដល់100,000ឆ្នាំមកហើយដូច្នេះហើយខ្ញុំមិនឲ្យអ្នកបង្កែបង្ខូចឈ្មោះរបស់គាត់ទេខ្ញុំនឹងប្រើកម្លាំងរបស់ខ្ញុំទាំងអស់កុំចាប់អ្នកនិងមនុស្សដេរឆានទាំងអស់នៅលើពិភពលោកមួយនេះរួចហើយក៏គេបានបញ្ចេញយុទ្ធសាស្ត្រធ្វើឲ្យមនុស្សគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលដែរនោះគឺជាព្រះនៃសង្គ្រាមពិតប្រាកដហើយគេក៏បានស្រែកថាបំផ្លាញហើយក៏បានធ្វើឲ្យមានកណ្ដាប់ដៃយ៉ាងធំសន្ធឹកសន្ធាប់មកវាយទូឲ្យប្រុសរបស់យើងធ្វើឲ្យបែកដីជាពីរហើយក៏បានធ្វើឲ្យប្រុសយ៉ាងរបស់យើងនឹងមានការភ្ញាក់ផ្អើលដែរខ្ញុំអាចមានអារម្មណ៍ថានេះគឺជាចលនាខ្លាំងបំផុតរបស់ព្រះនៃសង្គ្រាមនោះប្រហែលជាមិនអាចទទួលយកបានទេហើយទូឲ្យប្រុសរបស់យើងនឹងក៏បានកើតនៅក្នុងចិត្តហេតុអ្វីបានជាមួយរយៈនេះខ្ញុំនិយាយអ្វីទៅគ្មានអ្នកណាជឿខ្ញុំបែបនេះហើយបុព្វបុរសក៏បានហោះទៅវាយមេបិសាចមួយកំភ្លៀងក៏បានធ្វើមនុស្សគ្រប់គ្នានឹងបើកភ្នែកប៉ិនពងមាន់ព្រះនៃសង្គ្រាមត្រូវទះតែមួយកំភ្លៀងហើយបុព្វបុរសក៏បាននិយាយទៀតថាខ្ញុំនិយាយថាអ្វីទាំងអស់ដែលខ្ញុំបាននិយាយគឺជារឿងពិតបើអ្នកមិនជឿខ្ញុំនឹងខឹងហើយក៏បានធ្វើឲ្យមេបិសាចរបស់យើងនឹងមានការភ្ញាក់ផ្អើលដែរតាមពិតអ្នកគឺជាព្រះសង្គ្រាមពិតប្រាកដអតិភិបរបស់ព្រះសង្គ្រាមពិតប្រាកដនេះមានឥទ្ធិពលបែបនេះគាត់បានបំបីការវិប្រហាររបស់ខ្ញុំដោយងាយលើកលែងតែអត្តរាជមកពីអតីតកាលគិតចាប់លៀបមេបិសាចរបស់យើងនឹងក៏បានហោះកិច្ចពីបុព្វបុរសរបស់យើងហើយក៏បានគិតនៅក្នុងចិត្តថាកម្លាំងរបស់អត្តរាជពីអតីតកាលគឺពិតជាគួរឲ្យខ្លាចណាស់បើខ្ញុំមិនរត់ទេខ្ញុំច្បាស់ជាស្លាប់100%ហើយក៏បានធ្វើឲ្យប្រូយ៉ាំរបស់យើងនឹងលាន់មាត់ហើយអ្វីសូម្បីតែមេបិសាចក៏អាចរត់បានដែរតើបង្គោលនោះពិតជាបុព្វបុរសរបស់យើងមែនដែរឬទេនិយាយចប់ប្រូយ៉ាំរបស់យើងនឹងក៏បានលោតជង្គង់ហើយក៏បានស្រែកហៅដូនតាសូមបំផ្លាញសិស្សវិញ្ញាណបើមិនដូច្នោះនោះទេការស្អប់របស់មេបិសាចចំពោះពួកមនុស្សគាត់ច្បាស់ជាត្រឡប់មកវិញមិនខានបុព្វបុរសរបស់យើងក៏បានតទៅវិញថាក្មេងល្ងងទីបំផុតឯងក៏ជឿជាថាយើងគឺជាបុព្វបុរសរបស់ឯងហើយមែនទេប៉ុន្តែបុព្វបុរសមកទីនេះមិនមែនដើម្បីជួយសង្គ្រោះអ្នកនោះទេខ្ញុំមកទីនេះដើម្បីមើលប្រឡាយដែលខ្ញុំបានជីកតាំងពី1000ឆ្នាំមុននោះទេប្រូយ៉ាងក៏បានតបទៅវិញថាដូនតាឈប់អួតទៅឥឡូវនេះស្ថានភាពកំពុងតែសំខាន់វាត្រូវបានគេហៅថាព្រះសង្គ្រាមវាត្រូវបានបង្កើតឡើងដោយព្រះសង្គ្រាមកាលពីពេលនោះហើយវាមានសារៈសំខាន់ដ៏អស្ចារ្យសម្រាប់ពូជមនុស្សរបស់យើងដូច្នេះហើយសូមដូនតាដោះស្រាយជាមួយមេបិសាចឥឡូវនេះទៅបុព្វបុរសក៏បានតបថាអ្នកនៅតែគិតថាយើងកំពុងតែកុហកអ្នកមែនទេប្រូយ៉ាងក៏បានតបថាអត់ទេដូនតាខ្ញុំជឿជាក់លើកម្លាំងរបស់អ្នកប៉ុន្តែសូមឈប់ធ្វើពុតជាព្រះនៃសង្គ្រាមទៀតទៅបុព្វបុរសក៏បានតបថាគ្រប់គ្រាន់ហើយខ្ញុំបានរស់នៅក្នុងភាពឯកោរយៈពេល100,000ឆ្នាំមកហើយតើពិភពលោកនេះលែងជឿជាក់លើកេរ្តិ៍ឈ្មោះរបស់ខ្ញុំហើយមែនទេបន្ទាប់មកខ្ញុំនឹងបង្ហាញវាដល់ពិភពលោកម្ដងទៀតតើអ្នកណាគឺជាម្ចាស់ទ្វីបនេះនិយាយចំក៏មិនចេញចិត្តសិលផ្សារជាប់ដីនៅទីនោះវិញនិយាយទៅដីប្រឡាយកាលហ្នឹងគឺមានព្រះនៃសង្គ្រាមបំបីអញ្ចឹងណាហើយប្រូយ៉ាងរបស់យើងអត់ជឿទេថាហ្នឹងគឺជាធ្វើដៃរបស់បុព្វបុរសរបស់យើងតែបុព្វបុរសយើងផ្សារជាប់វិញអញ្ចឹងទៅគ្រប់គ្នានឹងមានការជឿទៅលើបុព្វបុរសរបស់យើងវិញហើយរឿងរបស់យើងនឹងក៏កាត់មកដល់កន្លែងមេបិសាចវិញហើយហេតុអ្វីបានជាដីនៅទីនេះញ័រហើយមេបិសាចរបស់យើងនឹងក៏បានដឹងការពិតហើយតាមក៏ពិតហ្នឹងគឺអ្វីដែលទូឲ្យប្រុសរបស់យើងនឹងនិយាយសិតតែជាពាក្យពិតទៅដីនៅទីនេះបានបិទធ្វើឲ្យមេបិសាចរបស់យើងនឹងក៏បានស្លាប់នៅទីនេះដែរហើយទូឲ្យប្រុសរបស់យើងនឹងក៏បានគិតនៅក្នុងចិត្តថាខ្ញុំបានធ្វើពុតជាខឹងដើម្បីការវាយប្រហារនេះគឺជាការកិច្ចវេះដ៏ល្អសម្រាប់ប្រព័ន្ធហើយប្រព័ន្ធក៏បានចេញមកដែរអ្នកធ្វើបែបនេះកុំគិតថាខ្ញុំមិនដឹងនោះអ្នកដឹកនាំរឿងក៏បាននិយាយទៀតថានៅពេលនេះទ្វីបហុងមេនៅចុងបញ្ចប់របស់ពិភពលោកយើងក៏បានឃើញថាមានស្រាចារ្យមួយកំពុងតែស្រែកនិយាយថាទីបំផុតការស្រែកជ្រាវរបស់ខ្ញុំ100ឆ្នាំបានដឹងការពិតហើយខ្ញុំបានរកឃើញថាផែនដីនេះជារៀងរាល់ឆ្នាំមានការផ្លាស់ទីនោះទេដូច្នេះហើយផែនដីនេះមិនមែនបង្កើតឡើងដោយព្រះនោះទេដូច្នេះហើយខ្ញុំបានដាក់ឈ្មោះការរកឃើញរបស់ខ្ញុំនេះដាក់ឈ្មោះអ្វីទៅទើបទំនងនិយាយមិនទាន់ចប់ផងគឺយើងបានឃើញហើយក៏បានធ្វើឲ្យតានឹងមានការកៀងជាខ្លាំងដោយតានឹងសន្និដ្ឋានថាពិភពលោកនឹងគ្មានការផ្លាស់ទីនោះទេតែដោយសារតែអត្តពលរបស់ទូឲ្យប្រុសរបស់យើងបានទាញមិញក៏បានធ្វើឲ្យតានឹងមានការកៀងនៅក្នុងចិត្តជាខ្លាំងដែរតានឹងក៏បានយំរៀបរាប់ថាតើពិភពលោកនេះពិតជាមានព្រះមែនដែរឬទេអញ្ចឹងសាររឿងរបស់យើងនឹងខ្ញុំសូមបញ្ចប់ត្រឹមនឹងសិនបើសិនបើគ្នាយើងមកដល់ចំណុចនេះកុំភ្លេចឲ្យមេដៃហើយកុំភ្លេចខមមិននៅក្រោមវីដេអូខ្ញុំបាននឹងផងណាអញ្ចឹងពីខ្ញុំបានរៀនសម្រាប់រឿងចាំជួបគ្នាវីដេអូក្រោយ Hello ក៏ដូចជាសួស្ដីប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីតោះថ្ងៃនេះយើងមកសម្រាប់រឿងតទៀតហើយគឺជារឿងបុព្វបុរសមួយសែនឆ្នាំអញ្ចឹងក៏មិនខាតពេលវេលាយូរតោះយើងចូលទៅវីដេអូយើងទាំងអស់គ្នាអញ្ចឹងសាររឿងរបស់យើងនឹងការមកដល់កន្លែងប្រូយ៉ាងវិញហើយប្រូយ៉ាងក៏បានសួរទៅកាន់ដូនតាថាដូនតាប្រឡាយនេះពិតជាអ្នកដែលបានធ្វើវាតាំងពីមុនមែនទេហើយចុះមេបិសាចតើដូនតាសម្លាប់នៅក្នុងទីជ្រៅនោះហើយមែនទេដូនតាក៏បានតបអត់ទេត្រឹមតែមិនអាចសម្លាប់មេបិសាចបានទេហើយការស្អប់របស់មេបិសាចដែលមានចំពោះពួកមនុស្សនោះមិនចេះស្លាប់ឡើយហើយអ្នកណាក៏ដោយឲ្យតែ
មានរូបកាយជាព្រះនៃសង្គ្រាមនោះគឺជាអមតៈហើយตัวយ៉ាងលើកបែបនេះហើយក៏និយាយតិចៗថាហេតុអ្វីសំបីតែដូនតាក៏មិនអាចសម្លាប់គេបានតែគាត់និយមនៅចិត្តនឹងក៏បាននិយាយទៀតថាយូរមិនចាប់ទេគាត់នឹងត្រឡប់មកសម្លាប់យើងវិញដូច្នេះហើយយើងនឹងត្រូវគេសម្លាប់ម្ដងទៀតលោកមេតបក៏បានសុំទៅកាន់ដូនតាថាពេលដែលអំណាចដ៏អស្ចារ្យត្រឡប់មកវិញនាពេលអនាគតតើអ្នកអាចជួយសង្គ្រោះយើងបានដែរឬទេហើយដូនតាក៏បាននិយាយហើយអ្វីបើខ្ញុំត្រូវជួយអ្នកខ្ញុំមិនខ្វល់ថាអ្នកណាស្លាប់ឬរស់ទេក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការកៀងជាមួយនឹងដូនតាដែរតាក៏បន្តនិយាយទៀតថាទោះបីជាយ៉ាងណាក៏ដោយបើសិនបើអ្នកចង់ដោះស្រាយជាមួយនឹងមេបិសាចទាំងស្រុងនោះវាមិនអាចទៅរួចទេប៉ុន្តែវាអាស្រ័យគ្រប់យ៉ាងនៅលើយូរយ៉ាងក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការហួសចិត្តដែរសូម្បីតែអ្នកពូកែក៏មិនអាចធ្វើបានហើយយើងអាចពឹងផ្អែកទៅលើមនុស្សគ្មានប្រយោជន៍គ្មានការដាំដុះដោយរបៀបណាប៉ុន្តែក៏បន្តទៀតថាខ្ញុំមិនចង់ដោះស្រាយជាមួយនឹងមេបិសាចទាំងស្រុងនោះទេនរណាម្នាក់ត្រូវតែកាន់កាប់រាងកាយប្រលឹងប្រយុទ្ធរបស់គាត់ប្រូយ៉ាងដែលធ្លាប់មានរាងកាយប្រយុទ្ធតាំងពីមុនគឺជាបេក្ខជនដែលល្អបំផុតសម្រាប់យករាងកាយនេះត្រឡប់មកវិញទោះបីជាយ៉ាងណាក៏ដោយសារតែគាត់មានរាងកាយនេះពីមុនមកគាត់តែងតែនៅក្នុងភាពងងឹតដឹកនាំប្រូយ៉ាងចេញទៅប្រយុទ្ធហើយរឿងនេះធ្វើឲ្យប៉ះពាល់ទៅកាន់ប្រូយ៉ាងដែរអត្ថផលបែបនេះវាមានន័យថាគាត់អាចស្លាប់នៅពេលណាក៏បានដូនតាក៏បានសួរទៅកាន់ប្រូយ៉ាងថាយូយ៉ាងតើអ្នកអាចទទួលយកវាបានដែរឬទេរួចហើយប្រូយ៉ាងក៏បានកើតអ្នកភូមិគិតនោះក៏បាននិយាយទៀតថាគាត់មិនហ៊ានទៅសមរភូមិពីមុនមកទេតែគាត់អាចនឹងស្លាប់សម្រាប់យើងដោយរបៀបណាដូនតាក៏បានបន្តនិយាយទៀតថាអ្នកធ្វើការជ្រើសរើសវាដោយខ្លួនឯងទៅចុះហើយបុព្វបុរសមិនបានបង្ខិតបង្ខំឯងទេប្រសិនបើអ្នកគ្រាន់តែបដិសេធអ្នកនិងខ្ញុំនឹងលែងមានទំនាក់ទំនងជាមួយនឹងគ្នាទៀតហើយអ្នកធ្វើជាមនុស្សធម្មតាតែម្នាក់ប៉ុណ្ណោះបន្តវងត្រកូលរបស់គ្រួសាររបស់អ្នកនិយាយចប់ប្រូយ៉ាងរបស់យើងនឹងក៏បាននិយាយថាដូនតាឥឡូវនេះខ្ញុំអាចបន្តគ្រួសាររបស់ខ្ញុំបានហើយក៏បានស្រែកទៅកាន់កញ្ញាម៉ៅថាប្រពន្ធសម្លាញ់ក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការកៀងជាមួយនឹងប្រូយ៉ាងរបស់យើងដែរលោកមេតបក៏បានបន្តនិយាយថាអើយមើលទៅរឿងនេះវាហាក់ដូចជាយើងត្រូវដោះស្រាយជាមួយនឹងការវិលត្រឡប់របស់មេបិសាចម្ដងទៀតហើយមើលទៅតែរឿងរបស់យើងនឹងក៏កាប់មកដល់កន្លែងប្រូយ៉ាងវិញប្រូយ៉ាងក៏បានបន្តនិយាយទៀតថាខ្ញុំត្រូវតែនិយាយពាក្យសុំទោសទៅកាន់អ្នកជាមុនសិនក៏បាននិយាយទៅកាន់កញ្ញាម៉ៅថាសុំទោសខ្ញុំបានសម្រេចចិត្តរួចហើយថាខ្ញុំនឹងយករាងកាយរបស់ព្រានសង្គ្រាមត្រឡប់មកវិញបន្ទាប់ពីខ្ញុំបានវាប្រសិនបើអ្នកធ្វើតាមខ្ញុំអ្នកប្រហែលជាខ្លាចជាស្ត្រីមេម៉ាយហើយដូច្នេះហើយចូលយើងរក្សាការរៀបការរបស់យើងសិនក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការកៀងជាខ្លាំងដែរថាមើលយូរយ៉ាងព្រមទទួលជាមួយនឹងរាងកាយប្រយុទ្ធហើយប្រូយ៉ាងក៏បានបន្តនិយាយទៀតថាកុំព្យាបាលពេកអីខ្ញុំពិតជាចង់បន្តពូជវងត្រកូលគ្រួសាររបស់ខ្ញុំពីមុនមកណាមិញជីដូនជីតារបស់ខ្ញុំត្រូវបានសម្លាប់ដោយសារតែពួកគេបានចូលរួមនៅក្នុងវាលសង្គ្រាមដែលនាំទៅការបំផ្លិចបំផ្លាញគ្រួសាររបស់យើងប៉ុន្តែបន្ទាប់ពីខ្ញុំជួបប្រទះនឹងរឿងសង្គ្រាមនេះគំនិតរបស់ខ្ញុំគឺខុសគ្នាឥឡូវនេះមានតែខ្ញុំនៅក្នុងវាលសង្គ្រាមទេទើបខ្ញុំយល់ពីភាពរន្ធត់នៃសង្គ្រាមហើយទីបំផុតខ្ញុំក៏យល់ថាធ្វើជាមនុស្សសុខចិត្តតស៊ូរហូតដល់ស្លាប់ទោះបីនឹងថាខ្លួនឯងនឹងស្លាប់ពេលណាក៏ដោយដូច្នេះហើយមនុស្សតែងតែស្លាប់ដោយសារតែមានអ្វីមួយដែលពួកគេចង់ការពារលើសពីជីវិតរបស់ពួកគេហើយពេលនេះខ្ញុំមានមនុស្សដែលសំខាន់ខ្ញុំមិនអាចរស់នៅដែលសុខសាន្តសម្រាប់តែខ្លួនឯងខ្ញុំបានទេទុកឲ្យគ្រោះថ្នាក់ដល់អ្នកដទៃធ្លាប់និយាយថាអ្នកដែលមិនអាចឈ្នះបានគឺជាព្រះនៃសង្គ្រាមប៉ុន្តែអ្វីដែលខ្ញុំគិតនោះគឺអ្នកទាំងអស់គ្នាទេគឺជាព្រះនៃសង្គ្រាមនោះប្រូយ៉ាងក៏បានដើរទៅកាន់ដូនតាថាដូនតាក្មេងចំនួនក្រោយយូរយ៉ាងស្ម័គ្រចិត្តការកាប់រាងកាយប្រយុទ្ធព្រះនៃសង្គ្រាមមានការសោកស្ដាយក្នុងជីវិតឬសេចក្តីស្លាប់ឡើយហើយក៏បានធ្វើឲ្យមនុស្សគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលដែរដូនតាក៏បន្តនិយាយថាឯងគឺជាក្មេងល្អទីបំផុតជីដូនជីតាគោរពអ្នកបន្ទាប់មកបុព្វបុរសនឹងនាំអ្នកឆ្លងការប្រលឹងនៃសិស្សខាងវិញ្ញាណនិងជាព្រះនៃរាងកាយព្រះសង្គ្រាមដល់អ្នកដូនតាក៏បន្តនិយាយទៀតថាទៅខាងវិញ្ញាណអើយចូលឯងទៅកាន់កូនចៅរបស់ខ្ញុំអ្នកត្រូវតែស្មោះត្រង់និយាយចប់ដូនតាក៏បានបោះរាងកាយសិស្សវិញ្ញាណចូលទៅកាន់ក្នុងខ្លួនរបស់ប្រូយ៉ាងក៏បានធ្វើប្រូយ៉ាងនឹងមានការឈឺចាប់ខ្លាំងដែរទីបំផុតរាងកាយក៏បានរួមបញ្ចូលដល់ជោគជ័យហើយភ្លាមនោះប្រពន្ធក៏បានលេចឡើងយុវជនយូរយ៉ាងត្រូវបានដោះស្រាយវិបត្តិសម្រាប់មេបិសាចទាំងស្រុងបេសកកម្មទី3ត្រូវបានបញ្ចប់ហើយបុព្វបុរសទទួលបានរង្វាន់ជាការដាំដុះកម្រិតដាំដុះបានកើនឡើងរហូតដល់អាណាចក្រហួងកម្រិតទី7តែក៏បាននិយាយថាអូយវាមិនអាក្រក់ទេទីបំផុតខ្ញុំអាចដោះស្រាយវាបានហើយតែរឿងរបស់យើងនឹងក៏កើតមកដល់មេតបវិញហើយមេតបក៏បានសើចទាំងទឹកភ្នែកថាហាពីបំពន់សង្គ្រាមដ៏យូរអង្វែងនេះពួយរបស់មនុស្សយើងបានឈ្នះហើយក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការត្រេកអរដែរកំពុងតែត្រេកអរមិនទាន់បានប្រមាណផងស្រាប់តែភ្លាមនឹងស្រាប់តែមានគ្រោះរំជួយដីយើងក៏បានឃើញថាមានយុទ្ធសាស្ត្រមួយបានបាញ់ហោះឡើងទៅលើមេឃហើយប្រព័ន្ធក៏បាននិយាយថាសារតែអំណាចរបស់បុព្វបុរសបានផ្លាស់ប្ដូរផែនដីណាងឲ្យភ្នូអេនដឺកើតមកដំបូងដូច្នេះការសាកល្បងលើកទី4ត្រូវបានចាប់ផ្ដើមហើយគោលដៅត្រូវតែបង្កើតកូនចៅណាមួយចាប់យកមរតកនៃការបន្តពូជវិញ្ញាណហើយរង្វាន់នឹងត្រូវបានបន្ថែមកម្រិតនិងឆ្នោតបង្វិលមួយផងដែរហើយបុព្វបុរសនៅតែមិនអាចសម្រាប់ក្មេងជំនាន់ក្រោយជួយដោយផ្ទាល់នោះទេដូនតាក៏បានប្រាប់ទៅកាន់អ្នកនរគ្នាថាអូកុំបារម្ភការរំជួយដីនេះហាក់ដូចជាដោយសារតែភ្នូបុរាណនោះទេមើលទៅហាក់ដូចជាភ្នូ
โบราณนู้ตระมันเบิกบุปเพบรอกกับมันกันในครองจัตตากูไอจับบารอมนะจับโยมมรดกในครองธนูโยมบ้านพลอนกาปรนางวิญญาณกาปีอเดตกาไอเลยไอสมัยขมิ้นพลอนพนมมรดกมือเตอกาปรนางรบวิญญาณนี้เป็นเจียสำนักนะไอโดนตากับบ้านนิจตการโปรยังท่าโปรยังโดนตาจ้องอ้อยเนี่ยมกรกมรดกปีธนูนู้ไอเตอร์แต่โจกใจอีกมีนกาปราใจนุเตไอโปรยังมาเยือนกับบ้านแกงได้ฮะขยมเติมสำหรับบ้านมวยเพลสแต่ไว้บ้านจีเนียปลาขยมเติมเตี้ยให้โดนตากับบ้านใส่ครองจัตตาขยมมันแต่กาปีกงมาแต่งนุเตชนะเฮยเตียงออกนี่เตอร์แต่จริงมือปีพบลูกดาวคลุนไอใส่เรื่องบ่เยอะนั่นกับการมาล้อประสาทพีระมิดมุ้ยไอกับบ้านลือสำเร็จมนุษย์เตยมันเนี้ยบ้านใหญ่ท่าไว้เดินเนี่ยบ้านเวิร์กขยมบ้านเอาเนี้ยดึงตามองการซีโปรลึงปนตายฮัดไว้บ้านจิตรบ้านไทยเนี่ยก็บ้านพระดอกแผ่นตีกายเอาเกตตีตาเรื่องนี้มีนในแบบนั้นไอยังกับบ้านเคยง่ายแต่ปีเนี่ยนั่งทลอบจูบกันยาชิงมาเยอะเหรอแต่แล้วยังเพลย์ชัวบ้านได้ให้บรอมันเนี่ยนั่งกับบ้านใหญ่เตท่าขยมเกิดท่ากาบอกบ้องแผ่นตีมุ้ยนี้วิคือจือกาวินิโยกมีนในบ่มพอดระบอนโกระบอเยอะกันยานั่งกับบ้านใหญ่ได้จีตรมเตยนะวิมีนประโยชน์ครั้งนะดอกประเตระบอเยอะโดยซาตึกขยมมันจูบบรอดอกจามุ้ยทำจัดสเตยนั่งกับบ้านใหญ่ต่อตัวง่ายเมื่อเตยปีเนี่ยไอ้ดูจีนวมครูมอนไรดอนโกระบอเยอะนะยังนากระดาเยอะเตยแต่โยแผ่นตีระบอเยอะตลอดมาเว้งตีหินจับโยปีเนี่ยนี่โยจะใหญ่ชายเพลียมปีเนี่ยนั่งกรอนแต่ลือปันนั่งเพลียมากกว่าเมียนกาแกงได้ให้กันยามเนี่ยนั่งกับคอมปรังเบาะสายเนียงกับมันท่าประสันมันเนียงมันเผื่อแบบนี้เตะขยมคลายท่าบรอมเนี่ยแต่มีน้ำในเนี่ยนู้กอดหนึ่งครั้งให้กอดก็ให้บมพลายประเตระบอเยอะกอดกรอนแต่เลิกได้มุ้ยปนเนาะจัดสเตยกับบ้านใหญ่โตแต่ไว้ง่ายแต่ประสันมาขยมเหมือนโยแผ่นตีนิ้วตลอดมาเว้งขยมยาวนั่งเตยมือดาวูเตยบานบมพลายเมนเตให้ตาเนี่ยก็ท่าเนี่ยนั่งแต่เมียนเปวิลีเมนเตต่อเตยเอาไว้กรบยางสำหรับดาวูให้ใส่เรื่องบ่เยอะนั่นคือการมันเอากระไหลมุ้ยตีได้ยังก็บ้านลือบรอมมันเนี่ยบ้านให้บรอมมันเนี่ยเตียนนึกเอาเพียล้างสำลังบรอมเนี่ยนั่งกับบ้านใหญ่ท่าแต่เนี่ยคือจีบีนาเก้จงมีเรื่องเอาไว้การล้างในตีนี้บรอจำนานนั่งกับบ้านใหญ่โตแต่ไว้ง่ายขยมชั่วได้ยี่ขยมคือจีไม่เปลี่ยนไปรัวในตีนี้เอาขยมคือจีเนี่ยได้ตามโรคเรียงกายดอกคลั่งผมพอดเอาขยมมันเคยไอ้ดูตลอดโดยการใส่เคลียนโดยเฉพาะขยมกับบ้านช่วยสังครูไอ้เลยไอ้เตอร์บ้านช่วยสังครูให้บรอมเนี่ยนั่งกับบ้านกรอกล้างไอ้ไม่เปลี่ยนไปกับบ้านโตเตท่าขยมมันอาจจะเจงปีตีนี้บ้านเตมันเมนเตขยมจังมันในท่านับไปเลยไอ้จะเจงไอ้นั่งเตอร์บ้านจงกรานเยนูเอาไอ้รัวในขนมปัววีตุ้มใบแต่ขยมคือจีมนุษย์ดอกคลั่งผมพอดตุ้มในใจมันอายุชเนวิบ้านตุ้มรอมแต่ไอ้คือจีมนุษย์ต้นคลาวทอมานามันเนี่ยถ้าเพิ่มมันได้เติมไอ้อายุชเนวิบ้านเตอแต่เนี่ยกลมคลายเพราะสันมายังเรียกครูนในตีนี้ปีใบไทยนุ๊กยังนั่งอาจจะเจงยังกับมันได้ง่ายถ้าบรอดแต่บัดมกนั่งคือเจียเปล่ายางมายังนั่งไอ้ให้เปล่ายางมายังนั่งกับมันนี่ยัยท่าฮะปีใบไทยฮะขนมเนียมยมจิตไหลสังเกรียมแต่ขยมอาจจะตู้โยพีบอามาแบบนี้ดาวระเบียบนะไอ้เรื่องนี้ขยมกับปงแต่ใส่เคลียนเนี่ยคือเจียฮาไปประกระบอกขยมบรอจำนานนั่งกับมันนี่ยัยเต่าปีหน้ากระปงติยาปีหน้าขนมการในแบบนี้ไอ้กุมชูดไอ้สันนี่คือเจสัตเตเวียนะกูเบย์จีเนี่ยคลังกูมันอายุชเนี่ยสันนี่ได้เลยนี่ไอ้โจเตอร์คลายเชียฮาไปประกระบอกวีเฮ้ยไอ้โปรยังมาเยอะนั่งอ่อนเมียนใหญ่จานเตะกรอนแต่โลตดอกเต็มมาได้ก็เคยไงสัตว์น้องงอพลิมแต่มาดองไอ้กับบ้านถวยบรอจำนานนั่งมีนการเหี่ยปลายจีคลังไว้เต็มมาได้เต้ไอ้ระไว้บัญชีมนุษย์ได้มีการรำดอกไอ้ทัวร์เรื่องนี้แต่บ้านอเต้ขยมเจ้านี่ใหญ่ท่าตอนนี้ไอ้สำลักสัตว์เหี้ยมุ้ยนี่เติมไตมุ้ยวินิตี้จับการสันนั่งรุยให้โปรยังเยอะกับบ้านชาวมาได้ไอ้กรอนแต่สัตว์ตัวแบบปันนั่งมีนไอ้กัวเหี่ยปลายหนูเต้ให้โปรยังกับมันสมัยตะไคร้มันเตะโดนตาเอาขยมมรดกในกรอบปุยวิญญาณปนตาขยมมันเดในวิลปนมันไทยมันนี้ขยมมีอารมณ์ตาขยมเคลียร์ครั้งหน้าทั่วขยมนี่มีอารมณ์ตาขยมเวิลมกกำปงแต่เกิดน้องสลับแต่ในขนมขยองน้องยืงมันเคยไงมีอะไรมุ้ยดับไพโปรยังมาเยอะนั่งกับมันล้วนมอท่าช่วงนี่คือเชื่อไว้เตะยืงกับมันเคยไงมีจะให้คลั่งแมนเต้ทั่วโปรยังมาเยอะนั่งมีกาบเหี่ยปลาจะคลั่งหายกอดกับมันในยีเตท่าอันนี้คือเชื่อไว้ให้โจใส่ระวังขยมตาวิตนาให้บรอจำหน้ากับมันตอบแต่ไว้ท่าเฮ้นี่คือเชื่อเรื่องเปรย์เนตีเมื่อตอนสันนี่รู้ในบ้านมือสารชนะโรยใหญ่ก็บ้านปลายตะจีบาลปอใบตองนี่ให้นี่ประหารจีกาบหัวระบอกกุนขยองตามมือตือประหารจีขยองนี่คือจีมนุษย์ไรโรยยามมาเยอะนั่งกับบ้านจะหอมอะไรหอนี่คือจีมนุษย์ไรฮะแต่พลิมนั่งกุขยองนั่งกับบ้านใบไอ้ยืนกับบ้านเคยตามีนรีดอสระสานมุ้ยรวนในขนมกุขยองนู้ให้เนียงในขนมนู้กับบ้านใหญ่เตท่าตีบ่งพ่อขยมเหี่ยลางหายให้กับบ้านถวยบรอจำหน้านั่งโปรยางมาเยอะนั่งมีนกาบเหี่ยปลาอย่างครั้งเกกับบ้านสมัยนะโอ้ยมือตาสำเร็จเตยปจีปรวนนะมือตาเนียงปจีสารหายมือเตยแต่ไว้ได้ชื่อกาเกิดคือเวียมันโดยจะกาเปิดเตะไว้ได้สมัยนั่นคือถ้าเข้าถึงอ้อมองดีเยอะก็ยังมือไกลได้ยังเซยไปเตะยืนกับบ้านเคยนะมีเนรีสระสาดดอกปกหมดติดนั่งกับบ้านใหญ่ๆแต่เลยโลกนี้ยมเก่งอยู่ปนมันให้มือเตยกับบ้านถวยบรอจำหน้านั่งโปรยังบ่เยอะนั่งมีนกาเกียงสูตรอีกครั้งตอนนี้ก็เชื่อไว้เตยมือเตยวิอักรอนนะตอนนี้ก็เชื่อใบสายประเภทเอาไว้เตยไอ้โปรยังเคยยังก็อาจำอยู่เตะกับบ้านเตียงจอบนั่งยอมมาไว้เนรีนั่งพลิมโปรยังกับบ้านใหญ่ๆมันเติมตะเรียกายอักรอเตะเนี่ยกับ
បានលូសាច់របស់ខ្ញុំដែរវាហើយនេះក៏បានធ្វើឲ្យភ្នែករបស់ខ្ញុំនឹងមានការឈឺដែរដូច្នេះហើយខ្ញុំចង់រកយុទ្ធធម៌ជំនួសឋានសួគ៌ហើយសាច់រឿងរបស់យើងនឹងខ្ញុំសូមបញ្ចប់ត្រឹមនឹងសិនមិនដែរគ្នាយើងឡមើលខ្ញុំមានរឿងមួយចង់ពឹងអ្នកនរគ្នាកុំភ្លេចជួយទៅ Sub Channel ថ្មីខ្ញុំផងគ្នាយើងដោយសារតែខ្ញុំធ្វើ Channel មួយទៀតអញ្ចឹងណាគ្នាយើងគឺខ្ញុំធ្វើឲ្យរៀងច្រើនយើងបើសិនបើគ្នាយើងបាន Sub Channel នេះហើយគឺថាអ្នកនរគ្នាទទួលបានបនច្រើនហើយយើងចាំជួបគ្នាវីដេអូក្រោយ Hello ក៏ដូចជាសួស្តីប្រិយមិត្តអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងមកសម្រាប់រឿងតទៀតហើយគឺជារឿងបពាក្យបរំមួយសានឆ្នាំយើងកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅវីដេអូយើងទាំងអស់គ្នាបានតែរឿងរបស់យើងនឹងយើងបានឃើញប្រូយ៉ាងណាបំរុងទៅវាយកញ្ញាហ្នឹងហើយតែត្រូវបានកញ្ញានឹងអោបជាប់ហើយកញ្ញានឹងក៏បាននិយាយថាគ្រូស្លាច់លំពេងខ្ញុំខានឃើញអ្នកយូរហើយខ្ញុំពិតជានិតនឹកខ្លាំងណាស់ហើយក៏បានធ្វើឲ្យប្រូយ៉ាងរបស់យើងនឹងមានការកាំងដែរតែភ្លាមនឹងស្រាប់តែប្រូយ៉ាងរបស់យើងនឹងមានការចាប់អារម្មណ៍ដោយសារតែវេទមន្តរបស់គាត់នឹងធ្វើអ្វីទៅកាន់នារីនេះមិនកើតទេហើយកញ្ញាម្នាក់ហ្នឹងក៏បាននិយាយទៀតថាអូទេទោះបីជាអ្នកមាននិស្ស័យខ្ជិលដូចជាវាយរបស់ខ្ញុំក៏ដោយប៉ុន្តែអ្នកហាក់ដូចជាប្លែកខុសពីចវាយរបស់ខ្ញុំណានារីនោះក៏បានលេងទៅកាន់ប្រូយ៉ាងរបស់យើងវិញអ្នកគឺជាមនុស្សអាក្រក់ដែលយកតម្រាប់តាមម្ចាស់របស់ខ្ញុំតាមការចងចាំចុងក្រោយរបស់ខ្ញុំមុនពេលដែលខ្ញុំចូលគេងវាជាម្ចាស់របស់ខ្ញុំដែលធ្វើឆ្នាំងក្តៅសម្រាប់ខ្ញុំហើយនៅពេលដែលខ្ញុំបានញ៉ាំរួចរាល់ហើយខ្ញុំនេះក៏បានដេកលក់តាំងពីនោះរហូតមកដល់ពេលនេះក៏បានសួរទៅកាន់អ្នកទាំងពីរថាតើអ្នកទាំងពីរស្គាល់ទេតែឆ្នាំនេះគឺជាឆ្នាំណាអ្នកដឹងទេថាអេដឺនៅឯណាបរោះចំណាស់ក៏បាននិយាយអូសុភាពបរោះឆ្នាំនេះគឺជាឆ្នាំឆាំងឡានពុយវិញ្ញាណដែលអ្នកបានលើកឡើងមកនោះវាគឺជាធ្នូដែលយូរមកហើយគ្រាន់តែលើប៉ុណ្្នឹងភ្លាមធ្វើកញ្ញាដល់ស្រស់ស្អាតយើងនឹងលាន់មាត់អីហ่าឆ្នាំឆាំងឡានដូច្នេះតាមពិតខ្ញុំបានដេកលក់នៅក្នុងគុកនោះរយៈពេលមួយសែនឆ្នាំមកហើយអេដឺវិញ្ញាណដ៏មានឥទ្ធិពលនោះពិតជាបានស្លាប់មែនដែរឬទេតើគាត់បានស្លាប់ជាមួយនឹងម្ចាស់របស់គាត់មែនទេទោះបីជាវិញ្ញាណបានស្លាប់នៅក្នុងភ្នូក៏ដោយខ្ញុំក៏ចង់ទៅរាយការណ៍ទៅម្ចាស់របស់ខ្ញុំដែរហើយប្រូយ៉ាងយើងក៏បានតបឯងលួចសាច់របស់យើងហើយតែឯងចង់រត់ទៅណាប្រចំណាស់ហ្នឹងក៏បានស្រែកឈប់សិនខ្ញុំចង់សួរថាហេតុអ្វីបានជាអ្នកមានរាងកាយរឹងមាំដូចនេះហើយបរិចំណាស់យើងហ្នឹងក៏បានគិតអត់ទេវាអាចថាហើយជាពួកគេនឹងឃ្លានហើយនឹងអត់អាហារទៅធ្វើឲ្យរាងកាយរបស់គេនឹងមានការរឹងមាំដូចនេះនិយាយទៅបរិចំណាស់ហ្នឹងមានការយល់ច្រឡំមកគ្នាយើងគាត់ថាធ្វើអញ្ចឹងទៅមានការធ្វើឲ្យរាងកាយរបស់គាត់នឹងមានការរឹងមាំហើយសាររឿងរបស់យើងហ្នឹងក៏កាប់មកដល់កន្លែងឈិនដារ៉ាកញ្ញាជីងរបស់យើងហ្នឹងក៏បានសួរទៅកាន់ឈិនដារ៉ាថាឈិនដារ៉ាកន្លែងនេះគឺវានៅចិត្តកន្លែងភ្នូខ្មោចមែនទេអ្នកនឹងទាក់ទាញចំណាប់អារម្មណ៍ប្រសិនបើអ្នកដុតសាច់នៅទីនេះវាជាការប្រសើរប្រសិនបើអ្នកកុំញ៉ាំរបស់នេះហើយឈិនដារ៉ាក៏បានតបថាមិនអីទេបងស្រីច្បងបានរៀបចម្រើនកម្រិតទី3នៃការបំផ្លាញវិញ្ញាណអ្នកនឹងខ្លាចអ្វីហើយនេះគឺជាកន្លែងដាច់ស្រយាលតើអ្នកគិតថាមាននរណាម្នាក់មកលួចសាច់អាំងរបស់យើងមែនទេហើយអ្នកដឹកនាំរឿងរបស់យើងនឹងក៏បាននិយាយថាហើយអ្វីបានជាជនដារ៉ាងមើលទៅមានការអន់ចិត្តម្ល៉េះដោយសារតែពី3ថ្ងៃមុនបុព្វបុរសបានបញ្ជូនជនដារ៉ាងកញ្ញាឈីងបានបញ្ជាឲ្យមកកាន់ការភ្នូវិញ្ញាណប៉ុន្តែបុព្វបុរសបានអញ្ជើញកញ្ញាឈីងឲ្យញ៉ាំសាច់អាំងហើយក៏បានជួយកញ្ញាឈីងនឹងឡើងទៅដល់អាណាចក្រផ្លាស់ប្ដូរនៃវិញ្ញាណដូច្នេះហើយជនដារ៉ាងក៏បានសុំថាគាត់ក៏ចង់ឡើងប្រយោជន៍ដែរហើយសាររឿងរបស់យើងនឹងក៏កាប់មកដល់ការសម័យរបស់ជនដារ៉ាបុព្វបុរសខ្ញុំខ្វះសេចក្តីស្រឡាញ់តាំងពីខ្ញុំនៅក្មេងលើនេះអ្នកបែរជាឲ្យខ្ញុំចេញទៅឆ្ងាយពីនេះហើយខ្ញុំក៏មិនអាចទ្រាំនឹងរឿងនេះបានដែរចុះហេតុអ្វីបានជាអ្នកមិនឲ្យសាច់អាំងរបស់ខ្ញុំដោយកញ្ញាឈីងដែរហើយក៏ដូចជាអាវុធវេទមន្តមកឲ្យខ្ញុំទោះបីវាជាសរសៃសក់របស់អ្នកក៏ដោយដូច្នេះខ្ញុំនឹងយកវាទៅជាមួយដើម្បីរំលឹកដំបូន្មានរបស់អ្នកហើយបុព្វបុរសហ្នឹងក៏បានតបថាហើយស្ទាបយើងតាំងពីដំបូងនេះគ្រាន់តែចង់បានរបស់ប៉ុណ្្នឹងទេតាមឡើយយើងចង់ឲ្យអាវុធវិញ្ញាណទៅឲ្យឯងប៉ុន្តែដោយសារតែឯងចង់បានសាច់សក់របស់ខ្ញុំនឹងផ្ដល់វាទៅឲ្យអ្នកហើយក៏បានធ្វើឈិនដារ៉ារបស់យើងហ្នឹងមានការកៀងជាមួយនឹងបុព្វបុរសរបស់យើងដែរឈិនដារ៉ាក៏បន្តនិយាយក្នុងចិត្តទៀតថាឥឡូវនេះបងស្រីខ្លាំងជាងខ្ញុំបើបន្តទៅភ្នូនោះគាត់ប្រហែលជាមានចំណាប់អារម្មណ៍ខ្លាំងជាងខ្ញុំញ៉ាឈីងក៏បានតបតែអ្នកកំពុងតែគិតអ្វីហើយភ្លាមហ្នឹងយើងស្រាប់តែលើសលេងមួយតែគាត់កំពុងស្រែកថាបងអូនប្រុសជប់ដេញខ្ញុំទៅឥឡូវនេះខ្ញុំបានទុំក្លិនអាហារខ្ញុំនឹងរកវាដើម្បីយកមកសុំទោសអ្នកមិនអីទេហើយក៏បានធ្វើឈិនដារ៉ាងនឹងកញ្ញាឈីងយើងនឹងមានការភ្ញាក់ផ្អើលដែរតែសម្លេងនេះចេញមកពីតាណាយើងក៏បានដឹងហើយថាសម្លេងហ្នឹងចេញមកពីបន្លោះជើងឈិនដារ៉ាងរបស់យើងហ្នឹងឯងហើយក៏បានបុកជាមួយនឹងអូនទុយរបស់ឈិនដារ៉ាងរបស់យើងនឹងមានការឈឺចុកចាប់ជាខ្លាំងហើយកញ្ញាឈីងរបស់យើងនឹងក៏បានស្រែកហើយប្រយ័ត្នមានសត្រូវវាយប្រហារហើយឈិនដារ៉ាងនឹងក៏បានតបថាវាយឺតពេលហើយគូតរបស់ខ្ញុំត្រូវបានគេវាយប្រហារមិនត្រូវអូនទុយទេត្រូវគូតគ្នាយើហើយកញ្ញាឈីងនឹងក៏បានស៊ូដែរតែអ្នកមិនអីទេប្រូយ៉ាងក៏បានតបយ៉ាប់ណាស់តើអ្នកណាមកពីណាហ៊ានលួចសាច់អាំងរបស់ខ្ញុំហើយក៏បានធ្វើឲ្យពីរអ្នកហ្នឹងមានការភ្ញាក់ផ្អើលដែរអត់ទេយើងត្រូវបានគេមើលឃើញហើយអត់ទេគ្រាន់តែមើលមកខ្ញុំហើយក៏បានបញ្ចេញកម្លាំងនៃព្រះស្ដេចប្រយុទ្ធរបស់គេហ្នឹងវាយទៅហាទៅកាន់ឈិនដារ៉ាហើយក៏បានធ្វើឲ្យដាច់មុខរបស់ឈិនដារ៉ាយើងបន្តិចដែរព្រោះកញ្ញាឈីងនិងប្រូឈិនដារ៉ារបស់យើងហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំងហើយប្រូយ៉ាងរបស់យើងហ្នឹងក៏បាននិយាយថាអរគុណសម្រាប់អាហារទាំងអស់នេះយើងចាំជួបគ្នានៅពេលក្រោយហើយក៏បានដាក់មេប្រូចេញពីទៅនោះទៅឈិនដារ៉ារបស់យើងហ្នឹងក៏ចង់ដេញដែរប៉ុន្តែត្រូវបានកញ្ញាឈីងខាត់កញ្ញាឈីងនិយាយថាមនុស្ស
ពីអ្នកនេះអាចទៅចេញពីពួកយើងបានន័យថាពួកគេមិនធម្មតាទេអ្នកក៏មើលស្រាលពួកគេអសោះហើយឈើណារារបស់យើងនឹងក៏បានគិតនៅក្នុងចិត្តថាខ្ញុំមិនស្មានថាខ្ញុំបានជួបនឹងសត្រូវដ៏ខ្លាំងក្លាបែបនេះនៅក្នុងពិភពខាងក្រៅនោះទេប៉ុន្តែពីនេះនោះមិនអាចប្រៀបជាមួយនឹងបងស្រីច្បងរបស់ខ្ញុំបានទេខ្ញុំមិនស្មានថាខ្ញុំចេញមកខាងក្រៅនេះសំបីតែចៅតូចតាក៏អាចធ្វើបាបខ្ញុំបានដែរបងស្រីច្បងយើងត្រូវតែទទួលមរតកនៃពូជពងវិញ្ញាណដើម្បីបញ្ជាក់ថាពូជពងរបស់អត្តរាជឈិនរបស់យើងនោះគឺជាមនុស្សខ្លាំងហើយសាររឿងរបស់យើងនឹងក៏កាប់មកដល់កន្លែងមួយទៀតហើយយើងក៏បានលើសម្លេងថាអំណាចដ៏អស្ចារ្យតើអ្នកបានលើអំពីនិកាយវាងសៀងដែរទេព្រោះនៅក្នុងកន្លែងដ៏ខូចមួយនេះមករកកន្លែងដ៏អាក្រក់នេះទៅវាកាត់បន្ថយស្ថានភាពរបស់ខ្ញុំថ្ងៃនេះខ្ញុំត្រូវតែត្រឡប់មកវិញនៅផែនទីផ្កាយរបស់ខ្ញុំមកវិញកញ្ញាកូនចៅនឹងក៏បានតបខ្ញុំខ្លាចថាបន្ទាប់មកអ្នកនឹងមានការសោកស្ដាយកំពុងតែជីសុកនោះស្រាប់តែបានឃើញកូនឆ្មាមួយដ៏គួរឲ្យស្រឡាញ់ប៉ុន្តែកំពុងតែស្រឡាញ់សុកនោះត្រូវបានយានជំនិះដែលកញ្ញាកំពុងតែជីនោះវាយចេញជាឆ្ងាយហើយកញ្ញាកូនចៅនឹងក៏បានសួរឲ្យស្ដេចគង់តើអ្នកកំពុងតែធ្វើអ្វីហើយកញ្ញាម្នាក់នឹងក៏បានតបទៅវិញថាអ្នកគិតថាឆ្មាព្រៃនេះស័ក្តិសមមកលេងជាមួយនឹងស្ដេចគង់ដ៏ថ្លៃថ្នូរយើងមែនទេយើងគឺជាមនុស្សដ៏ថ្លៃថ្នូរតែភ្លាមនឹងស្រាប់តែមានការភ្ញាក់ផ្អើលមែនតើដោយសារតែយើងបានឃើញមានសត្វដ៏កាយសាហាវមួយស្រ័យទៅដាក់កញ្ញាគង់របស់យើងហ្នឹងហើយកញ្ញាគង់របស់យើងហ្នឹងមានការភ្ញាក់ផ្អើលមែនតើតែនេះមិនមែនជាសត្វចចកនៅក្រៅភពដែរមែនទេគឺជាសត្វដែលមានឈាមថ្លៃថ្នូរជាងគេបំផុតនៅលើពិភពលោកមួយនេះបរិសុទ្ធស្លាមដៃហ្នឹងក៏បាននិយាយតថាមិនក៏មានបិសាចដ៏កាយសាហាវនៅទីនេះហើយកញ្ញាម្នាក់ទៀតក៏បានតបទៅវិញថាតើអាចទេកូនឆ្មាមួយនោះគឺជាកូនរបស់ពួកគេហើយកញ្ញាគង់ហ្នឹងក៏បានតបទៀតថាកុំខ្លាចអីដោយសារតែយើងហ្នឹងមានតោដូច្នេះយើងត្រូវតែវាយប្រហារពួកគេទៅមុនហើយយើងក៏លេចទៅមើលសត្វតោហ្នឹងណាគឺថាតូចមែនតើគឺថាវាអត់ហ៊ានវាយប្រហារទេហើយក៏បានធ្វើឲ្យស្ដេចគង់របស់យើងហ្នឹងមានការគាំងនៅក្នុងចិត្តជាខ្លាំងកញ្ញាម្នាក់ហ្នឹងក៏បានតបទៅវិញហើយព្រះករណាស្ដេចតោហើយអ្នកបានចោះចាញ់សត្រូវហើយមែនទេហើយស្ដេចគង់ហ្នឹងក៏បានតបទៀតថាតើវាមានន័យថាយើងស្លាប់មុនដែលយើងទទួលបានផែនទីតែភ្លាមហ្នឹងយើងបានឮសលេងព្រឹទ្ធាចារ្យវែងក៏បានតបទៅវិញថាមីអើយឯងកុំឆ្លើយដាក់ភ្ញៀវគេជាភ្ញៀវរបស់ដូនតាតែឯងចង់ឲ្យដូនតាគ្រាវឯងមែនទេហើយក៏បានធ្វើឲ្យស្ដេចនិងកូនចៅរបស់គេហ្នឹងមានការគាំងនៅក្នុងចិត្តដែរនោះគឺជាបក្សីពណ៌ស្វាយដែលជាបិសាចដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោកប្រៀបធៀបជាមួយនឹងចចកទាំងនេះពួកវានឹងមិនធំស្មើដៃក្រចកនេះផងរួចហើយព្រះចាវែងហ្នឹងក៏បានសើតើអ្នកគឺជាភ្ញៀវមកពីចម្ងាយ3នាក់មែនទេហើយអ្នកមកទីនេះដើម្បីរកម្ចាស់ខ្ញុំមែនទេអ្នកមកកន្លែងនេះគឺថាវាខុសហើយនេះគឺជាប្រអប់សម្រាមបោះឆ្មាចិញ្ចឹមរបស់ចៅហ្វាយខ្ញុំនៅលើវាខ្សាច់នេះប៉ុណ្ណោះហើយក៏បានធ្វើឲ្យ3នាក់ហ្នឹងមានការគាំងនៅក្នុងចិត្តដែរថាម៉េចនៅទីនេះគ្រាន់តែជាប្រអប់សម្រាមសម្រាប់ចិញ្ចឹមឆ្មាញ៉ាសពោឈាមជ្រូកហ្នឹងក៏បាននិយាយហើយអាណាចក្រដាវឃីងដែលនៅចូលពីមុខខ្ញុំបានហៅគាត់ថាគឺជាចៅហ្វាយតើបរិមម្នាក់នោះមានកម្លាំងខ្លាំងប៉ុណ្ណាហើយសាររឿងរបស់យើងហ្នឹងក៏កម្មមកដល់គេហដ្ឋានរបស់ទូឯកប្រុសរបស់យើងហើយញៀវអើយយើងបាននាំឯងមកដល់គេហដ្ឋានរបស់ម្ចាស់ខ្ញុំហើយស្ដេចគង់របស់យើងហ្នឹងក៏បានតបហើយថាមពលនឹងទឹកដីនៅទីនេះហើយបាក់មើលទៅមិនសូវល្អនោះទេហើយក៏មិនសូវល្អដោយទីក្រុងរបស់ខ្ញុំដែរប៉ុន្តែភ្លាមនឹងស្រាប់តែមានការភ្ញាក់ផ្អើលមួយហើយក៏បានធ្វើស្ដេចគង់របស់យើងនឹងមានការបដាបណ្ដោយអារម្មណ៍ជាខ្លាំងដោយសារតែនាងនៅទីនេះថាមពលវិញ្ញាណដ៏សម្បូរបែបនេះខ្យល់បក់មកកាត់ធ្វើឲ្យខ្ញុំនឹងទម្លុះកម្រិតបានហើយព្រះចាវែងនឹងបានឃើញហើយក៏បានសើចហាអ្នកបានឆ្លងកាត់បន្ទប់ទឹករបស់ចៅហ្វាយរបស់ខ្ញុំមើលទៅអ្នកពិតជាមានអារម្មណ៍ល្អណាស់មើលទៅកញ្ញាសក់ឈាមជ្រូកនឹងក៏បាននិយាយទៅស្ដេចគង់ថាវាគ្រាន់តែជាបន្ទប់ទឹកប៉ុណ្ណោះវាបានធ្វើឲ្យពួកយើងនឹងមានការទម្លុះកម្រិតជាខ្លាំងខ្ញុំគិតថាបរិមម្នាក់នោះមិនស្ថិតនៅក្នុងអាណាចក្រដូចយើងទេហើយគាត់ក៏មិនស្ថិតនៅក្នុងកម្រិតដូចព្រះអង្គដែរបរិមម្នាក់នឹងក៏បានតបឲ្យពួកគេប្រកាសជាមើងងាយយើងទៅផ្ទះវិញស្ដេចគង់របស់យើងនឹងក៏បានកំហឹមបន្តិចដូច្នេះបើខ្ញុំមានថាមពលវិញ្ញាណល្អជាងនេះខ្ញុំនៅតែអាចដោះស្រាយដកដូរបានសម្រាប់ការប្រគំយ៉ាងណាមិញហៅយាគឺជាប្រទេសអលង្ការលេខ1នៅលើពិភពលោកតែសម្បូរទៅដោយឋានៈព្រះចាវែងនឹងក៏បានតបថាអញ្ចឹងទេហើយភ្លាមនឹងកញ្ញាស្ដេចរបស់យើងនឹងក៏មានការភ្ញាក់ផ្អើលទៀតហើយតើថ្នាំខាងវិញ្ញាណកម្រិតកម្ពស់ប្រភេទណាដែលជាដើមវិញ្ញាណកម្រិតតកហើយយើងក៏បានឃើញហើយថានៅវិមានដូនតារបស់យើងនឹងមិនមែនជារឿងអន់ទេពីទៅមានសិតតែអាសិតនឹងកម្ពូលមកមានដូចជាធាតុភ្លើងធាតុតកអញ្ចឹងណានិយមនិយាយទៅច្រើនមែនតើហើយមិនតិចគីឡូទេបាទទាំងតោនពីទៅមានអាសិតវិញ្ញាណច្រើនមែនតើក៏បានធ្វើឲ្យស្ដេចគង់របស់យើងនឹងមានការគាំងដែរហើយក៏បានធ្វើឲ្យស្ដេចគង់របស់យើងនឹងមានការគាំងហើយក៏បានយំថាអត់ទេគ្រឿងបរិភោគដោយបរិបូរហើយកញ្ញាកូនចៅនឹងក៏បានតបថាខ្ញុំមិននឹកស្មានថាសម្បីតែគ្រឿងបរិភោគរបស់ពួកគេក៏ល្អជាងយើងដែរតោះយើងត្រឡប់ទៅផ្ទះវិញប៉ុន្តែស្ដេចនឹងនៅតែចចេះហើយក៏បានតបទៅវិញថាទាំងពីរបិទមាត់គ្រឿងបរិភោគរបស់ពួកគេគ្រាន់តែល្អជាងខ្ញុំបន្តិចប៉ុណ្ណោះវាពិតជាមិនអាចទៅរួចទេខ្ញុំនឹងបញ្ចុះបញ្ចូលគាត់ដោយអារម្មណ៍និងហេតុផលនឹងធ្វើឲ្យគាត់ចាប់អារម្មណ៍ជាមួយនឹងចរិតលក្ខណៈនិងភាពស្មោះត្រង់របស់ខ្ញុំបន្ទាប់ពីទាំងអស់ខ្ញុំនឹងក្លាយជាមនុស្សទី1នៅក្នុងប្រទេសមួយនេះហើយខ្ញុំនិយាយអំពីនិស្ស័យនិងរូបរាងហើយខ្ញុំនិយាយថាទី2មាននរណាម្នាក់ហៅខ្លួនឯងជាលេខ1នោះទេញ៉ាសពពណ៌ជាជ្រូកនឹងក៏មានការគាំងដែរជារឿងមិនពិតគាត់កំពុងតែជឿជាក់លើខ្លួនឯងរបស់
គាត់ហើយហើយភ្លាមនឹងស្រាប់តែលឺសលេងមួយភ្ញៀវមកពីចម្ងាយឥឡូវនេះខ្ញុំសូមស្វាគមន៍អ្នកហើយស្ដេចគុំមកយើងនឹងក៏បានសួរតើអ្នកគឺជាពីណាគេតែភ្លាមនឹងស្រាប់តែភ្ញាក់ផ្អើលមែនតើដោយសារតែឃើញបុព្វបុរសរបស់យើងនឹងកំពុងតែហាត់ប្រាណដោយយកស្ដេចគោខ្មៅរបស់យើងនឹងធ្វើជាប្រដាប់លើកដៃយកគ្នាយើងហើយបុព្វបុរសនឹងក៏បានតបថាអ្នកបានជួយសង្គ្រោះក្មេងប្រុសរបស់ខ្ញុំមែនទេដូច្នេះខ្ញុំហាក់ដូចជាជំពាក់គុណអ្នកឥឡូវនេះចូលអ្នកប្រាប់ខ្ញុំមកហេតុអ្វីបានជាអ្នកមករកខ្ញុំនៅទីនេះហើយខ្ញុំចាំមើលថាខ្ញុំអាចតបស្នងអ្វីទៅកាន់អ្នកបានហើយក៏បានធ្វើអ្នកទាំង3ហ្នឹងមានការភ្ញាក់ផ្អើលមែនទេហូននោះគឺជាស្ដេចគោខ្មៅជារឿងនៅក្នុងព្រៃនេះទៀតរកកូនចៅហ្នឹងក៏បានតបទៅវិញទៀតថាហើយគាត់បានយកសត្វចម្លែកដ៏ធំខ្លាមួយនេះមកវឹកហាត់កម្លាំងដៃរបស់គាត់ញ៉ាសពឈាមជ្រូហ្នឹងក៏បាននិយាយទៀតហើយបុរសម្នាក់នេះក៏មានរូបរាងសង្ហាជាងអ្នកទាំងស្រុងផងដែរព្រមទាំងតាក់ទងនឹងនិស្ស័យនិងរូបរាងរបស់ព្រះករណាគឺតែវាគ្មានអីប្រៀបធៀបជាមួយនឹងគេទាំងស្រុងក៏បានធ្វើស្ដេចគោមកយើងហ្នឹងមានការអត់សង្ឃឹមហើយក៏បានលើកជង្គង់ចុះលើកនេះខ្ញុំជឿជាក់ពិតជាខុសហើយតែរឿងរបស់យើងហ្នឹងខ្ញុំសូមបញ្ចប់ដំណឹងសិនខ្ញុំសូមសម្រាយប៉ុណ្ណឹងសិនហើយគ្នាយើងអាយ៉ានេះគឺខ្ញុំរវល់មែនតើខ្ញុំធ្វើវីដេអូហ្គេមផងងគ្នាយើងណាដែលគាត់ចូលចិត្តលេងហ្គេមអាចចូលទៅមើលហ្គេមខ្ញុំបានទាំង Facebook Page ទាំង YouTube ពីទៅខ្ញុំធ្វើរហូតវីដេអូហ្គេមណាគ្នាយើងដោយសារតែសម្រាយរឿងហ្នឹងខ្ញុំអត់សូវបានកម្រៃទេអត់សូវមានអ្នក support ABA អញ្ចឹងណាគ្នាយើងដូចចឹងអត់សូវមានទឹកតែផឹកចឹងទៅសលេងវាស្អកតាមហ្នឹងចឹងទៅអញ្ចឹងអត់មានអីទេចឹងចាំជួបគ្នាវីដេអូក្រោយពីខ្ញុំបានរៀនសម្រាយរឿងHello ក៏ដូចជាសួស្តីប្រិយមិត្តអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីយើងថ្ងៃនេះយើងមកសម្រាយរឿងតទៀតហើយប៉ុន្តែមុនចូលដល់វីដេអូចង់ប្រាប់អ្នកនរគ្នាថាខ្ញុំមកសម្រាយ channel នេះវិញហើយអញ្ចឹងអ្នកនរគ្នាកុំភ្លេចចុច Sub មួយផងដោយសារតែ channel មួយនោះគឺថាទៅឥណ្ឌាបាត់ហើយគ្នាយើងណាដែលគាត់ជា fan ក្រោយៗកុំភ្លេចជួយ comment នៅក្រោមវីដេអូខ្ញុំបានហ្នឹងផងអញ្ចឹងកុំខាតពេលវេលាយូរតោះយើងចូលទៅវីដេអូយើងទាំងអស់គ្នាតែរឿងរបស់យើងហ្នឹងយើងមកដល់កន្លែងបុព្វបុរសប្រព័ន្ធក៏បានរាយការណ៍ទៅកាន់បុព្វបុរសដែរប្រព័ន្ធក៏បាននិយាយថាបច្ចុប្បន្ននេះក្នុងចំណោមគេទាំង3មានតម្រូវបេសកកម្មបន្ទាប់ហើយឲ្យបុព្វបុរសហ្នឹងត្រូវស្វែងរកដោយខ្លួនឯងបុព្វបុរសក៏បាននិយាយថាបេសកកម្មបន្ទាប់ផ្លូវភ្នំមិនទាន់បានដោះស្រាយទេเพราะហេតុនេះគឺជាកិច្ចការដែលត្រូវអនុវត្តក្នុងពេលតែមួយហើយមើលទៅហើយស្អីរឿងរបស់យើងហ្នឹងក៏កាប់មកដល់កន្លែងឈិនដារាងក៏បានតបទៅកាន់កញ្ញាឈិញថាបងស្រីឈិនពួកយើងបានមកដល់ទីនេះហើយតើនេះគឺជាភ្នូដាល់ដែលដូនតាកំពុងតែនិយាយនោះមែនទេមើលទៅវាធំណាស់បងស្រីឈិនអ្នកមានការណែនាំអំពីផែនទីផ្កាយដូច្នេះហើយពួកយើងគួរតែមកដល់មុនគេហើយភ្លាមហ្នឹងស្រាប់តែលើសលេងមួយអ្នកជាពីណាណូនេះមិនទាន់បើកនៅឡើយទេហើយគ្រាន់តែក្មេងសក់ពណ៌លឿងពីរនាក់តែអ្នកពិតជាចង់ចូលមុននិកាយធំដូចជាពួកយើងមែនទេមើលទៅអ្នកដូចជាមិនគិតអំពីយើងទេញ៉ាឈីងក៏បាននិយាយថាមិននឹកស្មានថាមាននិកាយជាច្រើនមកទេឈិនដារ៉ាក៏បាននិយាយទៀតថាពួកគេមកលឿនជាយើងហើយចុះផែនទីផ្កាយនេះបានប្រយោជន៍អ្វីគេដឹកនាំនិកាយក៏បាននិយាយថាតើអ្នកគឺជាពីណាគេតើអ្នកមិនដឹងអំពីលំដាប់នៃការចូលភ្នូនេះមែនទេហើយអ្នកបានរៀបចំវាតាមកម្លាំងរបស់អ្នកហើយឬនៅប្រាប់ខ្ញុំតើអ្នកគឺជានិកាយអ្វីខ្ញុំនឹងចាប់ថ្នាក់សម្រាប់អ្នកហើយចាំសួរអ្នកចាស់ទុំរបស់អ្នកឲ្យលើកជង្គង់អរគុណខ្ញុំនៅថ្ងៃអនាគតដារ៉ាក៏បានតបថាតើអ្នកគឺជាពីណាហើយកញ្ញាឈីងរបស់យើងនឹងក៏បាននិយាយថាអ្នកមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីដឹងអំពីនិកាយរបស់យើងទេមេនិកាយក៏បានតថាផ្ដេសផ្ដាអ្នកមិនដឹងថាដីខ្ពស់មិនខ្ពស់ប៉ុណ្ណាទេនៅក្នុងពិភពលោកនេះឥឡូវនេះនិកាយទាំងអស់នៅលើពិភពលោកកំពុងតែមកទីនេះដូច្នេះហើយខ្ញុំត្រូវតែបង្រៀនមេរៀនមួយដល់អ្នកមិនមកអ្នកមានអាយុ8ឆ្នាំនៅឆ្នាំនេះក្នុងនាមជាអ្នកចំនួនថ្មីដ៏ខ្លាំងបំផុតនៅក្នុងនិកាយរបស់ខ្ញុំឆាប់ទៅសម្រាប់ពួកគេបង្ហាញឲ្យគ្រប់គ្នាឃើញកម្លាំងនៃនិកាយដ៏ខ្លាំងបំផុតរបស់យើងមិនមកទទួលបញ្ជាអ្នកដឹកនាំត្រឹមតែកុនដុលក៏ហ៊ានមកសង្កត់ជាមួយនឹងខ្ញុំដែរវាហាក់ដូចជាខ្ញុំត្រូវបង្រៀនអ្នករាល់គ្នានៅមេរៀនមួយតែភ្លាមហ្នឹងត្រូវតែឈិនដារ៉ារបស់យើងហ្នឹងមានការភ្ញាក់ផ្អើលតែពួកគេហ្នឹងបានឃើញហើយចៅលួចសាច់ថ្ងៃមុនហើយក៏បានស្ទុះទៅវាយចៅលួចសាច់ថ្ងៃមុនហ្នឹងភ្លាមតែម្ដងអញ្ញាឈិនមកយើងហ្នឹងបានឃើញហើយក៏បានខាត់ទៅឈិនដារ៉ាយើងមិនទាន់បានស្គាល់កម្លាំងរបស់គេទេហើយក៏បានធ្វើឲ្យ fan មកយើងហ្នឹងមានការខឹងជាខ្លាំងហ៊ានប្រងើយកន្តើយដាក់ខ្ញុំផងមើលទៅឯងមិនស្គាល់យើងគឺជាសិស្សថ្មីដ៏ខ្លាំងបំផុតនោះទេថ្ងៃនេះខ្ញុំនឹងផ្ដល់មេរៀនឲ្យឯងស្អាតតែឯងនឹងហ៊ានប្រងើយកន្តើយដាក់ខ្ញុំហើយគេក៏បានដកដាវចេញពីទ្រូងរបស់គេនឹងស្រែកយ៉ាងខ្លាំងហើយក៏បានធ្វើឲ្យមនុស្សគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលដែរនោះគឺជាដាវវិញ្ញាណដ៏ប្រណិតវាត្រូវបានគេនិយាយថាគឺជាអាវុធវិញ្ញាណក្នុងរឿងព្រេងនីតិតែធ្វើនៅក្នុងស្ថាប័នហើយអ្វីបានគាត់ប្រើអាវុធដ៏សាហាវបែបនេះសម្លាប់ស្រមោលទៅវាពិតជាអខ្ជិះខ្ជាយណាពេលដឹកនាំនិកាយលឺចឹងហើយក៏បានសើចទាំងអស់គ្នាខ្ញុំគឺជានិកាយដ៏ធំបំផុតរបស់ពិភពលោកវាជាស្តង់ដារក្នុងការផ្ដល់ចំណូលថ្មីនៅអាវុធមានគុណភាពខ្ពស់ហើយមេដឹកនាំនិកាយហ្នឹងក៏បាននិយាយហើយតាមកពិតអាវុធនេះគឺជាអាវុធដ៏ល្អបំផុតនៅក្នុងនិកាយរបស់យើងវាមិនមែនជាការងាយស្រួលទេសម្រាប់និកាយទាំងអស់នៅក្នុងលោកមកជួបគ្នាពិតណាស់ខ្ញុំត្រូវតែកុហករកហេតុផលខ្លះដើម្បីបង្អួតពួកគេបែនមកសម្រាប់កូនស្រមោចទាំងនេះឲ្យបានឆាប់កាន់តែល្អតែភ្លាមនឹងស្រាប់តែធ្វើឲ្យប្រូយ៉ាងរបស់យើងនឹងភ្ញាក់ពីដេកហើយប្រកបធននឹងក៏បាននិយាយថាសត្រូវពីយប់មិញកំពុងតែដេញយើងម្ដងទៀតចង្រៃណាស់ខ្ញុំគ្រាន់តែញ៉ាំជើងមាន់របស់ឯង2 3ប៉ុណ្ណោះហើយអ្វីបានជាឯងមកធ្វើបាបពួកយើងបែបនេះណារ៉ាងក៏បានតបថាតើអ្នកចង់មានន័យថាញ៉ាំតែ2 3ជើងមែនទេហើយមេដឹកនាំនេះឯងក៏បានសើចទៀតហើយអន្តតែអាវុធជាដំបងបែបបាក់ប៉ុណ្ណោះហើយក៏អ្នកហ៊ានអួតអាងដែរហាអ្នកក្របែនមកក៏បាននិយាយតហើយគ្រាន់តែដំបងបែបបាក់ប៉ុណ្ណោះមិនក៏ឯងហ៊ាន
យកចេញមកមុខយើងតែនិយាយមិនទាន់ចោលស្រួលវល់ផងគ្រាន់តែឈិនណារាងយើងនឹងគ្រាន់តែបញ្ចេញដំបងហ្នឹងក៏បានបុកជាមួយនឹង fan មករបស់យើងនឹងផ្លោងថយក្រោយដែរគេអត់បានវាយផងហ្នឹងគ្រាន់តែគេយាដំបងប៉ះសងគ្នាយើងមើលផ្លោងថយក្រោយដែរណារាងយើងនឹងក៏បានបន្តទៀតថាអ្វីដែលអ្នកស៊ីនោះគឺជាសេចក្តីថ្លៃថ្នូររបស់ខ្ញុំក៏បានវាយចេញធ្វើឲ្យដំបងនោះមានការធំយ៉ាងខ្លាំងព្រោះមនុស្សគ្រប់គ្នានឹងលន់មាត់ហើយម៉ាមិនក៏ដំបងនេះមានអំណាចដ៏ខ្លាំងក្លាបែបនេះកម្លាំងបែបនេះគឺជាអាវុធដ៏ខ្លាំងបំផុតដល់ទេពភាពលំដាប់កម្ពុជាមកយើងយកប្រៀបធៀបជាមួយនឹងដាវនេះគ្រាន់តែគឺជាសម្រាមណារាងយើងក៏បានសើចហាទីបំផុតអ្នកដឹងតែខ្ញុំខ្លាំងប៉ុណ្ណាហើយមែនទេកញ្ញាឈីនឹងក៏បានប្រាប់ឈិនណារាងដែរគេគ្រាន់តែលួចជើងយើងប៉ុណ្ណោះអ្វីបានជាឯងប្រើកម្លាំងខ្លាំងម្ល៉េះតែភ្លាមនឹងប្រូយ៉ាងរបស់យើងនឹងក៏លោតមកវិញហើយយើងគ្រាន់តែស៊ីជើងមាត់ឯងពី3ប៉ុណ្ណោះហើយអ្វីបានជាឯងចាំបាច់ធ្វើឲ្យមានរឿងធំបែបនេះដូច្នេះហើយខ្ញុំត្រូវតែផ្ដល់អំណោយមួយដល់ការឯងត្រឡប់ទៅវិញហើយប្រូយ៉ាងរបស់យើងនឹងក៏បានបញ្ចេញយ៉ាងសាហាវខុសៗមែនទេក៏បានធ្វើមនុស្សគ្រប់គ្នានឹងបើកភ្នែកប៉ុនពងមាត់ទៀតហើយអ្វីបានជាកម្លាំងមួយនេះវាខ្លាំងម្ល៉េះក៏លេចមកមើល fan មករបស់យើងណា fan មកក៏បាននិយាយថាអ្វីគឺជាអ្វីល្អខ្ញុំមានរាងកាយធ្វើអំពីដៃការខូចខាតនេះមិនគួរឲ្យនិយាយទេតែនិយាយមិនទាន់បានចាប់ផងជាតសរបស់ប្រូយ៉ាងរបស់យើងនឹងក៏បានបុកជាមួយនឹង pro fan មករបស់យើងទៀតហើយក៏បានធ្វើឲ្យ pro fan មកយើងនឹងហើរទៅឆ្ងាយដែរពេលនឹងនំនេះកាយក៏បាននិយាយថាតើនេះគឺជារាងកាយនៃការប្រយុទ្ធមែនទេទៅពួកគេទាំងអស់នេះមិនមែនជាមនុស្សធម្មតានោះទេតែយ៉ាគីននឹងក៏បានសួរហើយតើ fan មករបស់អ្នកមិនស្លាប់ហើយទេឬតែរឿងរបស់យើងនឹងក៏កាប់មកដល់កន្លែងកញ្ញាឈិនវិញកញ្ញាឈិនរបស់យើងនឹងក៏បាននិយាយទៀតថាអ្នកហ៊ានលួចជើងមាន់របស់ខ្ញុំតាំងពីមុនហើយអ្នកហ៊ានវាយបកមកខ្ញុំវិញទៀតវាហាក់ដូចជាថ្ងៃនេះខ្ញុំមិនអាចឲ្យអ្នករត់រួចម្ដងទៀតទេនិយាយចប់កញ្ញាឈិនរបស់យើងនឹងក៏បានបញ្ចេញរាងកាយហើយនាងក៏បានពោលពាក្យថារស់ដូចជាភ្លើងដូចជាស្លាប់រាងកាយអត់ដល់ភ្លើងឆាប់ឆេះហើយក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការគាំងទៀតហើយពីទៅបើកភ្នែកប៉ុនពងមាន់ជួលរបស់ពិតដល់គ្នាយើងប្រូយ៉ាងរបស់យើងនឹងក៏បានតបគ្រាន់តែភ្លើងមួយប៉ុណ្ណោះតើអ្នកគិតថាខ្ញុំខ្លាចវាមែនទេភ្លាមនឹងស្រមោលនៅក្នុងរាងកាយរបស់ប្រូយ៉ាងរបស់យើងនឹងក៏បានចេញមកក្រៅឯងចង់រត់ទៅណាឯងមិនអាចរត់រួចបានទេនោះគឺជាអណ្ដាតភ្លើងដល់ទេពភាពព្រះអាទិត្យដ៏អស្ចារ្យសិនបើឯងប៉ះវាឯងនឹងត្រូវស្លាប់ដូច្នេះហើយរាងកាយនេះនឹងត្រូវគ្រប់គ្រងដោយយើងក៏បានធ្វើឲ្យប្រូយ៉ាងរបស់យើងនឹងមិនអាចរើបំរើបានឡើយតែភ្លាមនឹងស្រាប់តែបរកធាត់យើងនឹងក៏ចេញមកការពីហើយភ័យលន់ស្លោបងប្រូមានអារម្មណ៍ដូចស្និទ្ធស្នាលជាមួយអ្នកហើយខ្ញុំមានវាសនាជួបអ្នកខ្ញុំគឺលីពេងទាំងអស់គ្នាខ្ញុំនឹងចាំការវិធានការនេះហើយក៏បានហោះទៅបុកភ្លើងដល់ទេពភាពរបស់កញ្ញាឈិញរបស់យើងនឹងហើយក៏បានប៉ាំងថយក្រោយដែរពេលនោះប្រូយ៉ាងរបស់យើងនឹងក៏អាចរើបំរើរួចបរកធាត់តើអ្នកកំពុងតែធ្វើអ្វីកញ្ញាឈិញនឹងក៏បានតបថានេះហើយគឺជាតម្លៃនៃការក្រអឺក្រទមរបស់អ្នកហើយក៏បានធ្វើឈិនតារារបស់យើងនឹងស្រែកអីហ៊ូស្រីរបស់ខ្ញុំពូកែខ្លាំងណាស់តែភ្លាមនឹងស្រាប់តែបេះដូងរបស់ប្រូយ៉ាងរបស់យើងនឹងបានស្រែកហៅប្រូយ៉ាងទៀតហើយទៅប្រយោជន៍ឆាប់ទៅប្រយោជន៍ហើយប្រូយ៉ាងក៏បានបញ្ចេញសម្លៀកបំពាក់ស្ដាយប្រយោជន៍ដែរបរកធាត់ខ្ញុំនឹងចាំអ្នកខ្ញុំនឹងសំសឹកជូនទៅកាន់អ្នកវិញតែភ្លាមនឹងស្រាប់បរកធាត់យើងក៏បានស្រែកអីមិនអីទេឥឡូវនេះខ្ញុំកំពុងតែដេកលក់ប្រូយ៉ាងរបស់យើងនឹងឃើញយើងហើយក៏បានភ្ញាក់ផ្អើលដែរបរកធាត់នាងមិនទាន់ស្លាប់ទេបរកធាត់ក៏បានតបទៅវិញថាចារបស់ខ្ញុំនិយាយថាតើស្លាប់ដើម្បីអ្វីទោះបីជាឈឺយ៉ាងណាសូមឲ្យតែគេលក់ទៅការឈឺចាប់ទាំងនោះនឹងរលត់វិញទៅក្នុងសុបិនហើយឈិនតារាក៏បាននិយាយហើយស្រីធំមើលភ្លើងរបស់បងចុះទៅនេះវាកំពុងតែរលត់ហើយកញ្ញាឈិញរបស់យើងនឹងក៏បានតបថាហេតុអ្វីបានជាភ្លើងនេះរលត់ហើយក៏បានធ្វើមនុស្សគ្រប់គ្នានឹងបើកភ្នែកប៉ិនពងមាន់ទៀតហើយតើនេះគឺជារូបកាយដ៏ទេវភាពនៅក្នុងបុរាណមួយទៀតមែនទេនេះមានគេនិយាយថាឲ្យតែបានដេកលក់អាចទទួលបានការរីកចម្រើនដែរហើយឲ្យតែបានដេកលក់គាត់ក៏អាចការពារខ្លួនឯងយ៉ាងអនាថាបត័យទៀតផងឥឡូវនេះខ្ញុំមិនអាចប្រៀបធៀបនឹងគេបានទេឥឡូវនេះចិនតារាយើងក៏បានតបហើយប្រកាសណាស់អ្នកមានសមត្ថភាពប៉ុន្តែបើអ្នករើសយើងគឺជាសត្រូវប៉ុន្តែត្រៀមខ្លួនឲ្យម្ចាស់របស់ខ្ញុំប្រមូលសាកសពរបស់អ្នកទៅហើយចិនតារារបស់យើងនឹងក៏បានបញ្ចេញក្បាច់ដំបងហើយប្រយ៉ាងយើងក៏បានតបបើជាមានការប៉ះនឹងការរំខានតែខ្ញុំចង់ឃើញតើអ្នកអាចយកពីរបស់ខ្ញុំបានប៉ុន្មានចលនាពីហើយគេក៏បានបញ្ចេញរាងកាយប្រយុទ្ធពេញលេញដោយគ្នាកញ្ញាឈិញយើងនឹងក៏បាននិយាយដែរវាអាស្រ័យតើអ្នកអាចធ្វើបានចលនាប៉ុន្មានមែនទេអ្នកមិនអាចប្រៀបជាមួយនឹងដៃគូរបស់យើងទេគេក៏បានបញ្ចេញរាងកាយដ៏ពេញលេញដែរបរកធរក៏បាននិយាយកុំបារម្ភអីបងប្រុសគេលើសពីយើងខ្ញុំនឹងជួយអ្នកហើយគេក៏បានបញ្ចេញរាងកាយពេញលេញដូចគ្នាក៏បានធ្វើយុទ្ធសាស្ត្រយ៉ាងខ្លាំងនឹងបុកគ្នាដែរតែចំហាយនឹងធ្វើអ្នកគុណយមរបស់យើងខ្លាំងនឹងលន់មាត់ទៀតហើយ Oh my god តើសត្វចម្លែកប្រភេទណាខ្លះមកទីនេះហើយ fan មកយើងក៏បានស្រែកអីលោកគ្រូខ្ញុំចង់ទៅទៀតហើយសាររឿងរបស់យើងនឹងក៏កាមកដល់កន្លែងបុព្វបុរសរបស់យើងវិញហើយបុព្វបុរសក៏បាននិយាយទៅកាន់កញ្ញាកងថាអ្នកតើអ្នកចង់បានអ្វីពីខ្ញុំហើយអ្វីបានជាអ្នកមិននិយាយកញ្ញាកងយើងនឹងក៏និយាយដែរប៉ុន្តែនិយាយរឿងបើអញ្ចឹងណាបុព្វបុរសក៏បានតទៀតថាកុំខ្លាចអីទោះបីជាខ្ញុំខ្លាំងជាងអ្នកបន្តិចក៏ដោយតែដរាបណាអ្នកអាចវាយខ្ញុំនៅក្នុងក្រាអុកមួយនេះខ្ញុំនឹងយល់ស្របអ្វីដែលអ្នកសួរហើយកញ្ញាកងរបស់យើងនឹងក៏បានដើរអុកពួកបុព្វបុរសរឿងនឹងមានការភ្ញាក់ផ្អើលជាខ្លាំងហើយគឺជាវាតើអ្នកមិនបាននិយាយថាជាការលេងលើកដំបូងរបស់អ្នកមែនទេកញ្ញាកងយើងក៏បានតថាលោកគ្រូដ៏អស្ចារ្យមួយនេះវាសាមញ្ញពេកហើយជំនាញអុករបស់អ្នកគឺថាវាអន់ពេកក៏បានធ្វើឲ្យកូនចៅកញ្ញាកងរបស់យើងនឹងមានការភ្ញាក់ផ្អើលដែរព្រះអម្ចាស់មិនត្រូវអនុវត្តឲ្យនិយាយការពិតទេតែបុព្វបុរសយើងធ្វើបាបរបស់គ្នាយើងកញ្ញាកងក៏បានដឹងខ្លួនសូមអភ័យទោសចំពោះការឆ្លើយរបស់ខ្ញុំពួកគេបានយកកំណត់
ទ្រសម្បត្តិងាត់របស់ប្រទេសយើងអានទីអាចផ្កាយអានទីអាចផ្កាយដោយមិនមានការអនុញ្ញាតកូនចៅរបស់លោកម្ចាស់ខ្ញុំចង់បានវាត្រឡប់មកវិញតើអ្នកចង់បានរបស់នោះដើម្បីអ្វីញ៉ាកុងក៏បានតបថាខ្ញុំត្រូវការរបស់នោះដើម្បីសង្គ្រោះដាវូរបស់យើងរាជវង្សដាវូធ្លាប់ជារាជវង្សដែលរងរឿងដែលបានបំព្រឹកបំរួលជាមហោឋានភាគខាងជើងហើយជាអកុសលមួយសែនឆ្នាំបានកន្លងផុតទៅដាវូឥឡូវនេះធ្លាក់នៅក្នុងប្រទេសទូចមួយហើយជាប្រទេសដាវូដ៏ធំបំផុតនៅក្នុងភាគខាងជើងឥឡូវនេះគឺដាវូហើយឥឡូវនេះពួកគេកំពុងតែមើលដោយអន្ទះសារពេលដែលខ្ញុំគ្មានផែនទីនេះគឺថាខ្ញុំមិនអាចជួយសង្គ្រោះរបស់ប្រទេសខ្ញុំបានទេដូច្នេះហើយបូព៌ាបរោះខ្ញុំចង់បានផែនទីនេះត្រឡប់មកវិញហើយខ្ញុំនឹងទទួលអំណាចបេតិកភណ្ឌរបស់ Elder បន្ទាប់មកខ្ញុំនឹងទៅជួយប្រទេសរបស់ខ្ញុំតែភ្លាមនឹងស្រាប់តែប្រព័ន្ធរបស់យើងនឹងក៏បានលេចមកឡើងហើយខ្ញុំអបអរទៅដល់លោកម្ចាស់ប្រាប់ការស្វែងរកតម្រុយហើយវគ្គសាឡបងទី5គឺបើកចំហមីសិនរបស់ចវាយគឺរក្សាទុកកូនចៅរបស់ដាវូហើយលក្ខខណ្ឌមិនឲ្យម្ចាស់ជួយក្មេងៗចំនួនក្រោយដោយផ្ទាល់នោះទេហើយរង្វាន់គឺតំបន់ប្រយុទ្ធតែមួយដងបរោះក៏បានកើតហើយនោះមែនទេគឺជាដាវូវាគឺជាកម្លាំងចំនួនក្រោយរបស់ខ្ញុំដាជើពិតជាហ៊ានវាយប្រហារប្រជាជនរបស់ខ្ញុំមែនទេញ៉ាកុងក៏បានតបទៀតថាដូច្នេះហើយផែនទីអាចផ្កាយដែលមានថាមពលដ៏ខ្លាំងតើអ្នកអាចប្រកល់វាជូនមកខ្ញុំវិញទេបុព្វបរោះក៏បានតបថាខ្ញុំនឹងមិនផ្ដល់ផែនទីនោះទៅឲ្យអ្នកទេកញ្ញាកុងក៏បានតបថាលោកម្ចាស់បាននិយាយថាឲ្យទៅខ្ញុំបានវាយគ្នាអុករបស់លោកម្ចាស់វាគ្រប់គ្រាន់ក្នុងការដែលអ្នកឲ្យរបស់ខ្ញុំមែនទេបុព្វបរោះក៏បានតបទៅវិញប៉ុន្តែហើយបុព្វបរោះក៏បានលោកជង្គង់ចោក៏បាននិយាយទៅកាន់កញ្ញាកុងថាខ្ញុំបានជួបព្រះអង្គម្ចាស់នៃជាតិជើខ្ញុំថ្វាយបង្គំអ្នកជាអ្នកព្រោះខ្ញុំគឺជាប្រជាជនរបស់អ្នកដូច្នេះហើយអ្នកអាចប្រើខ្ញុំតាមឆន្ទៈរបស់អ្នកបានហើយសាររឿងរបស់យើងនឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសិនបងប្អូនដឹងថាទូអីប្រុសយើងកំពុងធ្វើអីអត់ទីទៅកំពុងតែកិច្ចវេះអំពីប្រព័ន្ធរបស់គ្នាយើងតែខ្ញុំអត់ចង់និយាយច្រើនទេយ៉ាងចាំជួបគ្នាវីដេអូក្រោយហើយអ្នកនរគ្នាក៏ភ្លេចណាចុច Sub Channel ថ្មីខ្ញុំមួយផង Hello ក៏ដូចជាសួស្តីប្រិយមិត្តអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងនឹងមកសម្រាយរឿងតទៀតហើយតែមុនចូលដល់វីដេអូអ្នកគ្នាក៏ភ្លេចណា comment នៅខាងក្រោមវីដេអូខ្ញុំបាននឹងផងណាហើយ comment អីក៏បានដែរអ្នកគ្នាយើង comment រួចនៅតោះយើងចូលទៅវីដេអូយើងទាំងអស់គ្នាតាមសាររឿងរបស់យើងនឹងយើងបានឃើញបុព្វបរោះបានលើកជង្គង់គោរពទៅកាន់កញ្ញាកុងថាតែកញ្ញាកុងគឺជាស្ដេចបច្ចុប្បន្នហើយក៏បានធ្វើឲ្យកញ្ញាកុងនឹងមានការភ្ញាក់ផ្អើលដែរថាតែបុព្វបរោះបានលើកជង្គង់អោនគោរពខ្លួនណាកញ្ញាកុងក៏បាននិយាយហេតុអ្វីបានបុព្វបរោះធ្វើបែបនេះបុព្វបរោះក៏បានតបថាទេវាជាការត្រឹមត្រូវណាគឺជាភារកិច្ចរបស់ខ្ញុំនៃការការពាររបស់មរតកដាវូអ្វីបានជាអ្នកមិនដាក់ខ្ញុំជាប្រធានបទអ្នកអាចឲ្យខ្ញុំគឺជាអ្នកការពារដាវូហើយរឿងនេះមិនប្រសើរទេនិយាយចង់ក៏ធ្វើអ្នកគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលដែរអាកុងក៏បានសួរទៀតថាអ្នកមានន័យដូចម្ដេចលោកគ្រូដ៏អស្ចារ្យពេលបរោះក៏បានតបថាគ្មានអ្វីទេព្រះចៅអធិរាជដាវូដើមឡើយគឺត្រូវបង្កើតឡើងដោយខ្ញុំតាំងពីមួយសែនឆ្នាំមុនដូច្នេះហើយខ្ញុំគ្រាន់តែចង់ការពារកូនចៅរបស់ខ្ញុំតែប៉ុណ្ណោះកុងក៏បាននិយាយថាមានរឿងព្រេងនិទានដាវូតាំងពីមួយសែនឆ្នាំមុនមានដូនតាម្នាក់គាត់គឺជាអ្នកបង្កើតរាជវង្សដាវូហើយនោះគឺជាលោកគ្រូមែនទេពេលបរោះក៏បានតបថាត្រឹមត្រូវណាស់ព្រះចៅអធិរាជរបស់ខ្ញុំគឺជាអធិរាជឈិនឥឡូវនេះសូមនាំខ្ញុំទៅដាវូខ្ញុំពិតជានឹកដល់ដាវូខ្លាំងណាស់អ្នកដឹកនាំរឿងក៏បាននិយាយទៀតថាគឺជាពិភពលោកជាន់ឈ្លីយ៉ាងខ្លាំងនៅខាងលើនោះទុនខ្សោយនឹងត្រូវគុណអនុវត្តក្នុងការអនុវត្តអ្នកអាចដាំដុះឬមួយគ្រួសារនោះនៅពេលដែលអ្នកបានជោគជ័យក្នុងអំឡុងការដាំដុះតែនឹងអាចប្រឈមមុខនឹងជីវិតរមែងស្លាប់ហើយអ្នកនឹងអាចប្រឆាំងមនុស្សរាប់រយលានអ្នកបានតើជីវិតរមែងស្លាប់រស់នៅក្នុងពិភពលោកនេះដោយរបៀបណាតែប្រសិនបើអ្នកចង់រស់នោះអ្នកត្រូវតែពឹងទៅលើរាជវង្សពីត្បិតតែរាជវង្សសុទ្ធសិនតែជាសត្វដេរឆានក៏ប៉ុន្តែពួកគេមានអំណាចធ្វើឲ្យអ្នកប្រកបមុខរបរតូចតាចមានការញាប់ញ័រដូចជាអំណាចនៃសរសៃអ្នកគ្រប់គ្រងនៅក្នុងត្រកូលអធិរាជរមែងស្លាប់តែប៉ុណ្ណោះពីធម្មពលដាំដុះប្រជាជននៃរាជវង្សត្រូវបានសម្លាប់ប៉ុន្តែនៅចុងបញ្ចប់គួរតែមានខ្លួនឯងជាស្ដេចនៃរាជវង្សមានតែការប្រកួតប្រជែងទេដូច្នេះវាធ្វើឲ្យគុណអន្តវត្តកាន់តែរឹងមាំដែលយើងមិនអាចទប់ទល់បានអំណាចនៃសរសៃអ្នកពីរាជវង្សមរណៈប៉ុន្តែរាជវង្សក៏មានចំណុចខ្វះខាតដែរវាអាចមានតែមួយអធិរាជប៉ុណ្ណោះនៅក្នុងរាជវង្សមួយតែមានសរសៃអំណាចនៃសរសៃឈាមអ្នកនេះជាភ្នូរនៃការប្រើប្រាស់នៃសរសៃឈាមមួយនេះគឺជាជីវិតរបស់អធិរាជហើយសាររឿងរបស់យើងនឹងគឺការមកដល់នគរមួយហើយយើងបានឮសំឡេងមនុស្សម្នាក់និយាយថាឥឡូវនេះប្រទេសទាំងអស់ត្រូវបានប្រកល់អំណាចនៃសរសៃវិញ្ញាណឲ្យមហាជើប៉ុន្តែនៅតែអ្នកមួយប៉ុណ្ណោះនៅតែស៊ូទ្រាំតើអ្នកស្មោះថាមិនប្រកល់អំណាចនៃសរសៃវិញ្ញាណអ្នកទេវាអស្ចារ្យណាស់ប្រសិនមកអ្នកអាចប្រកល់អំណាចនៃសរសៃវិញ្ញាណនេះដល់ខ្ញុំហើយអ្វីដែលរាជវង្សរបស់យើងខ្វះខាតបំផុតនោះគឺជីវិតយើងយូរដរាបណាអ្នកប្រកល់សរសៃអ្នកនេះឲ្យខ្ញុំមហាជើនឹងផ្ដល់អំណោយទៅដល់អ្នកនៅគុណសម្បត្តិក្នុងការអនុវត្តដូចជាខ្ញុំដែរខ្ញុំបានអនុវត្តរួចហើយដើម្បីរស់នៅក្នុង1000ឆ្នាំមកនេះហើយប្រសិនមកអ្នកនៅតែរឹងរូសមិនប្រែចិត្តនោះជំរឿចុងក្រោយខ្ញុំនឹងសម្លាប់អ្នកហើយទាហាននៅចិត្តនឹងក៏បានស្រែកទៅកាន់ព្រះនាងថាព្រះនាងយើងមិនអាចប្រើអំណាចនៃសរសៃអ្នកបានទេបើប្រកល់អំណាចនៃសរសៃអ្នកមហាជើនឹងគ្រប់គ្រងដាវូរបស់យើងហើយព្រះនាង
ងក៏បានស្លាប់ដែរតែម្នាក់ហ្នឹងក៏មិនតនិយាយទៀតថាវាហាក់ដូចជាអ្នកនរគ្នាចង់ស្លាប់ដើម្បីការពាររបស់នេះដូច្នេះហើយខ្ញុំនឹងផ្ដល់សេចក្តីប្រាថ្នាដល់ពួកឯងប៉ុន្តែភ្លាមហ្នឹងស្រាប់តែមានការភ្ញាក់ផ្អើលមួយដោយសារតែព្រះនាងតូចរបស់យើងហ្នឹងបានបញ្ចេញពន្លឺហើយអង្គរាជហ្នឹងក៏បាននិយាយថាចាវ័យក្មេងអ្នកអាចប្រើអំណាចនៃសរសៃវិញ្ញាណបានហើយយើងក៏បានឃើញថាមានស្ដេចអ្នកមួយចេញពីសរសៃឈាមនៃព្រះនាងតូចតែម្នាក់ហ្នឹងក៏បន្តសើចហាទីបំផុតឯងចេញមកហើយអូមិនអីទេឯងមិនចង់ប្រកល់ឲ្យយើងទេអ្នកចង់ប្រចាំងនឹងយើងមែនទេវាពិតជាគួរឲ្យអស់សំណើចណាស់កូនអ្នកតូចនិយាយចប់អ្នកមួយហ្នឹងក៏បានព្រុសអំណាចយុទ្ធសាស្ត្រចេញមកហើយក៏បានធ្វើឲ្យស្ដេចម្នាក់ហ្នឹងមានការភ័យខ្លាចដែរហើយកូនស្រីតូចនេះពិតជាមានអំណាចបែបនេះឬហើយក៏បានធ្វើឲ្យស្ដេចហ្នឹងរលាយភ្លាមតែម្ដងហើយទាហានចិនហ្នឹងក៏បាននិយាយទៅកាន់ព្រះនាងហើយហើយអ្វីបានជាព្រះនាងសម្លាប់គាត់ពេលនេះវាយឺតពេលហើយមិនអាចកែប្រែមកវិញបានទៀតទេពួកយើងទាំងអស់នឹងត្រូវស្លាប់តែភ្លាមហ្នឹងស្រាប់តែលឺសលេងមួយប្រស្លែងមិញហ្នឹងក៏បាននិយាយទៀតថាអ្នកណាថាខ្ញុំស្លាប់ខ្ញុំគឺអ្នកសម្លាប់អ្នកដែលត្រូវតែងតាំងពីមហាជើខ្ញុំបានប្រមូលសរសៃវិញ្ញាណរាប់សិបមកហើយសម្រាប់មហាជើតើខ្ញុំត្រូវបានអំណាចក្មេងស្រីនេះសម្រាប់ខ្ញុំដោយរបៀបណាទាហានពីរនាក់ហ្នឹងក៏បាននិយាយទៀតវ៉ៃមានមនុស្សរួចផុតពីការវាយប្រហារពីសរសៃនេះគេមិនទាន់ចប់ផងមករស់ម្នាក់ហ្នឹងក៏បានលោតមកវាយហើយខ្ញុំនឹងឲ្យអ្នកបងថ្លៃអំពីការតស៊ូរបស់អ្នកក៏បានលោតទៅវាយសេនាទាំងពីរហ្នឹងធ្វើឲ្យប៉ាំងភ្លាមតែម្ដងតើអ្នកដឹងទេអំពីហេតុប្រយោជន៍នៃការអាយុវែងគឺខ្លួនឯងអាចបំផ្លាញជីវិតរបស់អ្នកដទៃបានបំផ្ទុះសរសៃវិញ្ញាណរបស់អ្នកទាហានពីរនាក់ហ្នឹងក៏បាននិយាយទៀតហើយអត់ទេព្រះនាងនៅសល់ប្រលឹងតិចតួចណាស់បើត្រូវគាត់វាយម្ដងទៀតគាត់នឹងត្រូវស្លាប់ដាច់អ្នកតូចរបស់យើងហ្នឹងមានការអត់សង្ឃឹមហើយបុរសម្នាក់ហ្នឹងក៏បានលោតទៅវាយព្រះនាងយើងដែរប៉ុន្តែភ្លាមហ្នឹងមានណាល់ស្រាប់តែបុព្វបុរសរបស់យើងហ្នឹងលេចមកហើយក៏បានវាយទៅកាន់បុរសមួយហ្នឹងមួយកំភ្លៀងហើយយើងក៏បានឃើញថាគ្រាន់តែមួយកំភ្លៀងរបស់ដូនតារបស់យើងហ្នឹងធ្វើឲ្យមានការប៉ាំងទៅឆ្ងាយជា100ម៉ែត្រហើយកញ្ញាកុងក៏បានចុះមកដល់ខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំតែអ្នកគិតថាអាចកាន់កាប់ដាវូរបស់ខ្ញុំដោយងាយមែនទេលោកអូបរាយពីរអ្នកហ្នឹងក៏បាននិយាយទៀតហើយដាច់នៃនគរហើយអ្វីបានជាអ្នកមកដល់ទីនេះប្រញាប់ចាក់ចេញពីទីនេះឲ្យលឿនប្រសិនបើអ្នកចូលរួមក្នុងរឿងនេះនឹងត្រូវបំផ្លាញដោយមហាជើកញ្ញាកុងក៏បានតបថាវាមិនបំផ្លាញទេខ្ញុំបានរកឃើញបុព្វបុរសទីមហាដាវូរបស់យើងហើយគាត់គឺជាលោកឈិនគឺជាមន្ត្រីដែលជាមន្ត្រីលំដាប់ទី9លើនេះមហាជើកគួរតែភ័យខ្លាចអំពីការបំផ្លាញក៏បានធ្វើឲ្យអូបរាយពីរអ្នកហ្នឹងមានការភ្ញាក់ផ្អើលដែរតើវាអាចជាគាត់គឺជាមនុស្សរស់នៅតាំងពី100,000 ឆ្នាំមុនដែរឬទេបុរសម្នាក់ហ្នឹងក៏បាននិយាយទៀតហើយពីបុរសស្អីសូម្បីតែព្រះអិនទ្រីក៏មិនអាចសម្លាប់ខ្ញុំបានដែរខ្ញុំបានចុះកិច្ចសន្យាចម្បាំងមរណៈរាប់ម៉ឺនអ្នកក្នុងប្រទេសរបស់ខ្ញុំរាល់ពេលដែលខ្ញុំស្លាប់គេទាំងអស់នឹងកើតឡើងដោយអ្នកចម្បាំងមរណៈរបស់ខ្ញុំគ្រាន់តែឥឡូវនេះមានតែអ្នកចម្បាំងមរណៈមួយប៉ុណ្ណោះដែលខ្ញុំត្រូវបានប្រើឥឡូវនេះខ្ញុំនឹងបំផ្ទុះ100គ្រាប់ដើម្បីសម្លាប់អ្នកហ៊ានពីអ្នកហ្នឹងក៏បាននិយាយទៀតហើយវាគ្មានអ្វីចម្លែកទេគាត់តែងតែវាយប្រហារដោយអត្តឃាតប្រសិនបើអ្នកមិនអាចសម្លាប់បានទេសូមយកតែព្រះនាងរត់ទៅឲ្យឆ្ងាយទៅគឺបានហើយបុព្វបុរសក៏បានតបថាចេញពីទស្សនវិជ្ជាមួយនេះគាត់ពិតជាមិនអាចត្រូវបានគេសម្លាប់បានទេប្រទេសរបស់ពួកគេនៅឯណាកញ្ញាកុងក៏បានតបថាទេពួកគេនៅភៀស2យប់នៅលើផែនដីបុព្វបុរសក៏បានតបអូខេខ្ញុំនឹងដោះស្រាយវាគ្រប់10វិនាទីបុរសម្នាក់ហ្នឹងក៏បាននិយាយទៀតហើយអ្នកកំពុងតែសបិនមែនទេចង់ដោះស្រាយជាមួយនឹងខ្ញុំក្នុងរយៈពេល10វិនាទីហើយអ្វីបានជាអ្នកចូលចិត្តលេងកំ ប្លែងបែបនេះឥឡូវនេះខ្ញុំបានប្រមូលជីវិតរបស់មនុស្សរាប់រយនាក់គេធ្វើឲ្យខ្ញុំសម្លាប់អ្នកលឿនជាង10វិនាទីទៅទៀតនិយាយចប់គេបំរុងទៅផ្ទុះរូបរាងហើយប៉ុន្តែភ្លាមនឹងស្រាប់តែចាប់អារម្មណ៍មួយទេអារម្មណ៍វិញ្ញាណរបស់ខ្ញុំហេតុអ្វីបានជានៅនគររបស់ខ្ញុំហាក់ដូចជាមានអ្វីមួយដែលបានលេចមកហើយយើងក៏បានឃើញហើយថាបាតដៃរបស់បុព្វបុរសរបស់យើងហ៎រងអ្នកនឹងក៏បានភ័យអីអត់ទេវាគឺជាអំណាចនៃច្បាប់នៃឋានសួគ៌និងផែនដីគិតមិនទាន់ចោលផងក៏យើងបានឃើញហើយថាបាតដៃនឹងធ្លាក់នៅលើនគររបស់បិសាយម្នាក់ហ្នឹងហើយអត់ទេវាគួរឲ្យខ្លាចណាស់ទាំងអស់គ្នាត្រូវបានស្លាប់គ្រាន់តែម្រាមដៃប៉ុណ្ណោះហើយអ្វីដែលខ្ញុំកំពុងតែមកផ្ទុះនៅទីនេះគឺជីវិតរបស់ខ្លួនខ្ញុំផ្ទាល់និយាយចប់គេក៏បានបន្ទោសខ្លួនឯងងាប់ភ្លាមៗតែម្ដងហើយបុព្វបុរសយើងនឹងក៏បាននិយាយហើយខ្ញុំបានដោះស្រាយបញ្ហានៅលើផែនដីហើយឥឡូវនេះហើយខ្ញុំលែងស្រឡាញ់រាជធានីចិនរបស់អ្នកទៀតហើយកញ្ញាកូនក៏បានតបនៅក្នុងចិត្តថាសំណាងហើយដែលខ្ញុំមិនហ៊ានទៅអំពើអាអូនៅមុខគាត់ហើយអូបរាយពីរអ្នកនឹងក៏បានភ័យទៀតហើយអ្វីបំផ្លាញប្រទេសមួយគ្រាន់តែមួយចលនាតើនេះគាត់ពិតជាអត្តរាជឈិនមែនទេបុព្វបុរសរបស់យើងក៏បាននិយាយទៀតថាពេលនេះខ្ញុំបានធ្វើការងាររបស់ខ្ញុំរួចរាល់ហើយបុព្វបុរសរបស់យើងនឹងក៏បានសួរទៅកាន់ប្រព័ន្ធថាទូស្ដីប្រព័ន្ធខ្ញុំមិនបានជួយសង្គ្រោះក្មេងតូចរបស់ខ្ញុំដោយផ្ទាល់នោះទេតែខ្ញុំត្រូវបានធ្វើតាមបញ្ជារបស់ព្រះករុណាឃើញអ្នកនរគ្នាថាតួឯប្រុសរបស់យើងបោកតួឯប្រុសរបស់យើងបោកហើយប្រព័ន្ធក៏ចេញមកហើយបាននិយាយទៀតថាអ្នកតែងតែរកវិធីទប់ស្កាត់ប្រព័ន្ធដោយរបៀបណាខ្ញុំពិតជាស្នេហ៍សរសើរដល់អ្នកខ្លាំងណាស់ហើយស្អីរឿងរបស់យើងនឹងក៏កลับមកដល់កន្លែងប្រូយ៉ាងរបស់យើងវិញហើយប្រូយ៉ាងក៏បន្តនិយាយថាតើអ្នកចាំបាច់
បន្តប្រយុទ្ធដើម្បីអ្វីតើអ្នកណាជាអ្នកបង្រៀននេះឲ្យចិត្តចង្អៀតបែបនេះកថរក៏បន្តនិយាយទៀតថាណាខ្មោចជាអ្នកបង្រៀនគាត់ហើយមើលទៅវាពិតជាគួរឲ្យស្អប់ខ្ពើមណាហើយតារាងក៏បន្តនិយាយដែរអ្នកហ៊ានប្រមាថដូនតារបស់ខ្ញុំដោយរបៀបណាតារបស់ខ្ញុំគឺជាអ្នកមាក់ងាយញ៉ាឆេងក៏បន្តនិយាយដែរអ្នកហ៊ានមាក់ងាយអ្នកដតីគ្រប់ទីកន្លែងនៅក្នុងនិកាយរបស់អ្នកគឺជាមនុស្សល្ងងខ្លៅមើលទៅពួកគេសឹកតែចរិតដូចអ្នកទាំងអស់ហើយមើលទៅយើងក៏បានឃើញហើយថា4អ្នកនឹងវាយគ្នាចងចាំងពេញនឹងគ្នាយើងហើយក៏បានធ្វើឲ្យអ្នកទស្សនានឹងស្រែកអើយយើងជប់ឆ្លោះគ្នាទៅយើងអាចធ្វើបានកុំឆ្លោះគ្នាផ្លូវភ្នំមិនទាន់បានបើកទេបើឯងនៅតែបន្តវាយគ្នាទៀតយើងនឹងត្រូវលុបបំបាត់ហើយតែភ្លាមនឹងស្រាប់តែលឺសលេងព្រឹទ្ធាចារ្យមួយក៏បានស្រែកថាស្ងៀមស្ងាត់ទៅមុខភ្នោរបស់ Ender មានប្រយុទ្ធគ្នារញ៉េរញ៉ៃពេញមុខភ្នោហើយខ្ញុំគឺជាអ្នកចាំភ្នោនៅទីនេះដែលបានទទួលខុសត្រូវពីនិតក្នុងការសាកល្បងនៅកម្រិតនីមួយៗឥឡូវនេះខ្ញុំសូមប្រកាសអ្នកដែលឈានជើងចូលជំរឿននៃភ្នោអ្នកនឹងអាចទទួលបានទ្រព្យសម្បត្តិនិងមរតកដ៏ខ្ពង់ខ្ពស់បំផុតហើយអ្វីដែលនៅចំពោះមុខរបស់អ្នកឥឡូវនេះវាគឺជាការសាកល្បងដំបូងគេបង្អស់អ្នកអាចប្រើគ្រប់វិធីដើម្បីឡើងវត្តនេះហើយឥឡូវនេះ Challenge ត្រូវបានចូលរួមដោយខ្លួនឯងអ្នកអាចប្រើមធ្យោបាយគ្រប់បែបយ៉ាងឲ្យតែល្អឥឡូវនេះផ្លូវភ្នោចាប់ផ្ដើមហើយក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលបន្តិចបន្តួចដែរនិកាយក៏បានសើចថាហាទីបំផុតភ្នោត្រូវបានបើកហើយបើប្រៀបធៀបនៅមនុស្សខាងក្រៅនិងមនុស្សទាំងអស់នេះខ្ញុំគិតថានឹងមានសុវត្ថិភាពជាងនៅក្នុងភ្នោហើយ fan ម៉ាយើងក៏បានយំដែរទីបំផុតខ្ញុំអាចរួចជីវិតហើយតែរឿងរបស់យើងនឹងក៏កាប់មកដល់កន្លែងបុព្វបុរសរបស់យើងវិញញ៉ាកុងក៏បាននិយាយទៅកាន់បុព្វបុរសថាបុព្វបុរសស្រាដែលបុព្វបុរសឲ្យខ្ញុំចាក់នោះឥឡូវគឺថាខ្ញុំបានបញ្ចប់ហើយឥឡូវនេះបុព្វបុរសអាចចាប់ផ្ដើមព្យាបាលឥឡូវនេះបានប៉ុន្តែទោះបីជាអ្នកមានអំណាចដូចជាប្រទេសមួយក៏ដោយប៉ុន្តែអ្នកនៅក្នុងបេះដូងរបស់ព្រះនាងវ័យក្មេងរបស់ពួកយើងគឺជាអ្នកពឹសដ៏អស្ចារ្យទៅជាព្រះនៃឱសថដែលបានបង្កើតថ្នាំពុលជាង100,000ឆ្នាំមុនមកហើយដើម្បីដាក់ទោសជនផ្ដាច់ការនៅពេលដែលពលរួចសរសៃវិញ្ញាណអំណាចត្រូវបានប្រើហើយវានឹងត្រូវពន្យឺតជីវិតទៅលើโลกនេះលើកលែងតែព្រះឱសថទេតែគាត់មានបញ្ចូលបេះដូងពិសេសប៉ុណ្ណោះអាចព្យាបាលពឹសនេះបានបើមិនមានបញ្ចូលនេះទេយើងគ្មានវិធីផ្សេងណាទៀតទេហើយឥឡូវនេះមិនដឹងថាគាត់ទៅទីណាទេគាត់បានដើរតាមព្រះវេស្សន្តរទៅកាន់ទ្វីបផ្សេងរួចទៅហើយពួកព្រះបរោះក៏បានសួរហើយអ្វីបានជាអ្នកដឹងថាបញ្ចូលបេះដូងនេះមានតែមួយអូបរាជិតនឹងក៏បាននិយាយទៀតថាហើយវាមិនមែនមានតែមួយទេវាអាចនឹងមាន3រួចហើយពួកព្រះបរោះរបស់យើងនឹងក៏បានបញ្ចេញមកចូលហ្នឹងហើយក៏បានធ្វើឲ្យអូបរាជនឹងមានការភ្ញាក់ផ្អើលជាខ្លាំងដូនតាពិតជាមានមកចូលនេះកញ្ញាកុងក៏បានតបថាហើយវាថែមទាំងមាន9ទៀតផងព្រះបរោះក៏បានដកដង្ហើមធំហើយព្រះឱសថដែលអ្នកកំពុងតែនិយាយអំពីនោះគឺត្រង់គឺជាកូនចៅរបស់ខ្ញុំតាំងពី100,000ឆ្នាំមុនមកទេពួកព្រះបរោះក៏បានសម័យហើយអ្នកគឺជាថ្នាក់អន់បំផុតដែលខ្ញុំបានបង្រៀនពីមុនមកហើយសាររឿងរបស់យើងនឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសិនចាំយើងជួបគ្នាវីដេអូក្រោយហើយអ្នកនរគ្នាមើលមកដល់នេះហើយកុំភ្លេចខមមិននៅក្រោមវីដេអូខ្ញុំបានហ្នឹងផងណា Hello ក៏ដូចជាសួស្ដីប្រិយមិត្តអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីយើងថ្ងៃនេះយើងនឹងមកសម្រាយរឿងតទៀតហើយប៉ុន្តែមុនចូលដល់វីដេអូអ្នកនរគ្នាកុំភ្លេចចុចខមមិននៅក្រោមវីដេអូនេះបានខមមិនអីក៏បានដែរអ្នកនរគ្នាឲ្យតែខមមិនមកគឺថាខ្ញុំសប្បាយចិត្តហើយយើងក៏មកការពេលវេលាយូរតោះយើងចូលទៅវីដេអូយើងទៅអ្នកគ្នាតាមសាររឿងរបស់យើងនឹងយើងបានឃើញមកពាក្យបារោះក៏បាននិយាយទៅកាន់កញ្ញាកុងថាអើយដើមឡើយមកចូលនេះគឺមាន10ប៉ុន្តែដោយសារតែគាត់ខ្សោយពេកទៅគាត់រៀនចេះអាចគ្រប់គ្រងបានតែមួយហើយខ្ញុំមិននឹកស្មានថាគាត់ធ្វើបាបគ្រួសារគាត់ទេប៉ុន្តែប្រសិនបើខ្ញុំជួបគាត់លើក្រោយខ្ញុំនឹងទាត់គាត់ឲ្យស្គាល់ពីថ្វីដៃរបស់ខ្ញុំម្ដងហើយក៏បានធ្វើឲ្យពីរនាក់នឹងមានការភ្ញាក់ផ្អើលទៀតហើយមើលវាជាបណ្ឌិតលេខ1នៅលើពិភពលោកមួយនេះគាត់គឺជាសិស្សរបស់ចៅហ្វាយដ៏អស្ចារ្យម្នាក់ហើយនៅក្នុងក្រសែភ្នែករបស់ស្ថាបនិកនៃរាជវង្សថែមទាំងចាប់ទុកពួកគេគ្រាន់តែជាសិស្សក្រីក្រតែប៉ុណ្ណោះពេលបរោះក៏បាននិយាយទៅកាន់ស្ដេចអ្នកថាកុំឲ្យខ្លាចអីខ្ញុំគឺជាបុព្វបុរសតាំងពី100,000ឆ្នាំមុនឥឡូវនេះទុកវាឲ្យដូនតាកុំបារម្ភដូនតានឹងលុបបំបាត់ការអន់ចិត្តរបស់ស្ដេចអ្នកពលសម្រាប់អ្នកឯសាររឿងរបស់យើងនឹងក៏កាប់មកដល់កន្លែងភ្នោហើយនិកាយក៏បាននិយាយថាគ្រប់គ្នាចូលឲ្យលឿនបញ្ញាប់ឲ្យឡើងកញ្ញាឈិនក៏បាននិយាយទៅកាន់ចិនតារាងថាបងប្រុសយើងត្រូវតែចូលទៅយកភ្នោជាមុនសិនចិនតារាងក៏បានតបមិនអីទេបងស្រីយើងត្រូវតែចូលទៅដល់ឲ្យបានមុនគេភ្លាមនឹងស្រាប់តែលឺសំឡេងសើចវាហួសពេលហើយដោយសារតែខ្ញុំមិនអាចខ្លាចជាមនុស្សចំនួនថ្មីនៅក្នុងនិកាយដូច្នេះហើយខ្ញុំនឹងខ្លាចជាមនុស្សដំបូងគេដែលបានចូលទៅក្នុងភ្នោមុនគេក៏បានធ្វើឲ្យចិនតារាងរបស់យើងនឹងមានការងាយឆ្ងល់ដែរថាម៉េចគាត់ពិតជាឈួតមែនទេគាត់ហ៊ានលុបបំបាត់ការដាំដុះរបស់គាត់បីឲ្យគាត់ហោះទៅទីនោះមុនគេតែការគិតគឺមិនដូចការគិតទេនៅពេលដែលហោះចូលទៅគឺយើងបានឃើញហើយថាមានវល្លិមួយបានវាយទៅកាន់ម៉ាក់របស់យើងឲ្យស្លាប់ភ្លាមៗតែម្ដងប្រជានៅទីនោះក៏បាននិយាយទៀតថាហ៊ានប្រថាមពលវិញ្ញាណនៅខាងមុខដើម្បីប្រកួតប្រជែងវិញ្ញាណរបស់ខ្ញុំតើអ្នកភ្លេចច្បាប់នៃការប្រកួតប្រឡឹងរបស់ខ្ញុំហើយមែនទេក៏បានធ្វើឲ្យមេនិកាយនឹងមានការយំជាខ្លាំងសោកស្ដាយគ្នាយើងមេនិកាយក៏យំរៀបរាប់ថាវាជាកំហុសរបស់ខ្ញុំនៅខ្ញុំមិនបានប្រាប់គាត់ដោយសារតែច្បាប់នៅទីនេះគឺមិនឲ្យប្រើធម្មពលវិញ្ញាណទេដូច្នេះហើយគាត់មើលទៅពិតជាគួរអាណិតណាស់ហើយអ្នកគាត់និយមចិត្តនឹងក៏បាននិយាយទៀតហើយតើយើងមិនអាចប្រើធម្មពលវិញ្ញាណបានទេអញ្ចឹងតើយើងឡើងតាមវាតាមរបៀបណាមើលទៅដើមត្រពាំងបាយជូរនេះមើលទៅហាក់ដូចជាវានៅរស់តែភ្លាមនឹងមេនិកាយក៏បានសើចគោលបំណងនៃការគួតប្រជែងនៃវិញ្ញាណមួយនេះគឺដើម្បីធ្វើឲ្យយើងនេះមានការភ័ន្តច្រឡំដូច្នេះហើយវិធីឡើងដើម្បីងាយស្រួលជាងគេបំផុតនោះគឺយើងត្រូវប្រើ
ប្រើកម្លាំងរាងកាយរបស់យើងឡើងដោយផ្ទាល់ទោះបីជាដើមទំពាំងបាយជូរមួយនេះមានស្ថានភាពពលដែលអាចស៊ីជីវិតយើងក៏ដោយប៉ុន្តែមនុស្សចាស់កាន់តែខ្លាំងភាពទន់នឹងពលនេះកាន់តែខ្លាំងដូចគ្នាដូច្នេះហើយលើកនេះខ្ញុំនាំតែមនុស្សចាស់មកជាមួយនឹងយើងព្រះចាចិននឹងក៏បាននិយាយដែរត្រូវណាស់ដោយសារតែរាងកាយរបស់យើងគឺជាមនុស្សចាស់ដូច្នេះហើយយើងអាចស៊ូទ្រាំឡើងដើមមួយនេះបានដឹកនាំនិកាយក៏បានតបទៅវិញទៀតហើយប្រសិនបើក្មេងៗទាំងនោះឡើងវល់មួយនេះគេប្រហែលជាស្លាប់ឬក៏ពិការហើយគាត់ក៏បានគិតនៅក្នុងចិត្តថាពេលមកខ្ញុំនឹងយកមរតកសម្រាប់អ្នកទៅចំពោះមុខយុវជនក្រអឹកក្រតមទាំងនោះរួចហើយគេក៏បានសើចវិញហាក៏បានធ្វើឲ្យប្រូយ៉ាងរបស់យើងនឹងមានការភ្ញាក់ផ្អើលដែរតែពួកគេគឺជាមនុស្សឈួតមែនទេហើយបានជាពួកគេនៅតែវាប្រាថ្នាពួកគេនៅតែហោះបានក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការហួចចិត្តទៀតហើយប្រូយ៉ាងក៏បានតបទៅវិញថាខ្ញុំមិនយល់ពីអ្នកទាំងអស់គ្នាទេខ្ញុំមិនយល់តែអ្នកកំពុងតែគិតអ្វីទេហើយមេដឹកនាំនិកាយក៏បាននិយាយទៀតហើយគឺជាអំណាចនៃព្រះនៃសង្គ្រាមត្រូវបានគេដោះលែងវិញ្ញាណដោយមិនខ្វាយខ្វល់អ្វីបានជាគាត់មិនវាយប្រហារនៅពេលដែលគាត់ហោះហើរតើត្រពាំងបាយជូរមួយនេះកំពុងតែងើយឆ្ងល់មែនទេក៏បានស្រែកទៅកាន់ត្រពាំងបាយជូរនឹងឲ្យវាយប្រហារទៅកាន់ប្រូយ៉ាងទៅព្រះចាចិននឹងក៏បាននិយាយទៅថាដឹកនាំនិកាយត្រពាំងបាយជូរមួយនេះមិនមែនកំពុងតែដេកទេមេដឹកនាំនិកាយក៏លេចទៅមើលបរកធាត់នោះក៏បានធ្វើឲ្យមេដឹកនាំនិកាយនឹងមានការគាំងទៀតហើយថាម៉េចបរកធាត់នោះពិតជាអាចទប់ទល់នឹងការវាយប្រហារបានដូច្នេះហើយគាត់បានប្រើធម្មពលវិញ្ញាណដើម្បីហោះឡើងក៏បានធ្វើឲ្យមេដឹកនាំនិកាយនឹងគាំងហើយតើនោះគឺជាអ្វីទៅគាត់ពិតជាអាចគេងឆ្លងកាត់កម្រិតបានតើវាពិតជាអយុត្តិធម៌ទេសម្រាប់ខ្ញុំហើយរឿងរបស់យើងហ្នឹងក៏កាប់មកដល់កន្លែងឈិនតារាងរបស់យើងវិញហើយទេមន្ត្រីធំចោលលួចជើងមាន់យើងទាំងពីរនោះលើពួកគេបានទៅមុនយើងហើយញ៉ាឈីងក៏បានតបទៅវិញប៉ុន្តែពួកយើងមិនអាចប្រើធម្មពលវិញ្ញាណបានទេហើយយើងអាចឡើងវល់នេះតាមរបៀបណាតែភ្លាមហ្នឹងស្រាប់តែលេចឡើងពលឺមួយមន្ត្រីធំតើនោះគឺជាអ្វីញ៉ាឈីងក៏បានតបថាមិនមែនចេញពីខ្លួនខ្ញុំទេប៉ុន្តែវាចេញពីផែនទីអាចផ្កាយវាជាផែនទីអាចផ្កាយដែលមិត្តរបស់ខ្ញុំពីប្រទេសជើបានផ្ដល់ឲ្យខ្ញុំនៅពេលនោះរឿងនេះពិតជាល្អពន្លឺនេះពិតជាអស្ចារ្យណាចំណឹងស្រាប់តែប្រជាជនហ្នឹងក៏បានចុះហើយ VIP សូមអង្គុយចោក៏បានធ្វើឲ្យពីអ្នកហ្នឹងមានការភ្ញាក់ផ្អើលដែរត្រឹមត្រូវណាស់នេះគឺជាផែនទីផ្កាយដូច្នេះហើយអ្នកមានសិទ្ធិជ្រើសរើសកៅអី VIP រួចហើយអ្នកអាចឆ្លងកាត់ជុំដំបូងនេះបានក៏បានធ្វើឲ្យមេដឹកនាំនិកាយយើងហ្នឹងលន់មាត់ទៀតហើយវៃមានភ្ញៀវ VIP ទៀតមួយនេះពិតជាបោកប្រាស់ខ្លាំងណាស់ប្រជាជនហ្នឹងក៏បាននិយាយទៀតហើយតើយើងមិនមែនជាសត្រូវពួកបរិសុទ្ធទេឬហើយឈិនតារាងក៏បានបន្តនិយាយទៀតថាអូហូកៅអី VIP មន្ត្រីធំអ្នកទទួលបានអំណោយនេះមិនអត់ប្រយោជន៍នោះទេបាននិយាយថាផែនទីមួយនេះគឺថាវាមានប្រយោជន៍ខ្លាំងណាស់ឈិនតារាងយើងក៏បាននិយាយសើចយ៉ាងក្អាកក្អាយហើយក៏បានច្រៀងបន្តិចដែរតែភ្លាមហ្នឹងស្រាប់តែប្រជាជនហ្នឹងបានវាយទៅកាន់ឈិនតារាងយើងមួយដៃឈិនតារាងក៏បានបន្តនិយាយតើអ្នកកំពុងតែធ្វើអ្វីតាចាប្រជាជនហ្នឹងក៏បានតបទៅវិញថាអើអី VIP មួយនេះមានតែម្នាក់គត់តែមនុស្សម្នាក់ប៉ុណ្ណោះដែលអាចចូលទៅក្នុងផែនទីមួយនេះបានក៏បានធ្វើឈិនតារារបស់យើងហ្នឹងមានការខឹងដែរថាម៉េចមានតែមនុស្សម្នាក់ទេដែលអាចចូលបានតែអ្វីបានជាអ្នកមិននិយាយពីមុនមកក៏បានធ្វើឲ្យមេដឹកនាំនិកាយហ្នឹងសើចទៀតហើយទីបំផុតមានអ្នកក្រជាងយើងហើយប្រជាជនគៀនហ្នឹងក៏បានថែល្បោយពេលនេះឯងមិនក្រអើក្រតមទៀតទៅនេះអ្នកមិនអាចឡើងបានទៀតទេតារាងក៏បន្តនិយាយទៀតថាមិនអាចពន្យឺតពេលបានទៀតទេគេបានឡើងខ្ពស់ទៅហើយតារាងក៏បានចាប់ទៅដើមវល់ហ្នឹងប៉ុន្តែធ្វើឲ្យតារាងរបស់យើងហ្នឹងមានការឈឺចុកចាប់ដែរឈើទៅពីងបាយជូរមួយនេះមានជាតិពុលហើយយើងមិនអាចឡើងវាដោយផ្ទាល់នោះទេតែប្រជាជនក៏បានប្រកាសថាគ្រប់គ្នាមួយនេះនឹងត្រូវបិទក្នុងរយៈពេល100ដងហើមទៀតដូច្នេះហើយអ្នករាល់គ្នាត្រូវតែប្រញាប់ឡើងអ្នកក៏និយមចិត្តនឹងក៏បានសើចទៀតថាមុនអ្នកក្រអើក្រតមណាស់មែនទេតែឥឡូវនេះមើលទៅអ្នកដូចជាគ្មានអ្វីអស្ចារ្យនោះទេឈិនតារាងក៏បន្តនិយាយទៀតថាចប់ហើយខ្ញុំនៅតែម្នាក់ឯងនៅជាន់ដីនេះខ្ញុំបានធ្វើការអាម៉ាស់ដកដូនតាហើយមែនទេភ្លាមហ្នឹងយើងស្រាប់តែឃើញដបបាល់មួយពេលដែលឈិនតារាងរបស់យើងប៉ះស្រាប់តែមានបន្ទុះធម្មពលយ៉ាងខ្លាំងព្រោះឈិនតារាងរបស់យើងនឹងបញ្ចេញធម្មពលវិញ្ញាណយ៉ាងក្រាស់បានហៀចេញមកក្រៅប្រជាជននឹងក៏បាននិយាយថាខ្ញុំមិនបានប្រាប់អ្នករួចហើយទេអ្នកមិនអាចប្រើប្រាស់ធម្មពលវិញ្ញាណបានឡើយអ្វីបានជាអ្នកប្រើធម្មពលដកវិញ្ញាណខ្លាំងបែបនេះគឺជាការមិនគោរពយ៉ាងខ្លាំងចំពោះការឡងនៃព្រលឹងដឹកនាំនិកាយក៏បានសើចឯងគួរតែទៅនរកបានហើយនេះគឺជាដុំបាល់វិញ្ញាណដែលរៀបចំដើម្បីបញ្ឈប់គ្រូប្រជែងរបស់ខ្ញុំឯងហ៊ានសម្លាប់ហ្វេនម៉ាឥឡូវនេះដកវេនឯងដែលត្រូវស្លាប់ម្ដងហើយក៏បានធ្វើឈិនតារាងរបស់យើងនឹងមានការភ្ញាក់ផ្អើលដែររឿងនេះវាទៅជាយ៉ាងណាបើសិនបើខ្ញុំចាញ់ខ្ញុំនឹងត្រូវស្លាប់នៅទីនេះហើយភ្លាមហ្នឹងសរសៃសក់របស់ដូនតាក៏បានចេញមកហើយសរសៃសក់ហ្នឹងក៏បាននិយាយថាធ្វើមិនដេចទៅឯងហ៊ានវាយប្រហារកូនពៅរបស់ខ្ញុំឯងហ៊ានមិនគោរពខ្ញុំជាអន្តរាជនណាដូច្នេះហើយឯងត្រូវតែស្លាប់យើងក៏បានឃើញហើយគ្រាន់តែចំហាយសក់មួយសោះក៏អាចកាត់ដើមទៅពីងអាយជូនឹងបានដែរក៏បានធ្វើមនុស្សគ្រប់គ្នានឹងបើកភ្នែកប៉ាន់ប៉ងមាត់ទេហើយដឹកនាំនិកាយក៏បាននិយាយថាតើវាដួលរលំនៅរបៀបណាមិនអាចយល់អំពីរឿងនេះបានទេហើយអ្នកយាមនៅទីហ្នឹងក៏មានការភ្ញាក់ផ្អើលដែរតាំងនេះវាខ្លាំងប៉ុណ្ណាប្រភពនៃធម្មពលគឺធម្មពលខាងវិញ្ញាណប៉ុន្តែវាមានឥទ្ធិពលខ្លាំងណាស់មិនតែការបង្កើតដ៏ខ្លាំងក្លាបំផុតរបស់ការប្រឡងវិញ្ញាណខាងខ្ញុំក៏មិនអាចប្រឆាំងនឹងវាបានដែរតើវាអាចគឺជាបុរសម្នាក់នោះទេតារាងក៏បាននិយាយហើយត្រឹមត្រូវណាស់វា
คือเจตใส่สระบอดโดนตาระบอกยมกอดเพื่อที่อาจารย์เมนเตเนี่ยดำดอกเซนตีกรอนแต่เจียดาเนี่ยดำดอกเซนตีกรอนแต่เจียดำดอกกำบัดโอชนายหายถ้าใส่สระบอดโดนตาอาจูขยมบ้านคือไม่โปรสังหามันเนี่ยบ้านทั่วดำหนาวจุ่มวิบีพบโลกชื่อมือนังสะโดนตาระบอกยมฮ่าโดนตาเพื่อที่ทั่วโลกดักยมนะไปหายชนะราบเยอะนั่งกับบ้านฮอตเลอบัตเตอร์กับบ้านทั่วประชาบเยอะนั่งเมียนกาเกียงเดรัยดักนมนิกายกับบ้านใหญ่ตีท่าแต่ด้านตะเปียงมาจูนี้เตอบ้านบัดเลยนี่มนุษย์กรกนี่อาจฮาบ้านเฮ้ยเลยนี่จรดทวีมวยนี่เรียบดังบัดเฮ้ยตอนนี้รอกนี่โจลวีเลื่อนโดยหายปูเกกับบ้านฮอโจแต่ดินนิวเรียงคลุนบัตเตอร์ยังพนนตีนุกับบ้านใหญ่ตีท่าวีมันอาจจะรู้เตนี่ขยมหักโดยจีเคยอำนาจได้ทลบสกอลเฮ้ยยังอาจนั่งสวายโรมนุษย์ตรมเตอตามวิธีนี้บ้านเตไอ้ใส่เรื่องบ้าเยอะนั่งกับการบรรดากับหลายสายเนี่ยโตบ้าเยอะไว้ยังอบราชนั่งกับบ้านยมเรียบรอบท่าจะเลิกตีมวยเฮ้ยมีนกาเพียบบาลหนุ่มเนี่ยได้อาจเจงปีปืนรบอสไลเนี่ยบ้านเนิมหาเจอนี้อากงก็บ้านมาทานระบอเจท่าโบเปียบรอปัจเจอาจานะโบเปียบรอก็บ้านตอบแต่วันท่าเตะขยมกรอนแต่ลมบาดกาออนจัดระบอสไลเนี่ยปนเนาะตอนตายวิมินกาออนจัดจิตราในขนมวางลิงตีดถ้ามาโพลบอลไทม์คือประเภทแต่มวยเด็กขยมมันไอทลอกเคยปีมนเมาโดยชนในหายขยมมันไอลมบาดวิบานเตะหายอมนายหนุ่มนักมังกรกรุธนาดอยชีวิตระบอวางลิงเปียบรอก็บ้านสูตาได้เจอเนี่ยดำดาวทำมาโพลนี่แมนเตะอาบขยมถ้าได้เจอเนอไอนะใส่เรื่องบ้าเยอะนั่งกับการมาดักกรองมวยดีได้กับบ้านเคยบอกเปียบรอกับวงจะสำลังเมื่อตีกรองเมนูไอ้บอกเปียบรอกับบ้านตอบท่าขยมคือจีอัดริชันเนี่ยได้จองบอมโพลโกนใจระบอกขยมโสมอันเชยหมอกสมโตอ้อยบ้านชาบตามแต่อาช่วยบ้านบ่ามันโดยชนายโนเตขยมนึ่งบอมพลายมหาเจอนี่หายยืนกับบ้านเคยเนี่ยทำเรียบได้ทอมมันเต้นจองบอมร่องบอมติดมหาเจอมวยนังตีได้ยืนกับบ้านเลยสำเร็จมวยตัวใบจีเนี่ยสำหรับขยมกระดอยก็ขยมมันไอ้มันสับเจ็ดโพลนี่บ้านได้เนื้อเปลือยและทำโพลนี่เติมบ้านนำดอตัวใบจีขยมถือก็มันไอ้ถือบ้านได้เปียบรอกับบ้านต่อแต่วันท่ามันตัวปีเนี่ยคือจีเจอดอกจ่าแต่เฮ้ยขยมนั่งกอบเนี่ยเติมจมูกนางมหาเจอระบอเนี่ยได้อัตรินั่งกับบ้านใหญ่ที่ได้อัตริเชิญเนี่ยฮะโดจีมันโยนไปสถานเพียบมวยนี่เตะไอ้กับบ้านถวยบุปผิบรอเยอะนั่งมีนกับเพียบเอาได้ไว้ตรงไอ้ลมบ้านอมนายระบอขยมอย่างยี่เอาฉบับในทานสู้นั่งผ่านได้ไอ้สายเจอมวยนั่งกับบ้านต่อแต่วันท่าเลยนี่เนี่ยกู้ตายบารอมปีการสำหรับคือมันแมนขยมนี่เตะเนี่ยกู้ตายบารอมปีจีวิตระบอเนี่ยปะตายเปลี่ยนนั่งสารแต่ประป้อนมันเลิศมาไว้ไอ้ประป้อนมันประเมียนท่าเมียนสัตว์ได้เมียนอำนาจไอ้สำหรับเนี่ยบ้านเนี่ยกุ้งประพฤติดาวหย่อนเยินเป็นสากรรมสังครูมันต้อนการสารมองตีประมวยเตอร์บานจับประดาวรอเมียนเป็นสากรรมมวยนี่คือเวียงมันทอมานานหนูเตโจกใจเนี่ยนั่งไอ้ประดาวเป็นสากรรมมันตัวแต่ทวีบันตัวตีสันมามันจ้าพระราชัยวิพงศ์เมย์นั่งจะไหวเตอร์บานมันเพลินมันพลายจะไหวร่มตัวกิจการมวยนี่ได้หรือเตโบเปียบรักกับบานในยัยคงจะได้เรื่องนี้ไอ้สำหรับยมบ้านสันบากยมพระราชัยสันนั่นเลยทวีนี่นั่งสลับเมนเตคนตากับบานในยัยแต่การสลายเจอท่าไอ้ระไว้บ้านจีเนี่ยทวีเขาเคยแบบนี้ด่าโกนใจระวักยมตาเนี่ยเนื้อแต่จ่องบ่มพลายทวีนี่เมนเตไปใส่นั่งกับมันใหญ่เตี้ยท่าโอ้เนี่ยปัจจุบันที่ผ่านการระบาดขยมเมนเตแต่วิมันสำคัญเตถักขยมคือจีปีนาเกไว้ได้สำคัญขยมมันรองจำสมัยทำไมนี้มวยสันชนะเฮ้ยมนเด็กขยมมันจับประดามครูทวมเชียร์บ้านมาดอลนู่คือจีกาอมนายระบาดขยมสำหรับการบ่มใบกำนัดตราบรรตัวหมอกเนี่ยครบนี่นั่งเคยรูปเรียงกายปิ้งเล่นระบาดขยมเฮ้ยนั่งคลายเกยชั่วระบาดขยมโอเคในรักนี้ใส่เรื่องมาเยอะนำส่งประจับกำลังสันยังประสันบักนี้ยังมันเมื่อมาดอลจ้าบ้ากับเลยย่าจดสับชแนลยังไม่พ้องเรื่องคือทางมีในจานเตะปีอย่างบาเรียนสบายเรื่องจำจุกนี้ปีต่อใครฮัลโหลก็โดยจิตสุดใจไปมาดอกนี่สมาคมมาการวิโต้ทำไมยังไงนี่ยังมาสบายเรื่องโตที่ได้คือจีเรื่องบุปผิบรอมือสันชนะแต่มันจะเราวิโต้เนี่ยดอกนี่ก็เพลียจดคอมเมนต์ในข้างคราววิโต้อย่างมาดังพอคอมเมนต์ไอ้กับมาในดอกนี่เอาแต่คอมเมนต์เมาส์คือทางยมสบายจะได้กับมาคาดเปรี้ยวลียู่ต่อยังโจทวิโต้ยังต่อออกนี่ตามใจเรื่องมอเยอะนึงยังบันเคยบุปผิบรอกับปรุงแต่โตจมูกนักสไลด์ใบซ้ายสไลด์ใบซ้ายเจอนึงกับบันใหญ่เตท่าอัตริชันเนี่ยคือชื่อมนุษย์มันเนี่ยโคตรได้เรียงผ่านการบอกยมบ้านหรือก่อนเนี่ยคล้ายชื่อมนุษย์เมียนบาปได้ดักน่วมทวีมวยนี่ดำใบของพลายเจ้าที่ชื่อการซอกสไลเด็กขยมมันไอสำหรับเนี่ยบ้านอะไรนี้ไอประสันบาเลคราวขยมนั่งบากาวีลบทวีมวยนี่รู้เหรอขยมนั่งจำมือท่านเนี่ยไอกาเปียทวีมวยนี่บ้านได้หรือเตฮ่าทีมนั่งสระแต่ประปอนยังมันเลิศล้างที่ไรประปอนกับมันตอบตะการตัวเปล่ายังแท้เอาเปล่าญาติจมือนั่งสั้นมวยนี่โดยซาแต่สัตว์มวยนี่เมียนได้กับนั้นเจงมาปีทวีมวยนี่ฉะนั้นไฮบเปียบราส้มกับมือสระไหลซ้อเปียบรากับบ้านในใจคงเจอท่าอ๋อสันนี่โรนเนอร์ตีนี่มันโรนเนอร์คงทวีนี่ปีสันชนะบอกเฮ้ยเอาเวียปลายท่าสัตว์มวยนี่วิมีอายุจากชื่อขยมเมนเตคนตายกับตอนนี้ยัยเตท่าโดยในหายยังตระได้จำสมัยทำไมดำใบฉบังแมนเตในเตขยมนั่งจำไอสำหรับไอเนเปนูเป็นไซกับมันโตท่าอ่อนนะขยมนั่งรองจำไอประโยชน์ในตีนูไอเสรือบ่เยอะนั่งกับการมาดากับไหลนกไว้ง่ายไอยังกับมันลึกกันยากงท่าโดนท่าแต่เนี้ยตลอดมาไว้ให้แมนเตเนี่ยประกอบจีไอดอสไรจมูกนางมหาเจอให้แมนเตปีบรักกับมันโตท่าออเตวิหารโดยจียึงตระบานจูบสตระหลอกครั้งในตีนูหายยากงกับมีการเพียบปามันเตเอาไว้สมบัติโดนท่าก็ไอจูบจมูกนางกูสตระ
គូប្រជែងបានដែរប៉ុន្តែក៏បានសួរទៅកាន់ប្រព័ន្ធតើខ្ញុំអាចបន្សាប់ជាពលបកកញ្ញាលីងបានដែរឬទេហើយចុះសត្វចម្លែកមួយនោះតើគេចង់បានអ្វីប្រព័ន្ធក៏បានចេញមកហើយនិយាយថាបន្ទាប់ពីកូនចៅរបស់បុព្វបុរសទទួលបានមរតកនៃគ្រាប់ពូជវិញ្ញាណនោះបុព្វបុរសនឹងដឹងវាដោយខ្លួនឯងបុព្វបុរសក៏បានសួរទៅទៀតថាតើវាតេតងជាមួយនឹងគ្រាប់មរតកនៃពូជវិញ្ញាណមែនទេហើយក៏បានប្រាប់ទៅកញ្ញាគង់ឲ្យផ្សព្វផ្សាយព័ត៌មាននេះទៅកាន់មនុស្សលោកទាំងអស់គ្នាសូមឲ្យកងកម្លាំងទាំងអស់ត្រៀមខ្លួនប្រយុទ្ធសម្រាប់សង្គ្រាមមួយនេះគឺជាសង្គ្រាមដែលយើងមិនអាចជៀសផុតបានឡើយហើយក៏បានធ្វើកញ្ញាគង់របស់យើងនឹងមានការភ្ញាក់ផ្អើលផងដែរអ្នកដឹកនាំរឿងក៏បាននិយាយថាទ្វីបហុងមេងចិត្តមកដល់នៅទីបញ្ចប់នៃឆ្នាំនេះជាមួយនឹងការបញ្ចប់យុគសម័យមួយសែនឆ្នាំនៃទ្វីបហុងមេងរងចាំយុទ្ធថ្មីមួយសែនឆ្នាំនាពេលចាប់ផ្ដើមបន្តិចទៀតនេះការប្រយុទ្ធដើម្បីរស់រានមានជីវិតនៃទ្វីបហុងមេងវារៀបនឹងចាប់ផ្ដើមហើយសាររឿងរបស់យើងនឹងក៏កាប់មកដល់3ឆ្នាំមុនយើងក៏បានឃើញក្មេងម្នាក់កំពុងតែយំហើយគេក៏បាននិយាយទៀតថាគេមិនចង់ហាត់ជិះសេះទៀតទេរួចហើយឪពុកគេនឹងក៏បានលងលោមដើម្បីឲ្យកូននឹងឈប់យំយើងក៏បានឃើញថាមានព្រះនាងតូចក៏បានមើលឃើញនៅទីនោះដែរព្រះនាងក៏បាននិយាយថាខ្ញុំឈឺណាស់ខ្ញុំចង់សម្រាកប៉ុន្តែយើងក៏បានឃើញថាហាក់ដូចជាអបរាជមួយក៏បាននិយាយថាអ្នកគឺជាអន្តរាជដូច្នេះហើយអន្តរាជទាំងអស់ត្រូវតែស្លាប់នៅក្នុងសមរភូមិដូច្នេះហើយអ្នកត្រូវតែរៀនប្រញាប់ប្រើសរសៃនៃជាម្នាក់បើមិនដូច្នេះនោះទេតើនរណានឹងការពារប្រទេសមួយនេះហើយក៏បានបង្ខំព្រះនាងតូចនឹងដោយចិត្តមិនចង់ហើយអ្នកដឹកនាំរឿងនឹងក៏បាននិយាយតទៀតដែរដូច្នេះហើយព្រះនាងតូចក៏បន្តការវឹកហាត់តាំងពីដើមរហូតមកដល់ពេលនេះហើយរាងកាយនាងកាន់តែអាក្រក់ទៅហើយបាក់សីរបស់នាងត្រូវបានស្លាប់ចាប់តាំងពីពេលនោះមកធ្វើឲ្យនាងមានជំងឺបាក់ទឹកចិត្តព្រះនាងតូចមានអាយុ6ឆ្នាំដោយសារតែឥទ្ធិពលនៃសរសៃអ្នកខ្លាំងពេកហើយគាត់ត្រូវបានបំពុលដោយអ្នកមហាជើដូច្នេះហើយអាយុរបស់នាងជិតផុតទៅហើយរួចហើយព្រះនាងក៏បាននិយាយទៅដាប់ទៅដួលថាប្រសិនបើខ្ញុំស្លាប់ខ្ញុំចង់កប់ខ្ញុំជាមួយនឹងសត្វបាក់សីរបស់ខ្ញុំតែភ្លាមនឹងអបរាជក៏បាននិយាយតទៀតហើយប្រសិនបើគាត់មិនអនុញ្ញាតទេមហាជើនឹងបញ្ជូនមនុស្សទៅវាយលុបរាជវាំងប្រជាជនដាវូរបស់យើងទៅទឹមរងចាំការសង្គ្រោះរបស់អ្នកទោះបីជាអ្នកស្លាប់ក៏ដោយប៉ុន្តែអ្នកត្រូវតែការពារដាវូខ្ញុំគិតថាអ្នកមិនអាចប្រយុទ្ធដើម្បីដាវូដោយសារតែអ្នកស្លាប់អ្នកគឺជាដាវូដូច្នេះហើយដាវូគឺត្រូវតែអ្នកការពារតែភ្លាមនឹងស្រាប់តែមានការបំទុះវាយវហាមួយយើងក៏បានឃើញទៀតហើយសេនាមហាជើនឹងក៏បានចាប់កទៅកាន់ព្រះនាងទៀតហើយខ្ញុំគិតថាអ្នកគួរតែខ្វាយខ្វល់ពីការរស់រានជីវិតរបស់ប្រទេសរបស់អ្នកដូច្នេះហើយអ្នកមិនត្រូវធ្វើដូចជាក្មេងនោះទេទោះបីជាអ្នកខ្លាចប៉ុណ្ណាក៏ដោយប៉ុន្តែអ្នកនៅតែចង់មានសេរីភាពដូច្នេះហើយរឿងនេះមិនត្រូវបានអនុញ្ញាតទេព្រោះអ្នកគឺជាស្ដេចនៃប្រទេសនេះដូច្នេះហើយអ្នកត្រូវតែស៊ូទ្រាំរឿងទាំងអស់នេះឲ្យបានតែភ្លាមនឹងយើងស្រាប់តែឃើញហើយការវាយប្រហារមួយរួមទាំងសម្លេងថាតើព្រះនាងតូចមិនទាន់បានធ្វើគ្រប់គ្រាន់សម្រាប់ប្រទេសនេះទេហើយដូនតាក៏បាននិយាយថាសុំទោសដូនតាបានមកយឺតហើយពេលនេះដូនតានៅទីនេះដូច្នេះអ្នកមិនចាំបាច់ភ័យខ្លាចអ្វីទៀតទេអ្នកត្រូវតែមានការភ័យខ្លាចជាច្រើនឆ្នាំមកនេះដូច្នេះហើយអរគុណសម្រាប់ការខិតខំប្រឹងប្រែងរបស់អ្នកហើយក៏បានធ្វើឲ្យព្រះនាងតូចរបស់យើងនឹងមានការយំជាខ្លាំងហើយយើងក៏បានដឹងហើយថាមិញហ្នឹងគ្រាន់តែជាសុបិនរបស់ព្រះនាងតូចនោះទេពាក្យបរោះក៏បានបន្តនិយាយក្នុងចិត្តថាវាហាក់ដូចជាព្រះនាងមានសុបិនដ៏ល្អហើយមើលទៅប្រព័ន្ធបាននិយាយថាប្រសិនបើយើងមិនស្លាប់ជាពលឲ្យព្រះនាងតូចនោះតែស្រ័យទៅលើក្មេងជំនាន់ក្រោយតែបានទៅភ្នូវិញ្ញាណមួយនោះខ្ញុំមិនដឹងថាពេលនេះមានអ្វីកើតឡើងចំពោះក្មេងតូចៗទាំងអស់នោះទេហើយពេលនេះពួកគេយ៉ាងម៉េចហើយសាររឿងរបស់យើងនឹងក៏កាប់មកដល់កន្លែងកញ្ញាឈីងវិញហើយកញ្ញាឈីងក៏បានឆ្ងល់ដែរថាកន្លែងនេះគឺជាពីណាហើយក៏បានស្រ័យរកឈិនតារាងតែភ្លាមនឹងយើងស្រាប់តែឃើញហើយថាប្រូយ៉ាងក៏នៅទីនោះដែរគេក៏បានសើចវាហាក់ដូចជាខ្ញុំបានមកដល់ទីនេះមុនគេប្រកកទាល់ក៏បាននិយាយតអត់ទេវារួមជាមួយនឹងខ្ញុំដែរតែចុះមកដល់ស្រាប់តែវាក់ជាមួយនឹងកញ្ញាឈីងរបស់យើងបានហើយតើអ្នកមកពីទីនេះមុនយើងដោយរបៀបណាកញ្ញាឈីងក៏បានតបតើវាមានអ្វីខុសក្នុងការមកទីនេះមុននេះតែភ្លាមនឹងឈិនតារាងរបស់យើងក៏បានចុះមកដែរហើយបងស្រីធំខ្ញុំមកដល់ទីនេះហើយកញ្ញាឈីងក៏បានសួរតើអ្នកមកទីនេះដោយរបៀបណាឈិនតារាងក៏បានតបហាវាត្រូវអរគុណចំពោះការស្រឡាញ់ពីដូនតាតែភ្លាមនឹងយើងស្រាប់តែឮសលេងមួយប្រូបគ្នាសូមអបអរសាទរដែលបានឆ្លងផុតក្នុងចលងល្អវាបន្ទាប់គឺជាការធ្វើតេស្តលើកទី2ការធ្វើតេស្តនេះនឹងជ្រើសរើសអ្នកស្នងមរតកបើសិនបើអ្នកណាចង់ឆ្លងផុតការសាឡបងអ្នកនោះនឹងត្រូវបំពេញមុខងារទាំងអស់នេះសិនឆ្លងកាត់ឧបសគ្គជាច្រើននិងទ្វារទៅកាន់ពាក្យកណ្ដាលនៃផែនដីកម្រិតមួយនេះតម្រូវឲ្យមនុស្ស2នាក់បង្កើតជាក្រុមមួយអ្នកអាចប្រើធម៌ពលវិញ្ញាណផ្លូវចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងឧបសគ្គនៅក្នុងកម្រិតនេះបានហើយការសាឡបងនេះជ្រើសរើសតែ2ក្រុមប៉ុណ្ណោះមនុស្សម្នាក់នៅក្នុងក្រុមដែលបានទៅដល់ទីបញ្ចប់ទោះបីជាក្រុមទាំងមូលត្រូវបានឆ្លងកាត់ក៏ដោយហើយក្រុមទាំង2ត្រូវបានឆ្លងកាត់ក្រុមទាំងអស់ដែលនៅសល់នឹងត្រូវស្លាប់នៅក្នុងនេះនៅក្នុងភ្នូជារៀងរហូតហើយក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលដែរសូមចងចាំថាការហោះហើរក្នុងការសាឡបងវានឹងត្រូវប្រើតែ
มาพูดวิญญาณอย่างคงทอไอ้เรื่องนี้การซาลบองเลิกตีปีตระบานจ้าปะดาไอ้เมดักนอมในกายกับมันนี่ยัยตีได้นี่ยัยเคยตื่นเมียนแต่กรมปีเนี่ยดำบงปนอได้ฉลองกัดบ้านเติบยังไอโรบ้านตัวหมอกนี่กายทอมถึงอ่อนนังตระบานสลาประสันบาปูเกจันการประกวดมวยนี้ให้ปูเกกับมันโจต่างออกนี่ให้ยังกับมันเคยไงทำเป็นสัตว์ใบไซจิตรันในครองตีนู้นไอ้เมดักนอมในกายกับมันนี่ยัยท่ากลมคลายกรุกนี่แฟนมาเนี่ยเพราะให้จิตสลามปนตายยังนังไอรัวตามชันเตียรบเนี่ยกับมันสำหรับแต่ใบไซจังนุกเพลียมแต่มาดงไอ้เมดักนอมในกายกับมันอูตีได้ฮ่าสำหรับบ้านมวยนี่ให้คือเชี่ยกำลังเล็กมวยในครองในกายปีปบโลปีมนูขลาดได้คลั่งบ้านแต่ข้างกลางเช่นดารางบอเยอะนั่งกับมันต่อตีได้มันนอกกำลังนี่กรอนแต่จีการสำหรับใบไซเตะโอยามบอเยอะนั่งกับมันใหญ่ที่ละเฮ้ยเมื่อเตอวิปจิกุยทนนะไอ้กับบ้านทัวร์มันนึกรบนี้นั่งเหมียนการเหี่ยปลาได้เอาไว้วิ่งงี้สู้สำหรับกรมตุกปีนี้ขนมการสำหรับใบไซตายพลิมนั่งสระแต่เมย์ใบไซมูกับมันเลยลามาไอ้กับบ้านทัวร์มันนึกรบนี้นั่งล้วนหมดได้โอ้ my god ใบไซมูนี่มันมาดอลเฮ้ยแต่ชนะร่างนั่งโปรยามบอเยอะนั่งอ่อนเหมียนการไปคลายเตะชนะร่างกับมันตอนนี้ใหญ่ท่าเมย์ใบไซมูนี่เมื่อเตอวิลอนะเวียเมื่อเตอสเตอร์แต่ไอ้กูประเชิญจมูกหนักขยมบ้านโปรยามกับมันตอบท่ากรมกิจไอ้จรานี่คือเจสัตเปรย์ระบอกขยมโนเตไอ้กี้กับบ้านฮอตะไวเมย์ใบไซนั่งพลิมแต่มาดองตอนตายเมนเตรนาสระแต่เมย์ใบไซนั่งมันโปรยจะซัลตอบต่อมาวิ่งไอ้กับบ้านทัวร์ปีเนี้ยกี้นั่งกูเจียมจะครั้งไอ้กับบ้านทัวร์ได้กูกรมบอกกี้นั่งเหมียนการโปรยแบบเราได้ชนะร่างกับมันตอนนี้ใหญ่ท่าประหยัดสัตว์มูนี่มีจิตโปลไอ้เมย์ใบไซนั่งกับมันโปรสำนักมาติดได้มันตายเธอบดรอกระทอดยังใส่ท่าก้มบรอโปรนโปรขยมนังกาปีไอกาปีแต่โปรยางเตะปะไตชนะร่างบอเยอะนั่งกับเหมียนการเหี่ยเปล่าได้ได้กันยาชิงกับมันจริงมาร้องกันยาชิงกับมันเกินนักขยมจัดท่าวิคลังนะใบแต่เรียงกายระบอกขยมกับมันไอดอสไลจมูกหนังเบียบานเตะผู้ชายนี่ก็บ้านมันจริงเพลิงดอดสำนักมูนูปะไตยืมบานเคยไงลาตพอคือทำมันไอดอดบานเตะให้ดอกขึ้นสถานการมันสรุปให้กันยาชิงบอเยอะนั่งกับน้อมชนะร่างบอเยอะดอดจริงปีตรงนูเพลียมปะไตเพลียมนั่งสระแต่เมย์ใบไซน้องมันโปรสำนักเมาตีได้ดำใบบัดเพลิงกันยาชิงบอเยอะงอไอกับบ้านทัวร์เนี่ยคนนิยมจัดน้องกับมันล้วนมาตีได้ยังมันมีเพลิงจริงเตะอะไรนี่แต่ยังไอสลับในตีนี่ได้หรือเตะการมาดอเมนิกายวิ่งเมนิกายกับปงแต่สงามนี่ใหญ่ท่าฮ่าเนี่ยต่ออกนี้ประโยชน์ในตีนี้คนตายต่างกับเปิดยุ่งก็มีผ่านตีในไอ้กายได้เติบตายมาดอปีนี้ยุ่งมันดักน่วมการสำหรับสัตว์จำไรโดยเจตนาต้องไปเอาปูเกนังมิดกาโยจะล้อมท่ามีแต่การสำหรับสัตว์จำไรตีเติบไอ้รุ่ชลองพอดปีกับรัฐนิบ้านผ่านตีบ้านบางฮันท่าใบสายนี่มันไอ้ตระจายมันตีโปรวีฮักโดเชียกันเจาะฉลองเมาเยิงวิ่งอันเจมันท่าเนี่ยคลางแบบปนาเตเนื้อเปรย์เนี่ยวีประหาสัตว์นุ่มนังวีประหามาเนี่ยวิ่งเจียมันค้านเฮ้ยประสันมาเนี่ยจองฉลองกัดเนี่ยตระตะเลียบ้องมารุงกรอนระหว่างเนี่ยจำนวนมาเนี่ยให้ยังกับมันเคยเนี่ยทำเมียนเนี่ยคนยมจรามาเต้นมันสลับในตีนู้ให้เมดักน้ำในใกล้กับมันตอนในยีเตียท่าวิตรบ้านเกในยีท่าเดอร์ก็คงจะสารบองการเลียบ้องระบบปูเกตอนตัวปีเนี่ยในซอลปูเกนั่งตระมันฉลองการนั่งประญาแต่การตีมันจอบให้เมดักน้ำในใกล้กับมันในยีคลางท่านู้อัดประโยชน์กรมระบบผู้ยืงบานเติมมนเฮยรู้ชนะเฮยผู้ไอ้เตอแต่สลับในตีนี้ฮ่าให้กับบ้านทัวร์ชนะรางมาเยอะนึงเมียนการเหี่ยเปล่าได้เอาไว้บรอมเนี่ยนู้ปุ่นจีอันฉลองการพอดบ้านโปรย่างกับมันตอบท่าตาวิไอเตอรุ่ยดาวระเบียบหน้าตาปูเกไอฉลองพอดสัตว์จำไรนี่ดาวระเบียบหน้ากระทอกับบ้านในยีขยมมันเคยปูเกบ้านเลี้ยบ้องสมัยจัดรวมกรมในหากโดยจีอากับบังในการฉลองการตามระเบียบการบังหายปีตำนานปิงเปียงระบบปูเกตัวปันนั่งเลี้ยมกับยาชิยังก็มีการเหี่ยเปล่าได้เอาไว้ยังตระเลียบ้องสมัยจัดกรมเช่นนาร้างกับบรรทอนในยีตีตานี่คือจีฮัดพอลได้ยังตระตายบำบัดจีกรมจีปีไอเลี้ยมนั่งเนี่ยยังพโนกับบ้านในยีตีได้เนื้อซอลได้มวยรอยดองหามเตียเตกรมตีปีจุดดอเวียปลายปลอดหายเปลมองดอลกรมเตียงออกได้มันตอนบ้านฉลองการกรมรันนี่นั่งตระสลาบยาชิงกับมันตอนนี่ยีท่าแต่ยังกลัวเพื่อไว้เลยนี่แต่วิจัดออกไปเลยแต่ยังกับบ้านเคยเนี่ยคนยมจัดนุกกับบ้านนี่ยีท่าโอนสไลขยมจังบ้านมรดกแต่โอนอันสลับดำใบบองบ้านเตนุกกับบ้านนี่ยีอดไอเตขยมสับจัดสลับบ้านปนตายขยมจังนี่ยีไว้ตะการเนี้ยคนเปรย์ขยมมันสลับโดยให้กันยามเนี่ยนั่งกับบ้านสำหรับบองปลอกหลุนไอ้กับบ้านทัวร์มันนึกรกนี้นั่งดันนาตีนู้นั่งเมียนกาบเนี่ยปลาให้กับบ้านสำหรับนี้เรื่องคลุ้นยังกับบ้านเคยเนี่ยเมียนคลาปกสำหรับโกนสำหรับปกยังเตยทัวร์ไม่ดำใบตะตูบ้านมรดกยังไงนะแต่บรอกระทอดยังออกเกิดยังเตโอนเราให้ไว้บ้านเชียเนี่ยมันสลับในจมูกขยมในตีนี้ไอโปรยังมาเยอะนั่งกับบ้านไพ่ได้ตาเนี่ยจ้องทัวร์ไว้กระทอดกับบ้านในยีท่าโรดเบลเดอร์ขยมเก่งอยู่ขยมแต่แต่พี่ในตามันไอขยมแต่มีอารมณ์ไอกาได้เตยบ้านเก็บบองเช้าแต่เลือกนี่ขยมมันจูบเนี้ยขยมแต่มีอารมณ์ถ้าขยมมันจูบใส่เงียบอกขยมให้ไว้บ้านเชียเนี่ยมันเด็กในจมูกหนึ่งขยมกันยาชิงกับบ้านตอบแต่ชันดารางท่าเปิดน่ะเปรี้ยจัดเอาให้ชันดารางไอกับบ้านทัวร์ชันดารางว่าเยอะนั่งเมียนกาไพ่ได้กันยาชิงกับบ้านตอนนี่ใหญ่ท่าขนมเนียมจีบองสระจีบองเนี่ยกูใต้ตัวตู้มันตบมือไทยพระองค์สระระบาดเนี้ยต้องจำแต่เนี่ยตัวตู้มรดกจำช่วยมือไทยจุ่มนุกขยมพองนะยืนกับบ้านเคยไงบรอกระทอดนั่งกันยาชิงบ่เยอะนั่งบ่มรังแต่สลับไปแต่ใส่เธอบ่เยอะนั่งยำโซมประจับรำลังสันยังวิดีโอยังคือมีแบบปันนังเตะปีหยำมาเรียนจำจุกนี้วิดีโอใครให้เนี่ยหลอกนี่ก็พลิกคอมเมนต์ในครามวิดีโอยำมานังพอ
Hello ក៏ដូចជាសួស្តីប្រិយមិត្តអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីយ៉ាងថ្ងៃនេះយើងមកសម្រាប់រឿងតទៀតហើយប៉ុន្តែមុនចូលដល់វីដេអូអ្នកនរគ្នាកុំភ្លេចចុច comment នៅខាងក្រោមវីដេអូខ្ញុំបាននឹងផង comment អីក៏បានដែរអ្នកនរគ្នាគឺថាខ្ញុំសប្បាយចិត្តដែរយើងក៏មកខាងពេលវេលាយូរតោះយើងចូលទៅវីដេអូយើងទាំងអស់គ្នាតាមតែរឿងរបស់យើងនឹងយើងបានឃើញហើយថាបរិកធាត់និងកញ្ញាឈិននឹងបំរុងទៅស្លាប់ហើយឈិនណារ៉ារបស់យើងនឹងបានឃើញបែបនេះហើយក៏បានខាត់តែកុំឲ្យធ្វើបែបនេះអីហើយឈិនណារ៉ារបស់យើងនឹងបានទាញសរសៃសោកហើយក៏និយាយថាបងតាមកជួយបងស្រីច្បងផងបើមិនដូច្នេះទេបងស្រីច្បងរបស់យើងនឹងត្រូវស្លាប់ហើយយើងក៏បានលឺសលេងដូនតានិយាយថាប្រាគូក្បាលរបស់ឯងហើយកើតរឿងនេះវាត្រូវតែមានដំណោះស្រាយរឿងអ្វីគ្រប់យ៉ាងឯងគួរតែដោះស្រាយវាដោយខ្លួនឯងលើកនេះដូនតាជួយឯងមិនបានទេហើយឯងត្រូវចងចាំថាឯងគឺជាកូនចៅរបស់យើងដូច្នេះហើយគ្មានអ្វីដែលឯងមិនអាចធ្វើបានទេតារាក៏បានតបតើខ្ញុំគួរធ្វើអ្វីឥឡូវនេះពេលដែលដូនតាឲ្យសាច់ទៅបងស្រីច្បងដើម្បីការកែលម្អការដាំដុះរបស់គាត់នៅថ្ងៃនោះប្រសិនបើដូនតាផ្ដល់សាច់នោះឲ្យមកខ្ញុំខ្លះប្រហែលជាអាចជួយបងស្រីច្បងបានឥឡូវនេះតែភ្លាមនឹងស្រាប់តែចិនតារារបស់យើងនឹងបាននឹកឃើញគំនិតមួយហើយអត់ទេ BBQ និង steak អត់ទេអ្នកនរគ្នាខ្ញុំបាននឹកឃើញគំនិតមួយហើយបងស្រីធំបរកធាត់ជប់សិនខ្ញុំបាននឹកឃើញដំណោះស្រាយហើយខ្ញុំនៅតែមានវិធីជំនួសការលះបង់មួយនេះរាមណាស់អ្នកនរគ្នាមានឆន្ទៈក្នុងការសហការក្រុមរបស់យើងទាំងពីរប្រកាសជាឈ្នះកម្រិតនេះបានទុំជឿខ្ញុំចុះខ្ញុំអាចស្បាត់បានបរកធាត់ក៏បានតបហេតុអ្វីបានជាខ្ញុំត្រូវទុកចិត្តឯងគឺជាសត្រូវរបស់ខ្ញុំដែលតាមប្រមាញ់ខ្ញុំរហូតមកអញ្ចឹងក៏បានតបថាដៅរាងតែអ្នកពិតជាឃើញដំណោះស្រាយហើយមែនទេตัวយ៉ាងយើងក៏បានតបបងប្រកធាត់គាត់ស្បត់ថាគាត់នឹងដាក់ឈ្មោះដូនតារបស់គាត់ដូច្នេះហើយខ្ញុំមិនគិតថាគាត់លេងសើចជាមួយនឹងឈ្មោះបុព្វបុរសរបស់គាត់ទេហើយអ្នកបានសម្រេចចិត្តស្លាប់ដើម្បីខ្ញុំដោយគ្មានការអនុញ្ញាតតើអ្នកកំពុងតែចាប់ទៅខ្លួនឯងគឺជាតួឯងមែនទេប្រសិនបើរឿងនេះអាក្រក់បំផុតយើងនឹងអាចចាប់បដិសន្ធិជាមួយនឹងគ្នាក្រោយពេលយើងស្លាប់ទុំធ្វើជាបងប្អូនក្នុងជីវិតខាងមុខបរកធាត់ក៏យល់ព្រមជាមួយនឹងចិនតារារបស់យើងដែរតារាក៏បន្តនិយាយថាអរគុណអ្នកនរគ្នាដែលបានធ្វើតាមការណែនាំរបស់ខ្ញុំដំបូងខ្ញុំមានតម្រូវការបងប្រកធាត់ត្រូវតែការពារខ្ញុំហើយបងស្រីច្បងប្រើភ្លើងព្រះអាទិត្យដ៏អស្ចារ្យដើម្បីបញ្ឆេះបរោះខ្លាញ់បន្ទាប់មកខ្ញុំនឹងប្រើដំបងដោយចេតនាហើយដំបងនាំខ្ញុំនឹងបបរោះខ្លាញ់ឆ្លងកាត់កម្រិតមួយនេះធ្វើឲ្យវាបុកជាមួយនឹងសំណាញ់ពីងពីងនៅពេលដែលខ្ញុំបុកជាមួយនឹងសំណាញ់ពីងពីងវាគួរតែអាចដុតចេញពីសំណាញ់ពីងពីងនេះជាបណ្ដោះអាសន្នបាននៅពេលដែលយើងជោគជ័យរងចាំដល់យើងឆ្លងកាត់ពីសំណាញ់ពីងពីងដូច្នេះហើយខ្ញុំនឹងបំរុងដំបងរបស់ខ្ញុំនៅចុងនោះបន្ទាប់មកអ្នកត្រូវតែនៅចុងម្ខាងដំបងឲ្យតឹងមុនពេលដែលសត្វចម្លែកចូលទៅក្នុងរន្ធនោះសង្កត់នៃម្ខាងទៀតនៃដំបងឲ្យតឹងបន្ទាប់មកឲ្យបងស្រីច្បងដុតវាបន្សាទៀតបន្ទាប់ពីការឆ្លងកាត់សំណាញ់ពីងពីងមួយនេះបានខ្ញុំនឹងធ្វើវាម្ដងទៀតបោះអ្នកឈ្មោះទៅកាន់រកទីបញ្ចប់ប៉ុន្តែពេលនេះខ្ញុំរបួសយ៉ាងធ្ងន់ធ្ងរនៅពេលនេះខ្ញុំអាចបោះអ្នកមិនដល់ទីបញ្ចប់នៅពេលនោះទេដូច្នេះហើយបន្ទាប់ពីអ្នកដួលត្រូវតែគោះហៅរាងកាយប្រយោជន៍របស់អ្នកចេញហើយសង្កត់ចុងខាងនោះឲ្យតឹងហើយរងចាំឲ្យខ្ញុំរុញអ្នកអាចនាំវាមកដល់ទីបញ្ចប់អ្នកគឺជាអ្នករុញបន្ទាប់ក្រៅពីនេះតែមនុស្សនៅក្នុងក្រុមបណ្ណោះទៅអាចឈានដល់ទីបញ្ចប់បានដូច្នេះនៅទីបញ្ចប់ប្រសិនបើយើងទាំងពីរយើងបានសហការយើងប្រកាសជាអាចឆ្លងផុតកម្រិតនេះបានដោយមិនលះបង់នរណាម្នាក់យ៉ាងយើងក៏បានតបសិនយើងគឺជាសត្រូវហើយអ្នកគួរតែនាំខ្ញុំទៅជាមុនសិនបន្ទាប់មកខ្ញុំនឹងទាញអ្នកឡើងមកតារាក៏បានតបមិនអីទេខ្ញុំជឿអ្នកយើងទៅតែបានប្រយុទ្ធគ្នាជាយូរមកហើយខ្ញុំមានអារម្មណ៍មានការជឿជាក់ទៅលើអ្នកដែលមិនអាចពឹងយល់បានប្រសិនបើពួកយើងពិតជាអាចរួចចេញពីជីវិតនេះបានខ្ញុំនៅតែចង់យកអ្នកធ្វើជាមិត្តភក្តិរបស់ខ្ញុំបានកន្លងបានសបប្រយ៉ាងយើងក៏បានគិតទៀតហើយអ្នកគឺជាមនុស្សល្ងងបែបនេះតែអ្នកនៅតែចង់ធ្វើជាលបងធំរបស់ខ្ញុំមែនទេខ្ញុំគិតថាអ្នកទទួលយកជាខ្ញុំជាបងប្អូនរបស់ខ្ញុំទើបខ្ញុំទទួលយកហើយប្រយ៉ាងមកយើងហ្នឹងក៏បានបញ្ចេញជាមួយនឹងឈុតអាយក្ររបស់គេហើយពួកគេក៏បានអនុវត្តតាមផែនការរបស់ពួកគេដែលបានគិតមិញហ៎អ្នកយើងភ្នោក៏បានចេញមកថានៅសល់តែ10ដងហើមទៀតប៉ុណ្ណោះហើយមេដឹកនាំនិកាយក៏បាននិយាយទៀតថាខ្ញុំបានប្រើធម៌ពលវិញ្ញាណរបស់ខ្ញុំបានអស់ទៅហើយដូច្នេះហើយខ្ញុំមិនអាចហោះហើរបានទៀតទេតែភ្លាមហ្នឹងស្រាប់តែមានការភ្ញាក់ផ្អើលមួយតើរឿងនេះវាកាត់ឡើងដោយរបៀបណាតែពួកគេឃើញឈិនណារាងហើយនឹងប្រយ៉ាងរបស់យើងហ្នឹងបានចេញទៅមុនក៏បានហោះទៅមុតមេនិកាយហ្នឹងភ្លាមតែម្ដងនេះយើងភ្នោហ្នឹងកំពុងតែរាប់ថយក្រោយ9 8 5 2 1 សូហើយក៏បានធ្វើប្រូយ៉ាងនឹងចិនតារារបស់យើងនឹងបានមកដល់ទីបញ្ចប់ដែរពេលដឹកនាំនិកាយក៏បាននិយាយទៀតហើយតើរឿងនេះវាកាត់ឡើងរបៀបណានេះយើងភ្នោនឹងក៏បាននិយាយទៀតហើយអូដាបានឆ្លងកាត់សាឡបងលើកទី2ត្រូវបានបង្កើតដូច្នេះហើយការសាឡបងនេះត្រូវបានបញ្ចប់ពេលនេះខ្ញុំនឹងបញ្ជូនក្រុមបទសម្អាតទៅកាន់វគ្គបន្តក៏បានធ្វើគ្នារបស់ប្រូយ៉ាងនឹងចិនតារារបស់យើងនឹងមានការត្រេកអរជាខ្លាំងពីមកមើលមេនិកាយរបស់យើងណាកំពុងតែមានការខឹងសម្បាយ៉ាងខ្លាំងចាប់តាំងពីនេះការសាឡបងទី2ត្រូវបានបញ្ចប់សូមអ្នកផ្សេងទៀតប្រែខ្លាយទៅជាសារធាតុចិញ្ចឹមនៃភ្នោដឹកនាំនិកាយក៏បាននិយាយថាមិនក៏ផែនការរបស់ខ្ញុំត្រូវបានប្រជ័យដូចនេះហើយគេក៏បានស្លាប់នៅទីនោះភ្លាមតែម្ដងរឿងរបស់យើងនឹងក៏ការបណ្ដាកន្លែងចិនតារាក៏បន្តនិយាយថាទីបំផុតយើងដល់ការសាកល្បងលើកទី3ហើយទោះជាសត្រូវយ៉ាងណាក៏ចូលមកយ៉ាងក៏បានតបដែរត្រឹមត្រូវណាស់ខ្ញុំនឹងផ្ដួលគ្រប់ឧបសគ្គដែលបានរីរាំងរបស់ខ្ញុំតែភ្លាមនឹងនាយយាមភ្នោក៏បាននិយាយថាអ្នកមិនចាំបាច់ប្រយោជន៍ទៀតទេអំពីមរតកដែលអ្នកចង់បានក៏បានធ្វើអ្នកគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលដែរយើងមានពពុះបលសតទាំង5
ពីឯពួក elder ដូច្នេះហើយនឹងផ្ដល់ឲ្យអ្នកដោយផ្ទាល់គេក៏បានបញ្ចេញវេទមន្តវិញ្ញាណហ្នឹងជួនតែមនុស្សគ្រប់គ្នាឲ្យទទួលមរតកនៃត្រកូលវិញ្ញាណណោះយ៉ាងរបស់យើងហ្នឹងក៏មានការភ្ញាក់ផ្អើលដែររបួសខ្ញុំតាំងពីមុនឥឡូវវាបានជាសះស្បើយអស់ហើយក៏បានធ្វើចិនតារារបស់យើងហ្នឹងមានការភ្ញាក់ផ្អើលដែរខ្ញុំស្រាប់តែមានកម្លាំងដាវឃីងតែរឿងរបស់យើងហ្នឹងក៏ការមកដល់កន្លែងបុព្វបុរសប្រព័ន្ធក៏បានរាយការណ៍ថាសូមអបអរលោកម្ចាស់កូនចៅរបស់លោកម្ចាស់ទទួលបានមរតកនៃគ្រាប់ពូជវិញ្ញាណហើយឥឡូវនេះពេលសកម្មត្រូវបានបញ្ចប់ដូច្នេះហើយប្រព័ន្ធនឹងផ្ដល់សម្រាប់ម្ចាស់គឺជាការដាំដុះនឹងទទួលបានឱកាសចាប់ឆ្នោតចំនួន1ដងតើលោកម្ចាស់ចង់ចាប់វាភ្លាមដែរឬទេពាក្យបរិយាយើងក៏បានតបថាអូក្មេងៗទាំងនោះបានបញ្ចប់កិច្ចការហើយហីអ្វីបានខ្ញុំមានអារម្មណ៍ថាហេតុការណ៍នេះដូចជាវាលឿនបន្តិចហើយរឿងរបស់យើងនឹងក៏ការមកដល់កន្លែងឈិនតារាងរបស់យើងវិញហើយប្រូយ៉ាងក៏បាននិយាយថាអស់ចាណាពីបំផុតយើងមកដល់ភ្នូហើយឥឡូវនេះហើយឈិនតារាងក៏បាននិយាយថាអ្នកយើងភ្នូសូមលោកអនុញ្ញាតឲ្យពួកយើងចេញពីទីនេះផងហើយភ្លាមនឹងស្រាប់តែមានយុទ្ធសាស្ត្រមួយប្រូយ៉ាងរបស់យើងនឹងក៏បាននិយាយទៀតហើយហេតុអ្វីបានជាយើងនៅតែមិនអាចឆ្លងកាត់បានហើយរាងកាយរបស់ខ្ញុំមិនអាចតទល់ជាមួយនឹងរឿងនេះបានទេរាងកាយរបស់ព្រះរបស់ខ្ញុំក៏មិនអាចទ្រាំទ្រជាមួយនឹងធម្មពលប្រភេទនេះដែរហើយបានន័យថាពួកគេនេះចង់ផ្ទេរធម្មពលឬចង់សម្លាប់យើងក៏បានឃើញថាធីមរបស់ប្រូយ៉ាងរបស់យើងនឹងមិនអាចទ្រាំទ្រជាមួយនឹងយុទ្ធសាស្ត្រនេះបានឡើយប្រជាយើងភ្នូនឹងក៏បានសើចទៀតថាហាមនុស្សមួយក្រុមនេះល្អណាស់វាជិតរួចរាល់ហើយតែភ្លាមនឹងយើងស្រាប់តែឮសលេងមួយបាននិយាយខ្លាំងថាឆ្កែចាតើអ្នកភ្លេចច្បាប់ទី1នៃការរស់រានមានជីវិតចាប់តាំងពី100,000 ឆ្នាំមុនមកហើយមែនទេក៏បានធ្វើប្រជាចិត្តនឹងមានការភ្ញាក់ផ្អើលហើយតើអ្នកណាកំពុងតែនិយាយច្បាប់ដៃទី1វាហាក់ដូចជារឿងនេះបានកើតឡើងតាំងពី100,000 ឆ្នាំមុនហើយនេះគឺជាអ្វីនឹងក៏បានឮប្រជាមួយនឹងក៏បាននិយាយទៀតហើយខ្ញុំចាំបានថាអ្នកណាក៏ដោយអាចរញ៉េរញ៉ៃជាមួយនឹងអន្តរិយឈិនបានប៉ុន្តែមិនអនុញ្ញាតឲ្យរញ៉េរញ៉ៃជាមួយនឹងកូនចៅត្រកូលឈិនបានទេប្រជាគីនឹងក៏បាននិយាយទៀតហើយប្រសិនបើខ្ញុំបង្កហេតុជាមួយកូនចៅត្រកូលឈិនដូច្នេះហើយត្រកូលឈិនអាចច្បាច់កូនរបស់ខ្ញុំបានប៉ុន្តែរឿងនេះវាមិនអាចទៅរួចទេហើយពួកគេនឹងក៏បានផ្សាយព្រមគ្នាត្រឹមត្រូវណាស់សម្លេងមួយនេះបាននាំមកយើងនៅចងចាំការពី100,000 ឆ្នាំមុនប៉ុន្តែច្បាប់នេះមានគោលបំណងទៅលើអន្តរិយឈិនតែម្នាក់គត់មែនទេបងប្រុសធំតែរឿងនេះវាមិនអាចទៅរួចមែនទេពួកបរិយារបស់យើងនឹងក៏បាននិយាយថាខ្ញុំបានបង្ហាញអត្តសញ្ញាណរបស់ខ្ញុំនៅខាងក្រៅយ៉ាងច្បាស់ប៉ុន្តែហាក់ដូចជាអ្នកនៅតែមិនដឹងថាពួកគេនេះគឺជាពីណាក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលដែរក៏បានធ្វើប្រជានឹងសម័យថយក្រោយអីអត់ទេនោះគឺជាកូនចៅរបស់អន្តរិយឈិនពិតហើយពពួកប្រជាទាំងអស់នឹងក៏បានសំទោសទៅកាន់បុព្វបុរសរបស់យើងសុំទោសអន្តរិយខ្ញុំដឹងថាខ្ញុំកំពុងតែការពារការខ្វះខាតរបស់អ្នកតែអ្នកមិនដឹងទេថាយើងនេះកំពុងតែធ្វើអ្វីឥឡូវនេះសូមអ្នកកុំខាត់យើងអីសោះបុព្វបុរសក៏បានតបខ្ញុំមិននៅទីនេះដើម្បីជួយសង្គ្រោះពួកគេនោះទេខ្ញុំមកទីនេះដើម្បីសងសឹកអ្នកដែលដេញតាមខ្ញុំ3ថ្ងៃ3យប់តែចង្ក្រានក្តៅមួយនោះឥឡូវនេះអ្នកគួរតែដល់ពេលហើយបុព្វបុរសយើងនឹងក៏បានបញ្ចេញសម្ពាធយ៉ាងខ្លាំងក៏បានធ្វើប្រជាយើងនឹងលាន់មកថានេះគឺជាអត្តពលរបស់អន្តរិយឈិនមែនទេវាពិតជាឈឺចាប់ណាស់ខ្ញុំនឹងស្លាប់បន្តិចទៀតហើយប្រជានឹងក៏បាននិយាយទៀតថាតើអ្នកនៅចាំទេការខឹងសម្បាចាប់តាំងពី100,000 ឆ្នាំមុនមកទេខ្ញុំគិតថាអ្នកកំពុងតែព្យាយាមរៀបរៀងដើម្បីបិទបាំងចំណុចខ្វះខាតរបស់អ្នកក៏បានធ្វើមនុស្សគ្រប់គ្នានឹងលាន់មាត់ហើយពេលបានឃើញដូនតារកតក៏បាននិយាយថាលោកគ្រូតើលោកគ្រូមិនទាន់ស្លាប់ទេក៏បានធ្វើចិនតារារបស់យើងនឹងមានការឆ្ងល់ដែរអ្នកហៅដូនតាខ្ញុំថាម៉េចហើយពួកគេនឹងក៏បានប្រកែកគ្នាអ្នកហៅដូនតាអ្នកហៅច្រវាក់យកគ្នាយើងហៅច្បុកច្បល់ពេញហ្នឹងហ៎ដល់តែអញ្ចឹងទៅពួកនឹងឆ្លោះគ្នាពេញហ្នឹងជាយើងមើលដូនតាចុះមកដល់ក៏បាននិយាយថាឈប់ឆ្លោះគ្នាអានេះដោយសារតែដូនតានឹងភ្លេចណែនាំទៅកាន់អ្នកនរគ្នាអញ្ចឹងណាទើបមានការឆ្លោះគ្នាតាមក៏ពិតពួកយើងទាំងអស់សិនតែជាគ្រូសារបស់គ្នាទៅវិញទៅមកទេបកធននេះគឺជាសិស្សចំនួនទី1របស់ដូនតាដែលបានបែកបាក់ដូនតាជាច្រើនឆ្នាំមកហើយក៏បានធ្វើមនុស្សគ្រប់គ្នានឹងបើកផ្នែកប៉ុនប៉ុនមន់ទៀតហើយបកធនក៏បាននិយាយថាហាខ្ញុំបាននិយាយហើយអំពីក្មេងតូចទាំងនេះអ្វីបានជាពួកគេរស់រីម្លេះជាងក៏បានតបហើយសុំទោសបងប្រុសប្រកធនកុំប្រកាន់នឹងខ្ញុំអីខ្ញុំធ្លាប់ឆ្លើយដាក់បងពីមុនមកសូមតែបងកុំប្រកាន់នឹងខ្ញុំអីកធក៏បានតបថាមិនអីទេខ្ញុំគឺជាមនុស្សចាស់ទុំតែមកដល់វិញចិនតារាងវិញម្ដងបាននិយាយហើយតែខ្ញុំគឺជាបងប្រុសរបស់ឯងចំណែកឯងគឺជាប្អូនប្រុសតូចរបស់ខ្ញុំក៏ធ្វើឲ្យប្រូយ៉ាងរបស់យើងនឹងមានការសង្ហាចិត្តដែរអូនេះគឺជាបងប្រុសច្បងរបស់ខ្ញុំមែនទេរឿងនេះខ្ញុំអាចទទួលយកវាបានទេតែភ្លាមនឹងស្រាប់តែលឺសលេងតាចាស់និយាយទៀតហើយគ្រប់គ្រាន់ហើយអន្តរិយឈិនខ្ញុំនឹងប្រាប់អ្នកម្ដងទៀតអ្នកមិនដឹងទេថាអ្នកកំពុងតែបញ្ឈប់ជាមួយនឹងអ្នកណាគេដូច្នេះហើយខ្ញុំណែនាំឲ្យអ្នកឈប់ទៅដូនតាក៏បានតបទៅវិញថាបើមិនអ្នកមិនប្រាប់ខ្ញុំសើទៅភ្លេចទៅហើយរឿងនេះខ្ញុំពិតជាភ្លេចមែនសុំទោសអ្នកនរគ្នាផងប្រជានោះក៏បាននិយាយទៀតហើយអ្នកស្គាល់កន្លែងរបស់អ្នកកាន់តែច្បាស់វាបរិយាយើងនឹងក៏បានបញ្ចេញសម្ពាធទៀតហើយអ្នកហ៊ានធ្វើខុសច្បាប់ដែរដូច្នេះហើយខ្ញុំគួរតែបញ្ជូនអ្នកទៅជួបជីដូនជីតារបស់អ្នកវិញយើងក៏បានឃើញហើយថាប្រជាទាំងអស់នឹងគឺថាគ្មានគីឡូជាមួយនឹងអន្តរិយរបស់យើងទេប្រជានឹងក៏បានតមកទៀតហើយអន្តរិយឈិនសូមបញ្ឈប់ឥឡូវនេះពួកយើងគឺជាពពួកបរិសុទ្ធទាំង7មិនអាចស្លាប់នៅទីនេះបានឡើយតែភ្លាមនឹងយើងស្រាតែលើសលេងមួយទៀតហើយសលេងអង្អាចមែនទេអន្តរិយឈិនសូមបញ្ឈប់សកម្មភាពមួយនេះភ្លាមពពួកបរិសុទ្ធនឹងក៏បាននិយាយទៀតហើយម្ចាស់អ្នកមិនមាន
មានកម្លាំងគ្រប់គ្រាន់ទេតើអ្នកអាចជួយពួកយើងដោយរបៀបណាក៏បានធ្វើឲ្យបុព្វបុរសរបស់យើងនឹងមានការកើតហើយធម្មពលមួយនេះវាហាក់ដូចជាបុរសនៅក្នុងបេះដូងនៃផែនដីមហាជើតើវាបានន័យថាវាជាអ្នកម្ដងទៀតហើយមែនទេវាមិនគ្រប់គ្រាន់ទេដើម្បីឲ្យអ្នកធ្វើបាបកូនចៅរបស់ខ្ញុំតើអ្នកនឹងធ្វើបាបកូនចៅរបស់ខ្ញុំផ្សេងទៀតមែនទេហើយសម្លេងនឹងក៏បាននិយាយទៀតហើយទេអន្តរិយជនវាមិនមែនជាខ្ញុំដែលអ្នកបានឃើញនៅមហាជើនោះទេប៉ុន្តែវាគឺជាបំណែកនៃខ្ញុំដែរហើយភ្លាមនឹងស្រាប់តែប្រព័ន្ធយើង alert មកទៀតហើយខ្ញុំជូនដំណឹងទៅកាន់ម្ចាស់សត្វមួយនេះមិនដូចជាសត្វនៅមហាជើនោះទេហើយសត្វនេះមិនមានសមត្ថភាពក្នុងការសម្លាប់អ្នកទេតែបិសាចនឹងក៏បាននិយាយទៀតហើយអន្តរិយជនខ្ញុំដឹងថាអ្នកកំពុងតែយល់ច្រឡំដោយខ្ញុំឥឡូវនេះប៉ុន្តែសូមឲ្យខ្ញុំអនុញ្ញាតពន្យល់ពីហេតុការណ៍ទាំងនេះឲ្យទៅកាន់អ្នកស្ដាប់ពាក្យបរោះក៏បានតបថាអូខេមិនអីទេខ្ញុំចាប់ស្លាប់បានហើយសាររឿងរបស់យើងនឹងខ្ញុំសូមបញ្ចប់ត្រឹមនឹងសិនយ៉ាងបើសិនបើគ្នាយើងមើលមកដល់ត្រឹមនេះកុំភ្លេចចុច comment នៅខាងក្រោមវីដេអូខ្ញុំបាននឹងផងហើយជាពិសេសកុំភ្លេចចុច Sub Channel ថ្មីខ្ញុំផងគ្នាយើងពីខ្ញុំបានរៀនសម្រាយរឿងចាំជួបគ្នាវីដេអូក្រោយ Hello ក៏ដូចជាសួស្តីប្រិយមិត្តអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីយ៉ាងថ្ងៃនេះយើងមកសម្រាយរឿងតទៀតហើយប៉ុន្តែមុនចូលដល់វីដេអូអ្នកនរគ្នាកុំភ្លេចចុច comment នៅខាងក្រោមវីដេអូខ្ញុំបាននឹងផង comment អីក៏បានដែរអ្នកនរគ្នាគឺថា comment មកគឺថាខ្ញុំសប្បាយចិត្តហើយយើងក៏មិនខាតពេលវេលាយូរតោះយើងចូលទៅវីដេអូយើងទាំងអស់គ្នាតាមតែរឿងរបស់យើងនឹងយើងបានមកដល់កន្លែងដូនតាទៀតហើយដូនតាក៏បាននិយាយថានេះគឺជាវិធីដែលប្រព័ន្ធបានប្រាប់ខ្ញុំគឺវិធីបន្សាប់ជាតិពុលឲ្យព្រះនាងតូចហើយស្ដេចអ្នកក៏បាននិយាយថារឿងនេះចាប់ផ្ដើមតាំងពី1លានឆ្នាំមុនខ្ញុំឈ្មោះថាឡុងម៉ៃខ្ញុំបានកើតនៅទីនេះកាលពី1លានឆ្នាំមុនហើយកាតព្វកិច្ចរបស់ខ្ញុំគឺការពីស្រេចស្រង់តំបន់នេះដែលមានមនុស្សរស់នៅជាច្រើនហើយមានពេលមួយនោះទ្វីបហុងមេងពោពេញទៅដោយភាពរឹងមាំប៉ុន្តែភាពស្រស់ស្អាតមួយនេះបន្ទាប់ពីពូជមនុស្សបានរកឃើញអំណាចនៃសរសៃនេះពួកគេទាំងអស់ត្រូវបានបំផ្លាញហើយពូជមនុស្សបានប្រើធម្មពលសរសៃឈាមអ្នករបស់ខ្ញុំដើម្បីចាប់ផ្ដើមធ្វើសង្គ្រាមហើយវាក៏មិនដែលឈប់រាប់លានឆ្នាំមកហើយខ្ញុំជាអ្នកសង្កេតពិភពលោកមួយនេះដូច្នេះខ្ញុំបានឃើញការសម្លាប់ជាច្រើនការសម្លាប់រាប់លានឆ្នាំមកនេះវាបានជាឥទ្ធិពលបន្តមកដល់ចិត្តរបស់ខ្ញុំហើយបន្ទាប់ពី1សែនឆ្នាំក្រោយមកគំនិតអាក្រក់របស់ខ្ញុំក៏បានផុសឡើងនៅក្នុងចិត្តរបស់ខ្ញុំមានគំនិតអាក្រក់នៅក្នុងការសម្លាប់សត្វទាំងអស់នៅក្នុងទ្វីបមួយនេះដូច្នេះហើយខ្ញុំត្រូវតែសម្លាប់អ្នកទាំងអស់គ្នាប៉ុន្តែពេលនោះដើម្បីបញ្ឈប់ខ្លួនឯងចេញពីការបំផ្លិចបំផ្លាញទ្វីបមួយនេះខណៈពេលដែលខ្ញុំបានភ្ញាក់ពីដំណេកខ្ញុំបានហៅអ្នកនាំសាររបស់ខ្ញុំហើយពួកគេគឺជា Elder ទាំងអស់នៅពេលនោះខ្ញុំបានបញ្ជូនអំណាចរបស់ខ្ញុំភាគច្រើនទៅកាន់ Elder ប៉ុន្តែអំណាចរបស់ខ្ញុំក៏មានច្រើនដែរដោយសារតែពួកគេមិនអាចទ្រាំទ្រនឹងអំណាចរបស់ខ្ញុំបានពួកគេទាំងអស់ស្ទើរតែវិនាសដោយសារឥទ្ធិពលមួយនេះប៉ុន្តែជាសំណាងល្អដែលមានពពួកបរិសុទ្ធទាំង7នៅក្នុងកោសិព័ន្ធ Elder បានទទួលអំណាចរបស់ខ្ញុំហើយបានក្លាយជាវិញ្ញាណដែលអាចបិទបាំងរូបខ្ញុំបានទីបំផុតពពួកបរិសុទ្ធទាំង7 Elder បានទទួលអំណាចរបស់ពួកគេរៀងៗខ្លួនហើយពួកគេបានប្រយុទ្ធប្រឆាំងនឹងអំពើអាក្រក់របស់ខ្ញុំហើយបានបិទត្រាប្រភពនៃជីវិតរបស់ខ្ញុំដោយបានជោគជ័យហើយដកគំនិតអាក្រក់របស់ខ្ញុំចេញមកខាងក្រៅដោយសារតែខ្ញុំបានបាត់បង់ប្រភពនៃជីវិតទាំងគំនិតអាក្រក់របស់ខ្ញុំហើយវាបានក្លាយទៅជារូបចម្លាក់ថ្មហើយវាបានធ្លាក់ចូលកណ្ដាលផែនដីនិងទឹកដីមហាជើហើយនៅពេលនោះខ្ញុំបានគិតថាខ្ញុំអាចដោះស្រាយវិបត្តិមួយនេះរួចហើយប៉ុន្តែលើនេះស្រាប់តែគេរកឃើញបំណែករបស់គាត់ហើយបានយកគាត់ឡើងមកលើគោរួចហើយពួកគេក៏បានបំបែកត្រាមួយនោះចេញពីរូបចម្លាក់មួយនោះដែរដូច្នេះហើយស្ដេចអ្នកអាក្រក់មួយនោះគាត់កំពុងតែរងចាំយុគសម័យរបស់គាត់នៅពេលដែលវេលាមកដល់គាត់ប្រកាសជានឹងបំបែកត្រាដោយពេញលេញហើយគាត់ក៏បានចេញមកដើម្បីបំផ្លាញទ្វីបមួយនេះឥឡូវនេះពពួកបរិសុទ្ធទាំង7 Elder ចិត្តនឹងវិនិច្ឆ័យដូច្នេះហើយខ្ញុំត្រូវតែរកបេក្ខជនថ្មីដើម្បីទុកឲ្យអ្នកថ្មីបិទគំនិតអាក្រក់មួយនេះប៉ុន្តែអន្តរាជនអ្នកបានរំខានការទទួលយកមរតករបស់ខ្ញុំហើយប្រជាជននឹងក៏បាននិយាយទៀតហើយពួកវាបរិជនឥឡូវនេះអ្នកបានធ្វើកំហុសមួយដ៏ធំហើយតើអ្នកមាននៅខ្លួនទេអ្នកបានបំផ្លាញឱកាសតែមួយគត់ក្នុងការទទួលយកមរតកអ្នកគឺជាអ្នកបំផ្លាញទ្វីបមួយនេះពួកវាបរិរបស់យើងក៏បានកើតមានអ្វីចម្លែកទេដែលខ្ញុំមិនអាចបោះសម្អាតគំនិតអាក្រក់នេះបានដូច្នេះវាគឺជាធម៌ពលនៃសរសៃនេះវាគឺជាកម្លាំងដែលអ្នកអនុវត្តមិនអាចទប់ទល់បានហើយ Elder កំពុងតែព្យាយាមស្វែងរកអ្នកផ្សារជាប់ថ្មីបើតាមទស្សនៈរបស់ខ្ញុំបានជួបបញ្ហាធំហើយឥឡូវនេះគិតចោលបុព្វបុរសយើងក៏បានសើចតើអ្នកនរគ្នាមានដំណោះស្រាយថ្មីទេខ្ញុំសុខចិត្តធ្វើការកែប្រែស្ដេចអ្នកក៏បានតបទៀតហើយមធ្យោបាយតែមួយគត់គឺបញ្ឈប់គំនិតអាក្រក់ពីការបំផ្លាញទ្វីបមួយនេះដោយអ្នកបើកត្រារួមបញ្ចូលជាមួយនឹងខ្ញុំដោយវិធីនេះទាំងខ្ញុំនិងគំនិតអាក្រក់របស់ខ្ញុំនឹងស្លាប់ហើយរឿងនេះវា
អាស្រ័យទៅលើអ្នកអត្រាជនវាគួរតែអ្នកពីបានសម្រាប់ចិត្តឲ្យមើលទៅពេលបរោះក៏បានតបអ្នកស្ម័គ្រចិត្តបំផ្លាញប្រភពនៃជីវិតរបស់អ្នកផ្ទាល់ហេតុអ្វីបានជាខ្ញុំមិនយល់ព្រមដាច់អ្នកក៏បានតបដោយសារតែគំនិតនៃប្រភពបិទចិត្តមួយនេះខ្ញុំបានដាក់ត្រាវាទៅលើខ្លួនព្រះនាងតូចយ៉ាងណាក៏ដោយអ្នកចង់បំផ្លាញប្រភពនៃជីវិតព្រះនាងតូចគាត់ប្រកាសជានឹងស្លាប់ជាមួយនឹងខ្ញុំដែរនេះក៏បានធ្វើឲ្យពេលបរោះយើងនឹងមានការខឹងដែរតើជាតិពលមួយនោះឯងជាអ្នកដាក់នៅក្នុងខ្លួនព្រះនាងតូចមែនទេអត់រាជិនខ្ញុំដឹងថាអ្នកពិតជាការពារកូនចៅរបស់អ្នកខ្លាំងណាស់ប៉ុន្តែនេះគឺជាមធ្យោបាយតែមួយគត់ដើម្បីសង្គ្រោះទ្វីបហុងមេងរបស់យើងឥឡូវនេះប្រសិនបើព្រះនាងតូចមានជីវិតប្រជាជននៃទ្វីបនេះនឹងត្រូវស្លាប់តែប្រសិនបើព្រះនាងត្រូវស្លាប់អ្វីៗទាំងអស់ដែលរស់នៅក្នុងទ្វីបមួយនេះនឹងត្រូវបានរស់ហើយអំណាចរបស់ខ្ញុំគឺជា1/10នៃអ្វីដែលវាមានប្រសិនបើអ្នកចង់បញ្ចុះពួកគេពីការសម្លាប់របស់ព្រះនាងតូចនោះយើងមិនអាចធ្វើអ្វីបានអំពីវាទេដូច្នេះការរស់រានមានជីវិតរបស់ដេកូវាអាស្រ័យទៅលើអ្នកហើយតើអ្នកយល់ព្រមប្រគល់នាងតូចក្នុងការស្លាប់មួយនេះដែរឬទេអ្វីវាជាបញ្ហាមួយទៀតហើយមែនទេខ្ញុំគិតថាខ្ញុំត្រូវបានគេស៊ូសំណួរនេះនៅក្នុងជីវិតរបស់ខ្ញុំហើយអ្វីបានជាគេស៊ូខ្ញុំម្ដងទៀតហើយតែរឿងរបស់យើងនឹងក៏កាត់មកដល់បុព្វបុរសយើងកាលនៅក្មេងលោកឈិនអ្នកនៅសល់តែ2វិនាទីទៀតទេខ្ញុំជាប្រព័ន្ធដំណើរការតាមពេលវេលាខ្ញុំចង់សួរសំណួរមួយទៅកាន់អ្នកពេលនេះអ្នកកំពុងតែដើរតួជាអ្នកដឹកនាំរថភ្លើងរបស់អ្នកមិនអាចឈប់បានទេដោយសារតែវាដំណើរការខុសប្រក្រតីមានមនុស្សស្លាប់នៅលើផ្លូវខាងមុខហើយមានមនុស្ស5នាក់ដែលមានសុខភាពល្អនៅម្ខាងបើរថភ្លើងអ្នកបុកអ្នកស្លាប់តើអ្នកបដូរផ្លូវដែរឬទេបើអ្នកជ្រើសរើសត្រឹមត្រូវអ្នកនឹងបានការទៅក្នុងពិភពលោកមួយទៀតប្រសិនបើអ្នកជ្រើសរើសខុសអ្នកនឹងស្លាប់សូមជ្រើសរើសវាដោយប្រុងប្រយ័ត្នតែបុព្វបុរសយើងមិនបានឆ្លើយព្រមតែជ្រើសរើសទេហើយក៏បានធ្វើឲ្យបុព្វបុរសរបស់យើងនឹងមានការឈឺក្បាលណាស់ដែរហើយបុព្វបុរសយើងក៏បាននិយាយថាតើអ្នកអាចផ្ដល់ពេលវេលាខ្លះដើម្បីឲ្យខ្ញុំគិតវាដែរឬទេហើយស្លាញ់អ្នកក៏បានតបមិនអីទេនៅសល់ពេលវេលា3ថ្ងៃមុនទៀតមុនយុគថ្មីចាប់ផ្ដើមបើអ្នកសុកចិត្តប្រកោព្រះនាងតូចក្នុងរយៈពេល3ថ្ងៃអ្នកគ្រាន់តែកំទេចកំរាលថ្មមួយនេះនោះយើងនឹងចាប់ផ្ដើមធ្វើពិធីបំផ្លាញនៃប្រភពនៃជីវិតដូច្នេះហើយវាមិនទាន់ហួសពេលទេនិយាយចប់ដូនតានឹងក៏បាននាំគ្នាយើងនឹងទៅផ្ទះវិញហើយសាច់រឿងរបស់យើងនឹងក៏កាប់មកដល់កន្លែងនគរវិញហើយនៅពេលដែលពួកគេបានឃើញព្រះនាងតូចពួកគេនឹងក៏មានការស្រឡាញ់ដែរអាគង់ក៏បាននិយាយថាព្រះនាងទៅតែភ្ញាក់ដូច្នេះហើយទឹកមុខរបស់គាត់នឹងមិនស្រកបោះនោះទេហើយពួកគេនឹងក៏បានដណ្ដើមគ្នាឲ្យព្រះនាងតូចយ៉ាងទៅពេលបរោះក៏បានសួរទៅកាន់ប្រព័ន្ធជាតិពលរបស់ព្រះនាងតូចយ៉ាងម៉េចហើយតើវាមានដំណោះស្រាយថ្មីទេប្រព័ន្ធក៏បានតបថាកូនតូចៗរបស់អ្នកបានបញ្ចប់ការសាកល្បងលើកទី4ហើយដូច្នេះបុព្វបុរសនៅតែមានឱកាសមួយក្នុងការចាប់ឆ្នោតប្រសិនបើម្ចាស់អាចចាប់រង្វាន់បាន7ផតនោះប្រកាសជាអ្វីៗនឹងប្រសើរឡើងប្រហែលជាវាមានវិធីដោះស្រាយបុព្វបុរសក៏បានគិតអូវាត្រឹមត្រូវហើយប្រសិនបើខ្ញុំអាចជាគូវាយប្រហារដ៏ខ្លាំងក្លាក្នុងការសម្លាប់គំនិតអាក្រក់នោះប្រកាសជាព្រះនាងតូចមិនស្លាប់ទេជ័យចប់បុព្វបុរសរបស់យើងនឹងក៏បានចាប់ឆ្នោតភ្លាមតែម្ដងហើយកងចៅរង្វាន់ក៏បានវិលបុព្វបុរសក៏បាននិយាយថាត្រូវតែឈ្នះហើយបំរុងតែត្រូវដៃតំណោះឲ្យអ្នកនរគ្នាប៉ុន្តែមានណាតែចូលរង្វាន់ផ្សេងហើយក៏បានធ្វើបុព្វបុរសរបស់យើងនឹងមានការភ្ញាក់ផ្អើលដែរអូយរង្វាន់លងចិត្តតើនេះជារង្វាន់ដែលគួរឲ្យភ្ញាក់ផ្អើលមែនទេរង្វាន់នេះវាគ្មានប្រយោជន៍សម្រាប់អាណាចក្រដាវអ៊ីមពឺរ៉ឺទេតែភ្លាមនឹងបុព្វបុរសយើងក៏បានកើតតើអំណាចតែមួយគត់ដែលខ្ញុំអាចប្រើដោះស្រាយគំនិតអាក្រក់មួយនេះតែប្រសិនបើវាមិនដំណើរការមនុស្សគ្រប់គ្នានឹងត្រូវស្លាប់ក៏បានសួរទៅកាន់ប្រព័ន្ធខ្ញុំចាំបានថាខ្ញុំទទួលបានរង្វាន់ពីមុនមកគឺជាសមរភូមិប្រយុទ្ធតែម្ដងហើយសាច់រឿងយើងក៏កាត់មកដល់កន្លែងកញ្ញាឈិនក៏បាននិយាយក្នុងចិត្តថាកូនស្រីដែលគួរស្រឡាញ់បែបនេះមិនគួរត្រូវស្លាប់ទាំងវ័យក្មេងបែបនេះនោះទេយើងក៏បានឃើញហើយថាមនុស្សគ្រប់គ្នានឹងមានការសោកស្ដាយយំតប៉ែវិញហ្នឹងហើយពួកគេនឹងក៏បាននិយាយថាហើយអ្វីពិភពលោកនេះយុទ្ធទទួលសម្រាប់ព្រះនាងតូចបែបនេះពើទៅពិតជាវេទនាណាស់បុព្វបុរសក៏បាននិយាយទៅកាន់កញ្ញាកងហើយព្រះអង្គក្នុងរយៈពេល3ថ្ងៃតើអ្នកអាចជួយទូបង្គំបានដែរឬទេតើមេដឹកនាំកងកម្លាំងទាំងអស់នៅក្នុងទ្វីបបានមកដល់ហើយឬនៅកញ្ញាឈិងក៏បានសួរដែរតើដូនតាកំពុងតែធ្វើអ្វីអូយ៉ាងក៏បានតបគាត់ប្រកាសជារកវិធីបនសាបជាតិពលឲ្យព្រះនាងតូចហើយមើលទៅពួកគេនឹងក៏បានយល់ស្របដែរត្រឹមត្រូវណាស់ប្រកបក៏បាននិយាយវាមិនដែលដូនតាណាបោះបង់កូនចៅរបស់គាត់នោះទេតែភ្លាមនឹងស្រាប់តែបុព្វបុរសយើងនឹងក៏បានបំបីថ្មមួយហ្នឹងហើយធ្វើឲ្យមនុស្សគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលមែនតើហើយសាច់រឿងក៏បានសម័យទៅកាន់ស្លេចនេះប្រសិនបើនេះប្រគល់នាងតូចក្នុងរយៈពេល3ថ្ងៃអ្នកគ្រាន់តែកំទេចថ្មមួយនេះហើយសាច់រឿងរបស់យើងនឹងក៏កាត់មកដល់បុព្វបុរសក៏បាននិយាយថាព្រះនាងតូចទុកឲ្យបងប្អូនចាស់យកអ្នកទៅក្នុងបន្ទប់មិនអីទេនាងតូចក៏បាននិយាយថាតើខ្ញុំអាចសម្រាប់បានហើយឥឡូវនេះបុព្វបុរសក៏បានតបដែរបានត្រឹមត្រូវណាវាមានតែរយៈពេល3ថ្ងៃប៉ុណ្ណោះក៏បានធ្វើមនុស្សគ្រប់គ្នានឹងមានការកៀងទៀតហើយអ្នកដឹកនាំរឿងក៏បាននិយាយថាក្នុងរយៈពេល3ថ្ងៃបន្ទាប់ពីចម្លាក់ថ្មនោះត្រូវបានកំទេចពពុះបរិសុទ្ធទាំង7ក្រុមវិញ្ញាណបានមកដល់ទ្វីបដាលវូការសាងសង់អាសនៈនៃការវិធីបំផ្លិចបំផ្លាញហើយក្នុងពេលវេលាមួយនោះមេដឹកនាំនៃការសាងសង់កម្លាំងដីគូក៏បានមកដល់ដាវូបន្ទាប់ពីក្នុងរយៈពេល3ថ្ងៃមកនេះដែរហើយរឿងរបស់យើងនឹងក៏កាមកដល់កន្លែងបុព្វបុរសទៀតហើយញាកូនក៏បាននិយាយថាអំណាចដ៏អស្ចារ្យ
ឥឡូវនេះមេដឹកនាំនៃទ្វីបទាំងនេះមកដល់ទីនេះហើយពួកគេទាំងអស់ក៏បានមកដល់ទីនេះដែរព្រះនាងតូចនឹងត្រូវលះបង់ខ្លួនឯងដើម្បីដីគោកញ្ញាធីងក៏បានតបថាវាបរោះខ្ញុំបាននាំព្រះនាងតូចមកដល់ហើយព្រះនាងតូចក៏បាននិយាយថាដូនតាខ្ញុំនឹងប្រកល់ស្ករគ្រាប់មួយនេះជូនទៅកាន់អ្នកបុព្វបុរសក៏បានតបថាអរគុណព្រះនាងតូចខ្ញុំនឹងញ៉ាំស្ករគ្រាប់មួយនេះនៅពេលក្រោយប៉ុន្តែពេលនេះព្រះនាងតូចត្រូវទៅកន្លែងមនុស្សជាមុនសិនតើអ្នកមិនអីទេបុព្វបុរសក៏បានបន្តទៀតថាហើយគឺជាវានោះគឺជាកន្លែងព្យាបាលជំងឺរបស់អត្តរាជរួចហើយព្រះនាងតូចនឹងជាសះស្បើយបន្ទាប់ពីអ្នកទៅទីនោះនាងតូចរបស់យើងនឹងក៏បានដើរទៅទីនោះមិនអីទេដូនតារួចហើយពួកគេនឹងក៏បានធ្វើពិធីអាចារ្យនឹងក៏បាននិយាយថាព្រះនាងតូចចូលមកដល់កន្លែងហើយពិធីបំផ្លិចបំផ្លាញអាចចាប់ផ្ដើមបានក៏បានធ្វើឲ្យអ្នកនៅទីនោះនឹងមានការយំជាខ្លាំងអត់ទេព្រះនាងតូចលះបង់ដើម្បីទ្វីបមួយនេះក៏បានធ្វើឲ្យក្រុមប្រយ៉ាងរបស់យើងនឹងមានការខាងដែរអត់ទេព្រះនាងតូចនោះមិនមែនជាវិជ្ជាបណ្ឌិតអត្តរាជទេអ្នកត្រូវបានគេបញ្ឆោតហើយអ្នកនឹងស្លាប់ប្រសិនបើអ្នកទៅទីនោះហើយក៏បានក្រុមពួកគេនឹងក៏បានជួយសង្គ្រោះព្រះនាងភ្លាមតែម្ដងពួកអាចារ្យចែមនឹងក៏បាននិយាយទៅថាខ្ញុំដឹងថាអ្នកអាណិតទៅកាន់ព្រះនាងតូចប៉ុន្តែប្រសិនបើយើងមិនធ្វើបែបនេះទេពួកយើងទាំងអស់នឹងត្រូវបានស្លាប់ប្រសិនបើយើងអាចបដូរជីវិតរបស់យើងបានពួកយើងមិនស្លាក់ស្ទើរទេក្នុងការបដូរជីវិតរបស់ព្រះនាងតូចប្រកបក៏បាននិយាយថាតើយើងត្រូវលះបង់ព្រះនាងតូចមែនទេញ៉ាឈីងក៏បាននិយាយដែរយើងប្រមូលផ្ដុំមនុស្សទាំងអស់នៅក្នុងពិភពលោកមកជុំគ្នានៅទីនេះហើយយើងមិនអាចប្រយុទ្ធប្រឆាំងជាមួយនឹងស្ដេចអ្នកអាក្រក់មែនទេបុព្វបុរសក៏បានតបអ្នកប្រកបមិនអាចតបតជាមួយនឹងសរសៃវិញ្ញាណអាក្រក់បានឡើយសូម្បីតែដូនតាយើងក៏បានឃើញហើយថាព្រះនាងតូចនឹងមានការឈឺចុកចាប់ខ្លាំងមែនទែននាងតូចក៏បាននិយាយថាខ្ញុំបានទាយរឿងនេះជាយូរមកហើយថាឋានសួគ៌ប្រកាសជាឲ្យខ្ញុំស្លាប់ខ្ញុំបានកើតមកក្នុងពិភពលោកមួយនេះប៉ុន្តែខ្ញុំត្រូវស្លាប់ដើម្បីពិភពលោកអាចារ្យក៏បានបញ្ចេញកម្លាំងទៀតហើយកម្លាំងទាំងអស់ដើម្បីបញ្ចេញធម្មពលនៃជីវិតក៏បានធ្វើព្រះនាងតូចរបស់យើងនឹងមានការឈឺចាប់កាន់តែខ្លាំងអ្វីត្បិតតែខ្ញុំកើតឡើងមកឈឺចាប់រាល់ថ្ងៃប៉ុន្តែខ្ញុំមិនខ្លាចការស្លាប់នោះទេអាចារ្យចិននឹងក៏បាននិយាយហើយល្អណាស់ប្រភពនៃជីវិតបានចេញមកហើយព្រះនាងក៏បន្តនិយាយទៀតថាព្រោះអីតែខ្ញុំបានជួបជាមួយនឹងបុព្វបុរសជាមួយនឹងបងប្អូនប្រុសស្រីរបស់ខ្ញុំបានសម្រាកជាលើកដំបូងហើយខ្ញុំក៏បានញ៉ាំស្ករគ្រាប់ផ្អែមដែរវាគឺជាលើកដំបូងរបស់ខ្ញុំអាចារ្យនឹងក៏បាននិយាយទៀតហើយខាងវិញ្ញាណចូលមកត្រានៃប្រភពនៃជីវិតត្រូវបានកើតឡើងរៀបចំបំផ្លាញជីវិតព្រះនាងតូចនិងប្រភពនៃជីវិតព្រះនាងតូចក៏បាននិយាយថាខ្ញុំបានកើតមកទីនេះបំណងប្រាថ្នាជាច្រើនត្រូវបានបំពេញអស់ហើយក៏ធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែរប៉ុន្តែគ្មានផ្លូវដែរបានអ្វីដែលខ្ញុំចង់បានទៀតទេដូច្នេះហើយលាហើយមនុស្សគ្រប់គ្នាក៏បានឃើញហើយថាអាចចាមនឹងសប្បាយចិត្តខ្លាំងមែនទែនហាទីបំផុតគាត់បានស្លាប់ហើយពីបាត់នៅលើដីគោកត្រូវបានដោះស្រាយហើយតែភ្លាមនឹងបុព្វបុរសយើងនឹងក៏បាននិយាយហើយមើលពួកមុខអាត្មានិយមពុតបុតទាំងអស់នេះដែលបាននិយាយថាវិបត្តិត្រូវបានដោះស្រាយអរគុណសម្រាប់ការសហការព្រះនាងតូចឥឡូវនេះប្រភពនៃជីវិតត្រូវបានសង្គ្រោះដោយខ្ញុំហើយក៏បានធ្វើឲ្យគ្រប់គ្នានឹងមានការភ្ញាក់ផ្អើលមែនទែនព្រះអាចារ្យនឹងក៏បាននិយាយថាពាក្យបរោះតើអ្នកឈួនមែនទេអ្នកនឹងបំផ្លាញព្រះនាងតូចនិងប្រភពនៃជីវិតតើអ្នកលះបង់ទ្វីបទាំងមូលសម្រាប់មនុស្សម្នាក់មែនទេតើអ្នកនឹងមកបង់ចោលទ្វីបទាំងមូលមែនដែរឬទេនិយាយមកអត្តរាជឈិនពាក្យបរោះក៏បានតបការកើតឡើងនៃគំនិតអាក្រក់វាកើតឡើងដោយសារតែការលោភលន់និងការសម្លាប់មនុស្សនេះគឺជាកំហុសរបស់មនុស្សជាតិទាំងមូលហើយអ្វីបានជាអ្នកឲ្យព្រះនាងតូចទទួលទរណកម្មតែម្នាក់ឯងមនុស្សចិត្តនឹងក៏បាននិយាយទៀតហើយអត្តរាជឈិនព្រះនាងត្រូវតែលះបង់ព្រះនាងគឺជាអ្នកដែលត្រូវគេជ្រើសរើសប្រសិនបើយើងជាអ្នកគេជ្រើសរើសយើងក៏សុខចិត្តស្លាប់ដើម្បីពិភពលោកមួយនេះដែរពាក្យបរោះក៏បានតបអូខេខ្ញុំមិនអនុញ្ញាតឲ្យប្រភពនៃជីវិតចាក់ចេញពីព្រះនាងតូចបានឡើយប្រសិនបើអ្នកណាមិនយល់ស្របឆាប់ចេញមកឥឡូវនេះមកខ្ញុំមិននិយាយថាទេក្នុងការសម្លាប់មនុស្សហើយសាររឿងរបស់យើងនឹងខ្ញុំសូមបញ្ចប់ត្រឹមនឹងសិនតែអ្នកនរគ្នាមើលមកដល់ត្រឹមនេះហើយកុំភ្លេចឲ្យមេដៃហើយកុំភ្លេចខមមិននៅក្រោមវីដេអូខ្ញុំបានឡើងផងណាអញ្ចឹងពីខ្ញុំបានរៀនសម្រាប់រឿងចាំជួបគ្នាវីដេអូក្រោយ